សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំនឹងនាំយករឿងម៉ាញ់វ៉ាមួយមកសម្រាយជូនអ្នកទាំងអស់គ្នាដែលមានចំណងជើងជាភាសាខ្មែរថាអាចកំបាំងនៅពីក្រោយស្នាមញញឹមរបស់ពនាងចឹងហើយកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់ការសម្រាយតែម្ដងទៅចាប់ផ្ដើមនៅសាច់រឿងរបស់យើងហ្នឹងគឺគេបង្ហាញឲ្យឃើញពីនគរមួយតែនៅក្នុងនគរហ្នឹងគឺមានស្ដេចម្នាក់គាត់កំពុងតែពិនិត្យទៅលើឯកសារស្ដីពីការសំចុះចូលរបស់ប្រទេសជិតខាងតែស្ដេចហ្នឹងគាត់បាននិយាយថាការពង្រីកទឹកដីហ្នឹងគឺជាក្តីសម័យរបស់គាត់តាំងពីយូរលង់ណាស់មកហើយសូម្បីតែស្ដេចអង្គមុនដែលត្រូវជាឪពុករបស់គាត់ណាក៏អាចសម្រេចបានដែរគាត់ក៏អរគុណទៅកាន់លោកម៉ាក្រែវហើយក៏មានបន្ទូលទៀតថានៅពេលដែលគាត់គិតពីអំបួនដែលត្រូវឲ្យលោកម៉ាក្រែវហ្នឹងក៏ធ្វើឲ្យគាត់សប្បាយចិត្តដែរប៉ុន្តែពាក្យសម្ដីដែលគាត់និយាយចេញមកហ្នឹងគឺមើលទៅពុតត្បុតខ្លាំងមែនតើបន្ទាប់មកគាត់ក៏សួរតាក់ទងទៅនឹងអ្នកស្នងតំណែងរបស់គ្រួសារលោកម៉ាក្រែវហ្នឹងសួរថាប្រយុទ្ធរៀបការនៅព្រោះដោយសារតែសង្គ្រាមហ្នឹងវាអូសបន្លាយពេលយូរចឹងហើយគាត់និយាយថាគ្រួសាររាជបងហ្នឹងក៏ត្រូវតាទទួលខុសត្រូវនៅក្នុងរឿងហ្នឹងដែរពេលហ្នឹងលោកម៉ាក្រែវគាត់ក៏បានទូលទៅកាន់ព្រះអង្គថាអេរិចកូនប្រុសរបស់គាត់ហ្នឹងឆ្នាំហ្នឹងមានអាយុ24ឆ្នាំហើយព្រះអង្គគាត់តែលើអាយុរបស់អេរិចហ្នឹងភ្លាមគាត់ក៏លន់មកថាអូត្រូវម៉ាច់តែម្ដងអញ្ចឹងហើយគាត់នឹងបកគលប្អូនស្រីសំណប់ចិត្តរបស់គាត់ហ្នឹងទៅកាន់អេរិចមានន័យថាឲ្យអេរិចហ្នឹងរៀបការជាមួយនឹងប្អូនស្រីរបស់គាត់ហើយពេលហ្នឹងលោកម៉ាក្រែវគាត់ក៏មានអារម្មណ៍រៀងឆ្ងល់នៅក្នុងចិត្តដែរព្រោះពនាងដែលត្រូវជាប្អូនស្រីដែលគាត់និយាយហ្នឹងគឺអត់តែមានអ្នកណាគេបានឃើញទេហើយអ្នកខ្លះហ្នឹងក៏គេជឿថាពនាងហ្នឹងគាត់បានស្លាប់បាត់បង់ជីវិតយូរណាស់មកហើយក៏ណាក៏អត់សូវចង់ជឿថាស្ដេចហ្នឹងហ៊ានបកគលពនាងមួយទាំងមូលមកឲ្យពួកគាត់ដែរព្រោះគាត់ដឹងថាស្ដេចហ្នឹងអត់សូវជាចូលចិត្តគ្រួសារគាត់ប្រហែលទេហើយស្ដេចហ្នឹងគាត់ក៏បានបន្ថែមទៀតថាហ្នឹងជាលើកទី1ហើយដែលមានអ្នកក្រៅបានឃើញពនាងហើយពេលហ្នឹងអ្នកបម្រើហ្នឹងក៏បានបើកទ្វារយាងដំណើរពនាងចេញមកហើយពនាងហ្នឹងគឺត្រូវជាពនាងនៃអាណាចក្រ Esqualia ហើយគាត់មានឈ្មោះថា Misa Esqualia ត្រូវជាតួឯកស្រីក្នុងរឿងហ្នឹងពេលដែលគាត់បង្ហាញខ្លួនមកហ្នឹងគឺគ្រប់គ្នាហ្នឹងមានអារម្មណ៍ថាស្រឡាំងកាំងមែនតែនពេលមើលទៅកាន់គាត់ព្រោះអីមើលទៅកាន់រូបរាងហើយការស្លៀកពាក់របស់គាត់ហ្នឹងគឺអត់សមជាព្រះនាងតតែសោះហើយពេលហ្នឹងអេរិចគាត់ទៅមើលទៅកាន់ទូស័យហើយទូស័យហ្នឹងក៏មើលមកកាន់អេរិចវិញបែបថាមនុស្សកើតសតិអារម្មណ៍ហើយពេលហ្នឹងព្រះអង្គគាត់ក៏និយាយថាព្រះនាងគាត់រៀងអៀនហើយគាត់ក៏ហៅមីសាហ្នឹងឲ្យមកចិត្តគាត់ហើយពេលហ្នឹងមិនយើងដឹងថាមីសាហ្នឹងអត់គ្រប់ទឹកមែនដើរធ្វើញ័រទៅដួលកាប់មុខស៊ីឥតក្រូនៅមុខព្រះអង្គហ្នឹងទៀតពេលហ្នឹងព្រះអង្គសប្បាយចិត្តនឹងចង់ប្រកាសហើយគាត់ឡើងខ្ទប់មុខសោយប៉ុន្តែគាត់និយាយធ្វើជាល្អថាព្រះនាងហ្នឹងគាត់សុខភាពអត់សូវល្អទេអញ្ចឹងហើយយកយល់ឲ្យព្រះនាងផងពេលហ្នឹងលោកម៉ាក្រែវគាត់ឃើញហើយគាត់ទើសទាស់ចិត្តខ្លាំងមែនតើតែដោយសារស្ដេច fake ដាក់គាត់ដែរគាត់ក៏ fake ដាក់ស្ដេចទៅវិញគាត់ក៏និយាយថាគ្រួសារគាត់ពិតជាមានកិត្តិយសមែនតើដែលបានព្រះនាងចូលមកធ្វើជាសមាជិកប៉ុន្តែក្នុងចិត្តគាត់វិញគឺគាត់ស្រែកហ្មងគាត់ថានឹងមែនតែគេហៅថាព្រះនាងតែភ្លាមហ្នឹងអេរិចគាត់ក៏ចេញមុខមកនិយាយហ្មងគាត់ថាគាត់ក៏អញ្ចឹងដែរគាត់ហ្នឹងក៏មានកិត្តិយសដែរដែលបានព្រះនាងចូលមកក្នុងគ្រួសារហើយតួឯកប្រុសរបស់យើងហ្នឹងគាត់ក៏និយាយទៀតថាគាត់នឹងមិនធ្វើឲ្យព្រះអង្គហើយនឹងព្រះនាងម្ចាស់ហ្នឹងខកបំណងឡើយពេលនោះនិយាយពីថាស្ដេចហ្នឹងបានចិត្តដល់កហើយពេលឃើញគ្រួសាររបស់តួប្រុសហ្នឹងអត់ហ៊ានជាមួយគាត់ហើយគាត់ហ្នឹងក៏ប្រាប់ឲ្យតួប្រុសហ្នឹងឲ្យដើរមកឲ្យចិត្តតិចមកឲ្យមើលប្រពន្ធខ្លួនឯងកាន់តែច្បាស់ហើយអេរិចហ្នឹងក៏ដូចចិត្តទៀតតន់តែស្ដេចប្រាប់ប៉ុណ្ណឹងគឺគាត់ដើរទៅភ្លាមក៏អត់មានប្រកែកអីទេពេលដើរទៅដល់ពនាងហ្នឹងអេរិចហ្នឹងគាត់ក៏បានលុតជង្គង់ហើយចាប់ដៃទូស័យហ្នឹងមកថើបរបៀបថាជាការរាក់ទាក់គ្នាតាមប្រពៃណីរបស់គេអញ្ចឹងហើយអេរិចហ្នឹងក៏គាត់បាននិយាយថាគាត់ពិតជាមានកិត្តិយសមែនតើដែលបានបម្រើព្រះនាងតែភ្លាមហ្នឹងគឺពនាងក៏វះដៃអេរិចហ្នឹងចេញមកទៅហឹងហ្មងហើយគាត់ថែមទាំងសឡឹងទៅអេរិចហ្នឹងដូចសឡឹងឃើញខ្មោចអញ្ចឹងហើយស្ដេចណាតោះតែឃើញអញ្ចឹងភ្លាមគឺថាគាត់ញញឹមផ្កាតកូនតែម្ដងហើយគាត់ហ្នឹងក៏ប្រាប់ទៅកាន់មីសាថាមីសាហ្នឹងអត់គួរធ្វើអញ្ចឹងទៅកាន់អនាគតប្តីរបស់ខ្លួនឯងទេហើយស្ដេចហ្នឹងគាត់ក៏ប្រាប់ឲ្យមីសាហ្នឹងសុំទោសអេរិចទៅតែពេលហ្នឹងបានយើងដឹងទៀតថាមីសាហ្នឹងក៏គាត់អត់ចេះនិយាយដែរចំណែកអាទូប្រុសភ្នែកខ្មៅដូចអ្នកជក់ថ្នាំរបស់យើងហ្នឹងគឺគាត់អត់មាននិយាយអីទេគាត់បានត្រឹមតែស្ងៀមស្ងាត់តែប៉ុណ្្នឹងបន្ទាប់ពីចូលគួរព្រះអង្គរួចហើយហ្នឹងគ្រួសាររបស់តួឯកប្រុសយើងគាត់ក៏ត្រឡប់មកវិញនៅតាមផ្លូវហ្នឹងលោកម៉ាក្រែវហ្នឹងគឺគាត់គិតរហូតសារតែប្រទេសហ្នឹងគឺគាត់មានជួបវិបត្តិសង្គ្រាមហ្នឹងយូរណាស់មកហើយវីរៈជនដែលបានយកឈ្នះនៅក្នុងសង្គ្រាមហ្នឹងគឺជាតកូលគ្រួសារក្លេតនីដែលត្រូវជាគ្រួសាររបស់តួប្រុសហ្នឹងប៉ុន្តែទោះបីជាឈ្នះសង្គ្រាមចឹងហើយក្តីប៉ុន្តែព្រះអង្គដែលត្រូវជាស្ដេចអធិរាជហ្នឹងគឺក៏អត់សូវជាសប្បាយចិត្តនឹងរឿងហ្នឹងប្រហែលទេព្រោះគាត់ខ្លាចថាថ្ងៃណាមួយហ្នឹងគាត់អាចនឹងបាត់បង់អំណាចរបស់គាត់ដោយសារតែគ្រួសារហ្នឹងចឹងហើយបានស្ដេចហ្នឹងគាត់ចេញរាជបញ្ជាឲ្យមានការរៀបការហ្នឹងឡើងដើម្បីតែបំបាក់មុខហើយក៏ចង់ចងជើងគ្រួសារក្លេតនីហ្នឹងដែរ
តែកាត់មកដល់ពេលយប់នៅក្នុងផ្ទះតកូលគ្រួសារក្លិតនេះហ្នឹងលោកម៉ាក្រៅហ្នឹងគឺគាត់អត់សុខចិត្តឲ្យគាត់លោឡាមែនតែគាត់ថានឹងមិនមែនជារង្វាន់ដែលគាត់ខំស្មោះត្រង់ជាមួយនឹងនគរមួយហ្នឹងអីដែលគាត់ទទួលបានហ្នឹងគ្រាន់តែជាពនាងលើកើម្នាក់ហើយពេលហ្នឹងតួឯងប្រុសរបស់យើងអេរិកហ្នឹងគាត់ក៏បានគិតក្នុងចិត្តដែរតែគាត់ដឹងថាគ្រួសាររបស់គាត់ហ្នឹងគឺអត់អាចបដិសេធទៅនឹងរាជបញ្ជារបស់ព្រះអង្គបានទេហើយដោយសារតែគាត់ហ្នឹងជាអ្នកស្នងតំណែងនៃតកូលក្លិតនេះនឹងដែរអញ្ចឹងហើយគាត់គិតថាហ្នឹងគឺជាភារកិច្ចរបស់គាត់ហើយពេលហ្នឹង Emberic ដែលត្រូវជាបងប្អូនជាមួយរបស់ Eric ហ្នឹងក៏គាត់នៅនឹងដែរតែគាត់លើកឡើងពីគម្រោងភ្ជាប់ពាក្យរបស់ទូប្រុសជាមួយនឹងគ្រួសារ Crispin ដោយសារតែដំបូងឡើយហ្នឹងទូប្រុសហ្នឹងគឺត្រូវភ្ជាប់ពាក្យជាមួយនឹងគ្រួសារ Crispin ទេពេលហ្នឹងឪទូប្រុសតន់លើភ្លាមគឺគាត់ខឹងប្រកាច់ប្រកិនគាត់តបមកវិញហ្មងគាត់ថានៅសួរទៅអីទៀតប្រកាសជាត្រូវរំសាយចោលហើយការរៀបការហ្នឹងហើយគាត់ក៏ស្រែកកោកទៅដាក់ប្រពន្ធគាត់ដែរគាត់ថាប្រពន្ធគាត់ហ្នឹងមិនអត់ខឹងអត់អីទេមែនហើយប្រពន្ធរបស់គាត់ដែលត្រូវជាម្ដាយទូប្រុសហ្នឹងមានឈ្មោះថា Taliesha ហ្នឹងគាត់នៅស្ងៀមមែនតែតាមពិតទៅក៏គាត់មិនមែននៅស្ងៀមទៅទេដែរគឺគាត់កំពុងតែគិតហើយមុនហ្នឹងគឺគាត់បានទៅនិយាយគ្នាជាមួយនឹងអ្នកបម្រើរបស់ប៉ានាងដូចគ្នាដល់អ្នកស្រី Taliesha ហ្នឹងគឺគាត់ទាមទារឲ្យកូនប្រុសរបស់គាត់និងមីសាហ្នឹងនៅបន្ទប់បាយគ្នាតែអ្នកបម្រើហ្នឹងគឺគាត់ព្យាយាមបដិសេធអត់ឲ្យទូស្រីហ្នឹងនៅបន្ទប់បាយគ្នាទេដោយយល់លេសថាប៉ានាងហ្នឹងគាត់មានសុខភាពមិនសូវល្អប៉ុន្តែអ្នកស្រី Taliesha ហ្នឹងក៏គាត់អាចបានបញ្ឈប់ដំណឹងដែរគាត់ក៏តថ្លៃទៅទៀតព្រោះគាត់ថាទោះបីជាបន្ទប់ពីរហ្នឹងបាយគ្នាមែនប៉ុន្តែក៏មានផ្លូវមួយដែលភ្ជាប់បន្ទប់ហ្នឹងចូលគ្នាដែរតែអ្នកបម្រើរបស់ប៉ានាងហ្នឹងគឺគាត់និយាយថាធ្វើអញ្ចឹងក៏អត់បានដែរព្រោះខ្លាចថាពេលយប់ហ្នឹងប៉ានាងគាត់ស្លាប់ហើយបើស្លាប់អញ្ចឹងអាចនឹងមានបញ្ហាហើយពេលដែលស្ដាច់ដឹងហ្នឹងគាត់ប្រកាសជាខ្ញាល់ខ្លាំងណាពេលហ្នឹងអ្នកស្រី Taliesha ហ្នឹងគាត់ស្មុកខ្លាំងមែនដែរហើយគាត់និយាយថាអត់អីទេគាត់អាចឲ្យអ្នកបម្រើហ្នឹងនៅចាំយាមការបានតែអ្នកបម្រើទាំងពីរនាក់ហ្នឹងគឺគាត់ប្រកែកដាច់អហង្ការហ្មងគាត់ថាអត់អាចយកសុខសុវត្ថិភាពរបស់ប៉ានាងហ្នឹងទៅទុកនៅក្នុងដៃអ្នកបម្រើបានទេហើយតាំងលើកឈ្មោះព្រះអង្គមកទៀតហើយថាបើព្រះអង្គដឹងតែខឹងមែនតែនហ្មងពេលហ្នឹងអ្នកស្រី Taliesha ហ្នឹងគឺគាត់មើលខ្លាំងមែនតែនដោយសារតែនិយាយអីបន្តិចមកគឺយកព្រះអង្គមកដាក់សម្ពាធលើគាត់អត់ឲ្យគាត់ហ្នឹងប្រកែកបានទេហើយគាត់តែគាត់គិតទៅដល់រឿងហ្នឹងភ្លាមមកធ្វើឲ្យគាត់ហ្នឹងលាន់មាត់នៅក្នុងតុបាយហ្នឹងហ្មងគាត់ខឹងគាត់ថាហ៊ានមែនតែនតែឲ្យអ្នកស្នងតំណែងនៃតកូលក្លិតនេះគាត់មួយទាំងមូលហ្នឹងទៅបម្រើប៉ានាងដូចជាអ្នកបម្រើហើយគាត់ក៏លើកកែវស្រាហ្នឹងអកផ្ដាច់ហ្មងហើយនៅក្នុងតុបាយមួយទាំងមូលហ្នឹងគឺបរិយាកាសហ្នឹងអាប់អួរខ្លាំងមែនតែនតែទោះជាមានរឿងអីក៏ដោយក៏អេរិចហ្នឹងគាត់អត់បាននិយាយស្ដីអីដែរទីបំផុតហ្នឹងថ្ងៃមួយហ្នឹងក៏បានមកដល់គឺជាថ្ងៃប្រកាសការរៀបការរវាងលោកមេទ័ពដែលយកឈ្នះសង្គ្រាមនិងប៉ានាងនៃអាណាចក្រមួយទាំងមូលធ្វើឲ្យប្រជាជនហ្នឹងសប្បាយចិត្តសាទរខ្លាំងមែនតែនសារតែគេអត់បានដឹងនៅរឿងពីក្រោយការរៀបការមួយហ្នឹងចឹងហើយធ្វើឲ្យគេមើលទៅហ្នឹងគឺដូចជារឿងស្នេហាព្រេងនិទានមួយកាត់មកដល់ព្រះវិហាររៀបការយើងឃើញថាមានមន្ត្រីនិងកូនអភិជនជាច្រើនបានមកចូលរួមក្នុងពិធីរៀបការមួយហ្នឹងហើយគេឆ្ងល់មែនតើថាប៉ានាងហ្នឹងបែបម៉េចព្រោះតាំងពីតូចមកគឺគេអត់ដែលឃើញមុខប៉ានាងហ្នឹងទេកំពុងនិយាយដើមគេមកឆ្ងាយសុកហ្នឹងលោកម៉ាក្រៅនៅភរិយារបស់គាត់ហ្នឹងក៏បានមកដល់ក្នុងកម្មវិធីហ្នឹងហើយក៏មានកងអង្គរៈម្នាក់ហ្នឹងរត់មកប្រាប់ទៅកាន់លោកម៉ាក្រៅហ្នឹងដែរថាព្រះអង្គហ្នឹងគឺអត់អាចចូលរួមនៅក្នុងកម្មវិធីរៀបការហ្នឹងបានទេប៉ុន្តែសម្រាប់ប៉ានាងដែលត្រូវបញ្ជូនមករៀបការហ្នឹងគឺបានមកដល់ហើយពេលហ្នឹងលោកម៉ាក្រៅគាត់ខឹងដែរប៉ុន្តែគាត់អាចនិយាយអីបានទេដោយសារតែស្ដេចហ្នឹងជៀសយាមលេងសើចមួយគាត់រហូតពិបាកមុខគាត់ម្ដងហើយម្ដងទៀតតែទោះបីជាអត់មានវត្តមានរបស់ព្រះអង្គក៏ដោយក៏ការរៀបការមួយហ្នឹងនៅតែដំណើរការទៅមុខដែរហើយលោកអាចារ្យហ្នឹងគាត់ក៏ចាប់ផ្ដើមដំណើរការកម្មវិធីហ្នឹងតែគាត់បានប្រាប់ឲ្យកូនកំលោះហ្នឹងឡើងមកកាន់ខាងមុខហើយក៏បង្ហាញតួអង្គឯកប្រុសរបស់យើងចេញមកហ្នឹងគឺស្រស់សង្ហាមែនតើហើយបន្ទាប់មកហ្នឹងប៉ានាងយើងហ្នឹងគាត់ក៏យាងចូលមកដល់ដោយមានអ្នកបម្រើយើងហ្នឹងជួយគ្រាគាត់សងខាងព្រោះគាត់ពិបាកដើរខ្លាំងពេកគ្រាន់តែប៉ានាងយើងចូលមកដល់ភ្លាមមន្ត្រីនិងអភិជនទាំងអស់ហ្នឹងគឺនាំគ្នានិយាយសុបសៀវពីប៉ានាងទាំងអស់ហ្មងថាប៉ានាងហ្នឹងមើលទៅដូចឈឺហើយអ្នកខ្លះទៀតថាប៉ានាងដូចស្វឹងព្រោះតែប៉ានាងដើរខ្លួនឯងអត់កើតទេត្រូវមានអ្នកជួយគ្រាពេលដែលកូនកំមុំនិងកូនកន្លោះមកជុំគ្នាហើយលោកតាអាចារ្យហ្នឹងគាត់ក៏ចាប់ផ្ដើមពាក្យសច្ចាដោយកូនកំលោះឈ្មោះ Eric Klett នេះជាគូជាមួយនឹងកូនកំមុំ Misa Esqualier នឹងខ្លះជាគូជីវិតចាប់ពីពេលនេះតទៅហើយជាកិច្ចបង្ហើយហ្នឹងលោកអាចារ្យគាត់ក៏ឲ្យកូនកំមុំនិងកូនកន្លោះហ្នឹងថើបគ្នាហើយពេលហ្នឹងកូនកំមុំកូនកន្លោះហ្នឹងគាត់ក៏ថើបគ្នាទៅតាមការស្នើសុំរបស់តាអាចារ្យប៉ុន្តែការថើបគ្នាហ្នឹងគឺមើលទៅគឺយើងដឹងហ្មងថាការថើបហ្នឹងគឺគ្រាន់តែជាការសម្ដែងឲ្យទៅរួចទេកាត់មកដល់ពេលយប់ប៉ុណ្ណេះវិញគឺត្រូវជាពេលសំដំណេកអ្នកបម្រើរបស់ប៉ានាងហ្នឹងគឺគាត់មកហាម5ទៅកាន់អេរិចហ្នឹងកុំឲ្យធ្វើអីប្រេះប្រាស់ទៅកាន់ប៉ានាងដូចជាបកលរវស្នាមអីជាដើមហ្នឹងហើយអ្នកបម្រើហ្នឹងក៏មកបន្ថែមទៀតថាពេលព្រឹកហ្នឹងគេនឹងមកប្រមូលផុសតាងឲ្យច្បាស់ថាទូផុសហើយនឹងមីសាហ្នឹងបានសំដំណេកពិតមែនអត់ទូផុសហ្នឹងគាត់ក៏ឆ្លើយថាគាត់យល់ហើយគាត់ក៏ដើរចូលទៅក្នុងបន្ទប់ហ្នឹងទៅ
ហើយពេលដែលអេរិចបើកទ្វារចូលទៅហ្នឹងក៏ឃើញពនាងហ្នឹងត្រូវបានអ្នកបម្រើទាំងពីរហ្នឹងចងដៃចងជើងហើយអេរិចហ្នឹងគាត់ក៏ដើរទៅជិតហើយដោះអាវរបស់គាត់បង្ហាញ six pack ដ៏ស្រស់ស្អាតតែចំអីឥឡូវហ្នឹងភាគទី1របស់យើងហ្នឹងគឺត្រូវបានបញ្ចប់ត្រឹមហ្នឹងហើយគឺត្រឹម six pack របស់តួប្រុសសួស្តីអ្នកនរគ្នាឥឡូវយើងមកបន្តស្អីរឿងភាគទី2របស់យើងទាំងអស់គ្នាដែលបន្តពីភាគមុនហ្នឹងគឺទូប្រុសរបស់យើងចូលមកហ្នឹងគឺឃើញទូស្រីហ្នឹងគេចងនៅជាប់នឹងក្រែហើយក៏ឃើញមានដបថ្នាំសណ្ដំហ្នឹងពីរដបធំធំនៅជាប់នឹងផងដែរដែលធ្វើឲ្យទូប្រុសរបស់យើងហ្នឹងហួសចិត្តខ្លាំងមែនទែនដោយសារតែចំនួនប៉ុណ្ណឹងអាចដាក់សណ្ដំសេះបានមួយតែបែរជាយកមកប្រើទៅលើមនុស្សដែលកំពុងតែស្គមស្គាំងដាច់បាយនេះវិញសំខាន់ណាស់ទោះបីជាអ្នកទោសនៅក្នុងសម័យសង្គ្រាមក៏គេមិនធ្វើដល់ថ្នាក់ហ្នឹងដែរអញ្ចឹងហើយទូប្រុសដឹងច្បាស់ហើយអ្នកដែលបញ្ជានៅពីក្រោយខ្នងហ្នឹងគឺប្រកាសណាស់ច្បាស់ជាស្ដាច់អញ្ចឹងហើយអេរិចហ្នឹងគាត់មានអារម្មណ៍ថាអាណិតទៅលើមីសាពេកគាត់ក៏អោនទៅដោះខ្សែនឹងចេញពីដៃនឹងជើងរបស់មីសាហ្នឹងហើយក៏ដឹងថាមីសាហ្នឹងខ្លួនឡើងត្រជាក់ហើយក៏ឃើញថាចុងម្រាមដៃទូស្រីហ្នឹងគឺក៏ឡើងក្រហមខ្លាំងមែនតើអញ្ចឹងហើយអេរិចហ្នឹងក៏សុំពនាងហ្នឹងចូលក្នុងភួយជាមួយគ្នាព្រោះអត់សុំចឹងខ្លាចពនាងហ្នឹងភ័យហើយអេរិចហ្នឹងគាត់ក៏ណែនាំឈ្មោះរបស់គាត់ថាឈ្មោះអីហើយអាយុគាត់ហ្នឹងឆ្នាំហ្នឹងក៏អាយុ25ហើយគាត់អត់មានបងប្អូនទេហើយគាត់ហ្នឹងក៏ប្រាប់ឲ្យមីសាហ្នឹងដឹងទៀតថាតាមពិតទៅគាត់ក៏មានប្អូនស្រីម្នាក់ទៀតតែប៉ុន្តែបានជួបគ្រោះថ្នាក់ហ្នឹងបាត់បង់ជីវិតតាំងពីនៅក្មេងម្ល៉េះហើយគាត់ហ្នឹងក៏បានបន្ថែមទៀតថាសង្ឃតែមកជីវិតរបស់គាត់ហ្នឹងហើយគឺគាត់ធ្វើសឹកសង្គ្រាមនៅព្រំដែនរហូតហើយក៏ប្រាប់ឲ្យទូស្រីហ្នឹងដឹងថាឥឡូវហ្នឹងគឺទូស្រីហ្នឹងត្រូវរៀបការជាមួយគាត់ហើយដើម្បីឲ្យទូស្រីហ្នឹងដឹងទោះបីជាអត់ដឹងថាទូស្រីហ្នឹងអាចយល់បានអត់ក៏ដោយតែដោយសារតែទូប្រុសយើងហ្នឹងគាត់ជាសភាពបារោះចឹងហើយគាត់ត្រូវតែឲ្យទូស្រីហ្នឹងដឹងថាស្ថានភាពគាត់ឥឡូវហ្នឹងវាបែបម៉េចតែអេរិចហ្នឹងអាឡ័យតែនិយាយភ្លេចខ្លួនហ្នឹងងាកទៅមើលមីសាហ្នឹងមីសាគាត់កេងលក់បាត់ហើយចឹងហើយទូប្រុសហ្នឹងគាត់ក៏ងើបចេញពីក្រែហើយគាត់ទៅរៀបចំផោះតាងដើម្បីបញ្ជាក់ថាការរៀបការហ្នឹងគឺបានបញ្ចប់សពគ្រប់ហើយពេលដែលអេរិចស្រឡឹងទៅមកចាហៀងហ្នឹងក៏ឃើញមានស្រាអញ្ចឹងហើយមានតែហ្នឹងហើយគឺជាផោះតាងដែលអាចប្រើបានហើយគេក៏កាត់មកដល់ពេលផឹកបន្ទាប់ពីថ្ងៃរៀបការហ្នឹងពេលហ្នឹងអ្នកបម្រើទាំងពីរហ្នឹងគឺសួរទៅកាន់អេរិចហ្នឹងហ្មងថាក្អកធ្លាក់ឈាមមែនដោយសារតែឃើញកណាត់ហ្នឹងវាប្រឡាក់ឈាមតែទូប្រុសហ្នឹងក៏ប្រាប់ថាអត់ទេអាហ្នឹងគឺជាផោះតាងដែលបញ្ជាក់ថាអេរិចហើយនឹងមីសាការប្រយុទ្ធមិញហ្នឹងគឺបានរួមមេត្រីជាមួយគ្នាពេលហ្នឹងអ្នកបម្រើទាំងពីរអ្នកហ្នឹងគាត់ក៏មើលមុខគ្នាហើយក៏ប្រាប់អេរិចថាអត់អីទេចាំគាត់យកកណាត់ហ្នឹងតែឲ្យតាអាចារ្យប៉និតមើលសិនហើយអ្នកបម្រើទាំងពីរអ្នកហ្នឹងក៏ព្យាយាមចូលទៅក្នុងបន្ទប់ហ្នឹងដើម្បីរៀបចំកាយឲ្យពនាងតែក៏ត្រូវបានអេរិចហ្នឹងហាមឃាត់អត់ឲ្យចូលទេតែប្រាប់ថាពនាងហ្នឹងគាត់អត់ទាន់ភ្ញាក់ទេអញ្ចឹងហើយចង់ឲ្យពនាងគេងឲ្យបានវារៀងយូរបន្តិចហើយអ្នកបម្រើទាំងពីរហ្នឹងក៏យកព្រមហើយបន្ទាប់មកអេរិចហ្នឹងគាត់ក៏បើកទ្វារចូលមកក្នុងបន្ទប់វិញហើយក៏ឃើញថាពនាងហ្នឹងកំពុងតែកកេរអាវគាត់ញ៉ាំអេរិចហ្នឹងក៏ទៅប្រឈប់មីសាដោយប្រាប់ថាអត់ទេពនាងអាហ្នឹងមិនមែនសម្រាប់ញ៉ាំទេអេរិចហ្នឹងដឹងថាពនាងឃ្លានហើយអញ្ចឹងហើយគាត់ក៏ថាឲ្យពនាងហ្នឹងចាំមួយផ្លែតសិនហើយគាត់ក៏ងាកទៅឆុងមកខាងហ្នឹងឃើញមាននំប៉័ងនៅក្នុងកញ្ឆេងអញ្ចឹងហើយអេរិចហ្នឹងក៏យកមួយហើយសួរពនាងថាចង់បើញ៉ាំអានេះវិញមិនដែរមីសាគ្រាន់តែឃើញនំប៉័ងហ្នឹងភ្លាមរកសាវ៉ាចោលអាវហ្នឹងទៅរើយកនំប៉័ងហ្នឹងមកហូបតែម្ដងហើយអេរិចទូឯងប្រុសយើងហ្នឹងគាត់ក៏ញញឹមមើលទូស្រីហើយគាត់ថាគាត់សប្បាយចិត្តណាស់ពេលឃើញទូស្រីយើងចូលចិត្តនំប៉័ងអញ្ចឹងបន្ទាប់ពីការរៀបការហ្នឹងបានបញ្ចប់ទៅអេរិចហ្នឹងគាត់ក៏ត្រូវត្រឡប់មកគ្រួសារតកូលក្លែតនេះរបស់គាត់វិញហើយការត្រឡប់មកវិញហ្នឹងក៏គាត់ក៏បាននាំយកពនាងមីសាហ្នឹងមកជាមួយផងដែរជាមួយនឹងអ្នកបម្រើ2នាក់ទៀតហើយក៏មានលោកម៉ាក្រែលដែលត្រូវជាឪពុករបស់អេរិចហើយនឹងម្ដាយអេរិចហ្នឹងគឺអ្នកស្រីថាលីសាហ្នឹងក៏គាត់ចេញមកទទួលផងដែរប៉ុន្តែតាមពិតទៅនៅក្នុងចិត្តរបស់លោកម៉ាក្រែលហ្នឹងក៏គាត់មិនសូវជាអស់ចិត្តហ្មងដែរដោយសារតែគាត់មិនសឹងតែជឿថាមានរឿងហ្នឹងកើតឡើងបានគាត់ហួសចិត្តពេកក៏អត់មានអីនិយាយអញ្ចឹងគាត់ក៏ប្រាប់ឲ្យតួប្រុសហើយនឹងតួស្រីហ្នឹងទៅសម្រាកទៅធ្វើដំណើរឆ្ងាយហើយប៉ុន្តែពាក្យសម្ដីរបស់លោកម៉ាក្រែលហ្នឹងអត់ទាន់ធ្លាក់ដល់ដីផងហ្នឹងអ្នកបម្រើមេការនៅក្នុងផ្ទះហ្នឹងក៏ស្រែកហៅពនាងភ្លាមប្រាប់ឲ្យពនាងហ្នឹងចុះក្រោមមកគ្រោះថ្នាក់ណាដោយសារតែពេលហ្នឹងពនាងហ្នឹងគាត់កំពុងតែសវេសវ៉ាឡើងតោងរូបចម្លាក់នៅមុខខ្លោងទ្វារផ្ទះហ្នឹងតែក៏បានអេរិចហ្នឹងទៅឡើងចាប់យកពនាងហ្នឹងចុះមកក្រោមវិញដោយលោកម៉ាក្រែលហ្នឹងគាត់តាមមើលរហូតគាត់ខឹងខ្លាំងមែនតើហើយគាត់អត់អាចនិយាយអីបានគាត់ក៏ដើរចេញមកទាំងកញ្ញូងកញ្ញាំងទៅហើយអេរិចនោះគ្នាឡើងអត់ដឹងខ្យល់អីដល់ពេលឃើញឪពុកខ្លួនឯងធ្វើអញ្ចឹងគ្នាឡើងហើយពេលហ្នឹងអ្នកបម្រើរបស់ពនាងហ្នឹងក៏មកចង់យកពនាងចេញពីដៃរបស់អេរិចដល់អេរិចហ្នឹងទៅសម្រាកទៅព្រោះហត់ហើយប៉ុន្តែអេរិចថាអត់អីទេហើយទៅបកទៅវិញថាអ្នកទាំងពីរហ្នឹងក៏ប្រហែលជាហត់ដែរព្រោះធ្វើដំណើរផ្លូវឆ្ងាយមកហើយឲ្យទៅរើកៅអៅឲ្យចូលសម្រាកទៅហើយអ្នកបម្រើហ្នឹងតើលើអេរិចនិយាយចឹងភ្លាមគាត់ថាអញ្ចឹងក៏បានដែររបៀបថាតម្លាក់អីគ្រប់យ៉ាងហ្នឹងទៅឲ្យទូប្រុសធ្វើទាំងអស់ទាំងតែការងារហ្នឹងតាមពិតជារបស់ខ្លួនឯងទេតែតើតានិយាយប៉ុណ្ណឹងគឺអត់ក្រែងចិត្តទេគឺតម្លាក់ទៅតែម្ដងពេលដែលអ្នកបម្រើទាំងពីរអ្នកហ្នឹងដើរចេញទៅផុតទៅណាអេរិចហ្នឹងគាត់ក៏ហៅលោកមេការដែលត្រូវជាអ្នកគ្រប់គ្រងផ្ទះហ្នឹងមកដោយប្រាប់គាត់ថាឥឡូវហ្នឹងពនាងហ្នឹងបានខ្លាចជាសមាជិកគ្រួសារយើងហើយពនាងហ្នឹងសុខភាពក៏អត់សូវល្អទេអញ្ចឹងហើយពេលដែល
មករកពនាងអីហ្នឹងគឺត្រូវប្រយ័ត្នខ្លួនរូបភាពទាំងអស់ហ្នឹងក៏អត់បានផុតពីខ្សែភ្នែករបស់អ្នកស្រី Thalia Asia ដែរហើយបន្តមកទៀតហ្នឹងគេក៏កាត់មកដល់កន្លែងតុបាយពេលហ្នឹងអេរិកគាត់ក៏ប្រាប់ទៅកាន់អ្នកបម្រើហ្នឹងឲ្យទៅសម្រាប់ចាទុកឲ្យគាត់ហ្នឹងជាអ្នកមើលថែប្រពន្ធគាត់ពេលហូបបាយដោយខ្លួនឯងតែអ្នកបម្រើហ្នឹងគឺគាត់បដិសេធឲ្យនិយាយថាពនាងហ្នឹងគាត់ឧស្សាហ៍ធ្វើឲ្យមានបញ្ហាពេលញ៉ាំបាយចឹងហើយអេរិកហ្នឹងគាត់ក៏សួរទៅកាន់អ្នកបម្រើហ្នឹងថាតើមានម្ហូបណាដែលពនាងគាត់ចូលចិត្តឬក៏អីដែលគាត់អត់ចូលចិត្តអត់តែអ្នកបម្រើហ្នឹងថាពនាងអីក៏គាត់ហូបដែរចឹងហើយអេរិកហ្នឹងក៏ងាកមកសួរមីសាដែលហៅមីសាថាជាប្រពន្ធហ្នឹងចង់ញ៉ាំចង់សាកអានេះអត់អានេះហ្នឹងគឺសំដៅទៅលើម្ហូបនៅលើតុហ្នឹងហើយពេលហ្នឹងអេរិកហ្នឹងគាត់ក៏ដួសម្ហូបហ្នឹងយកទៅបញ្ចុកមីសាដំបូងឡើយហ្នឹងមីសាហ្នឹងគឺគាត់ព្រមញ៉ាំម្ហូបហ្នឹងប៉ុន្តែមកសបកក្រោយមកគាត់ក៏ព្រុសម្ហូបហ្នឹងដាក់កណ្ដាលមុខអេរិកយកហ្មងហើយទូស័យហ្នឹងគឺគាត់ដល់ម៉ោងគាត់រើរឿងហើយគាត់ទាញចានគាត់ទាញឆ្នាំងគាត់បោកប្រាស់ហើយគាត់លោឡាពេញហ្នឹងចឹងអេរិកខាមខាត់មិញក៏ទូស័យហ្នឹងអត់ព្រមប្រឈប់ដែរហើយពេលហ្នឹងអ្នកបម្រើទាំងពីរអ្នកហ្នឹងអត់មានគិតថាមកចូលជួយបែរជានាំគ្នាឈរលួចសោចនៅពីក្រោយវិញអេរិកឃើញអញ្ចឹងក៏ងាកទៅប្រាប់អ្នកបម្រើទាំងពីរអ្នកថាឥឡូវពនាងហ្នឹងត្រូវការសម្អាតខ្លួនហើយអ្នកបម្រើហ្នឹងគាត់ថាអូយគាត់យល់ហើយពេលហ្នឹងអេរិកហ្នឹងគាត់ក៏នាំយកមីសាហ្នឹងចេញពីតុអាហារហ្នឹងទៅសម្អាតខ្លួនទៅហើយពេលហ្នឹងលោកម៉ាក្រែវហ្នឹងគឺគាត់មូម៉ៅខ្លាំងមែនទែនហើយគាត់ក៏ចាប់ផ្ដើមប្រើប្រាស់ភាសាកាយវិការជាមួយនិយាយគ្នាជាមួយប្រពន្ធគាត់ដែលគាត់បានធ្វើដៃធ្វើជើងសួរទៅកាន់ប្រពន្ធគាត់ថាជីវិតពនាងហ្នឹងសំខាន់គូតទុកឲ្យនៅរស់អត់ពេលហ្នឹងអ្នកស្រីថាលីសាគាត់រៀងញឹមបន្តិចហើយគាត់ក៏ធ្វើកាយវិការមកវិញប្រាប់ថាបើសិនជាយើងសម្លាប់ស្រីម្នាក់ហ្នឹងណាជីវិតរបស់ពួកយើងទាំងអស់គ្នាហ្នឹងក៏ស្លាប់ដែរហើយភាគទី2របស់យើងហ្នឹងក៏បញ្ចប់ទៅត្រឹមហ្នឹងសួស្តីអ្នកនរគ្នាឥឡូវយើងមកបន្តសាច់រឿងយើងភាគទី3បន្តទៀតដែលភាគទី3ហ្នឹងគឺគេបាននិយាយពីនគរ Esqualia ហ្នឹងត្រូវបានចែកចេញជាគ្រួសារ3ធំដែលគ្រួសារទាំង3ហ្នឹងត្រូវបានគេដាក់ឈ្មោះថាជាមេធាងទាំង3ដែលគ្រួសារធំទី1ហ្នឹងគឺគ្រួសារសាឡាខេសដែលគ្រួសារមួយហ្នឹងគឺជាគ្រួសារមួយដែលគេចាត់ទុកថាជាគ្រួសារបង្គោលនៃអាណាចក្រទាំងមូលហ្នឹងអាចថាជាគ្រួសារមួយដែលចាប់ផ្ដើមបង្កើតប្រទេសហ្នឹងតាំងពីបាតដៃទទេមកហើយគ្រួសារទី2ហ្នឹងគឺគ្រួសារ Crispinដែលគ្រួសារ Crispin ហ្នឹងគឺគាត់មានទំនួលខុសត្រូវទៅលើការគ្រប់គ្រងសន្តិភាពនៅក្នុងប្រទេសមានន័យថាពួកគាត់ហ្នឹងក៏មានកាន់កងទ័ពដែរតោះថាកងទ័ពហ្នឹងគឺគាត់ខ្វាយខ្វល់តែរឿងសុខសន្តិភាពនៅក្នុងប្រទេសឯងហើយគ្រួសារទី3ហ្នឹងគឺជាគ្រួសារ Cletney ដែលយើងត្រូវបានស្គាល់ថាជាគ្រួសាររបស់តួប្រុសយើងហ្នឹងដែលគ្រួសារ Cletney ហ្នឹងគឺគាត់មានតួនាទីគ្រប់គ្រងទៅលើសន្តិភាពក្រៅប្រទេសមានន័យថាតាក់ទងទៅលើការច្បាំងធ្វើសឹកសង្គ្រាមជាមួយប្រទេសជិតខាងឬក៏មានការឈ្លានពានអីហ្នឹងគឺគ្រួសារ Cletney ហ្នឹងជាអ្នកទទួលខុសត្រូវចេញច្បាំងចង់ឲ្យនិយាយសួរស្ដាប់ទៅគ្រួសារសាឡាកេសហ្នឹងគឺគាត់កាន់ទ័ពក្នុងរាជវាំងហើយបន្ទាប់មកទៀតគឺគ្រួសារ Crispin នៅក្នុងប្រទេសហើយនៅមួយទៀតគឺ Cletney ហ្នឹងគឺការពារប្រទេសទាំងមូលហ្នឹងអញ្ចឹងហើយគ្រួសារទាំង3ហ្នឹងគឺមានឥទ្ធិពលខ្លាំងមែនទែនទៅលើអាណាចក្រហ្នឹងផ្នែកកងទ័ពហើយនឹងការរក្សាសន្តិភាពផ្សេងៗហ្នឹងហើយស្ដេចអង្គមុននៃអាណាចក្រ Esqualia ហ្នឹងគឺគាត់មានមហេសីដល់ទៅ3អង្គហើយមហេសី3អង្គហ្នឹងគឺសុទ្ធតែចេញពីតកូលនៃគ្រួសារមេធាងធំទាំង3ហ្នឹងដោយម្ចាស់ស្ត្រីទី1នៃគ្រួសារតកូលសាឡាកេសហ្នឹងគឺគាត់បានបង្កើតរាជបុត្រមុនគេហើយព្រះរាជបុត្រហ្នឹងហើយត្រូវគេបានស្គាល់ថាជាស្ដេចបច្ចុប្បន្នឬក៏គេហៅថាស្ដេចមើម៉ាលិកទី2ដោយព្រះអង្គស្នងរាជក្រោយហ្នឹងគឺការគ្រប់គ្រងរបស់គាត់ហ្នឹងគឺមានភាពខុសខើខ្លាំងមែនតើដែលគាត់បានយល់លេសនៅក្រោមថាគាត់ចង់ធ្វើការបង្រួបជាតិធ្វើឲ្យជាតិនឹងមានសន្តិភាពហើយដោយសារតលេសមួយហ្នឹងគឺគាត់ដើរសម្លាប់គេអស់ច្រើនដោយគាត់ហ្នឹងបានសម្លាប់ផ្ដាច់ពូជទៅលើគ្រួសារសាឡាកេសដែលត្រូវជាគ្រួសារខាងម្ដាយរបស់គាត់ហ្នឹងផ្ដាច់ពូជយកមកដោយសម្រាប់គ្រួសារមេធាងធំទី1ហើយគាត់នៅតែអត់ទាន់សុខចិត្តទៀតស្ដេចហ្នឹងក៏ទៅធ្វើការគម្រាមកំហែងទៅលើគ្រួសារមេធាងធំ2ផ្សេងទៀតគឺគ្រួសារ Crispin ហើយនិងគ្រួសារ Cletney ធ្វើឲ្យគ្រួសារទាំងពីរដែលនៅហ្នឹងគឺអត់អាចទ្រាំទ្រនឹងការគៀបសង្កត់របស់ស្ដេចបានទៀតទេចឹងហើយគ្រួសារទាំងពីរហ្នឹងក៏សម្រេចចិត្តរួមដៃគ្នាដើម្បីប្រឆាំងជាមួយនឹងស្ដេចពួកគេហ្នឹងបានរៀបចំការរៀបការដោយសម្ងាត់មួយរវាងគ្រួសារទាំងពីរដើម្បីបង្កើតវង្សតកូលដោយទៅតាមគម្រោងការហ្នឹងគឺពេលណាដែលសង្គ្រាមចប់ភ្លាមគឺពួកគេហ្នឹងនឹងធ្វើការបះបោរទៅកាន់ស្ដេចភ្លាមតែឥឡូវហ្នឹងគម្រោងការហ្នឹងគឺអត់បានកើតឡើងទៅអញ្ចឹងកើតទេដោយសារតែគ្រួសារ Cletney ហ្នឹងគឺជាគ្រួសារមួយដែលបានយកជ័យជំនះចេញពីសង្គ្រាមហ្នឹងមកធ្វើឲ្យប្រជាជនទាំងអស់ហ្នឹងគឺមានការស្រឡាញ់គាំទ្រទៅលើគ្រួសារ Cletney ជាងស្រឡាញ់គាំទ្រទៅលើស្ដេចតែខុសខើហើយនៅពេលដែលស្ដេចគាត់ឃើញថាប្រជាជនហ្នឹងគឺមានទំនោរទៅកាន់គ្រួសារ Cletney ចឹងហើយគឺស្ដេចហ្នឹងក៏អត់អាចបិទភ្នែកបិទច្រមុះបានទេចឹងហើយបានយើងឃើញថានៅដើមរឿងហ្នឹងគឺស្ដេចហ្នឹងតន់តាគ្រួសារ Cletney យកជ័យជំនះមកពីសង្គ្រាមបានភ្លាមគឺឲ្យគ្រួសារហ្នឹងរៀបការចូលជាមួយនឹងពនាងគ្រួសារស្ដេចភ្លាម
ដើម្បីចងជើងគ្រួសារ Gladney ហ្នឹងកុំឲ្យបះបោរជាមួយនឹងគ្រួសារ Crispin បានបន្ទាប់ពីការបកស្រាយហ្នឹងគេក៏កាត់មកតុបាយយើងវិញពេលហ្នឹងគឺលោក Mackerel ហ្នឹងគឺគាត់មុំម៉ៅគាត់ក្តៅក្រហាយទៀតហើយគឺគាត់ល្អូហ្មងគាត់ថាអូយមនុស្សស្រីមានបញ្ហាសតិអារម្មណ៍ហើយសូម្បីតែហូបខ្លួនឯងហ្នឹងក៏ហូបមិនកើតអីអញ្ចឹងគាត់ល្អូម្នាក់ឯងល្ងើផ្អែប្រពន្ធគាត់ហ្នឹងទៅហើយពេលហ្នឹងអ្នកស្រី Telly Asha ហ្នឹងគាត់ក៏ប្រាប់ទៅកាន់មេការផ្ទះហ្នឹងឲ្យបញ្ជូនមនុស្សចេញទៅក្រៅទៅឲ្យនៅតែគ្រួសារគាត់បានហើយគាត់ធ្វើការនិយាយគ្នាពេលដែលអ្នកបំរើចេញទៅអស់ហើយ Eric គាត់ត្រឡប់មកតុបាយវិញអ្នកស្រី Telly Asha ហ្នឹងគាត់ក៏ចាប់ផ្ដើមនិយាយដល់គាត់បានស៊ើបដឹងថាមីសាហ្នឹងកាលពីនៅក្មេងដើមឡើយហ្នឹងគឺមានបញ្ញាសតិអារម្មណ៍អីល្អទេប៉ុន្តែបន្ទាប់ពីបានមើលឃើញមនុស្សជាច្រើនស្លាប់នៅចំពោះមុខចឹងទៅធ្វើឲ្យមីសាហ្នឹងគាត់ទៅជាមានបញ្ហាសតិអារម្មណ៍ចឹងហើយលោកស្រី Telly Asha ហ្នឹងគាត់ក៏សួរទៅកាន់ប្តីគាត់មិនដែរគួរឲ្យអាណិតអត់គាត់ចង់ថាប្តីគាត់ហ្នឹងប្រកែកខឹងចឹងឥឡូវឮចឹងហើយអាណិតអត់តែលោក Mackerel នោះគឺគាត់ញ័រសាច់ខ្លាំងគាត់ញ័រសាច់គាត់ស្រែកមកវិញគាត់ថាណាគេណាអាណិតណារបៀបចឹងហើយគាត់ហ្នឹងក៏ងាកទៅស្ដីបន្ទោសជាមួយកូនប្រុសវិញម្ដងដែលគាត់បានលើកឡើងថាអភិជនមួយចំនួនហ្នឹងព្រឹកហ្នឹងគឺគេបានសនំពើថាឲ្យ Emberic ដែលត្រូវជាបងប្អូនចំនួនមួយរបស់ Eric ហ្នឹងឡើងមកជំនួសកន្លែង Eric មកដោយឲ្យមករៀបការជាមួយនឹងគ្រួសារ Crispin ហ្នឹងជំនួស Eric ដោយគ្រួសារ Crispin ហ្នឹងគេនិយាយថាគេចង់បានអ្នកស្នងតំណែងចេញពីគ្រួសាររបស់ Gladney ហ្នឹងខ្លាំងចឹងហើយបើមិនបាន Eric ទេឲ្យបដូរមនុស្សមកហើយតាកាចាស់ Mackerel ហ្នឹងគាត់ក៏សួរទៅកាន់កូនប្រុសថាឥឡូវយល់អត់ពេលនិយាយចឹងគាត់ថាឥឡូវហ្នឹងមុខតំណែងរបស់ Eric ដែលត្រូវជាអ្នកស្នងតកូល Gladney ហ្នឹងកំពុងតែជួបវិបត្តិដោយសារតែស្រីឈ្គូតហ្នឹងហើយមានន័យថាបើ Eric ហ្នឹងអត់អាចរៀបការជាមួយគេបានទេឥឡូវមានតែឲ្យដូរមនុស្សមានន័យថាដូរអ្នកស្នងតំណែងនៃតកូល Gladney ហ្នឹងយកហ្មងហើយ Eric ហ្នឹងគាត់ក៏សួរតាក់ទងទៅនឹងលោកអុកញ៉ា Hager ថាលោកអុកញ៉ាហ្នឹងគាត់នៅស្ទាក់សឿទៀតអត់ហើយលោកអុកញ៉ា Hager ហ្នឹងជាតួអង្គថ្មីមួយទៀតហើយណាហើយលោក Mackerel គាត់ក៏ថាអូយម្នាក់ហ្នឹងបេះដូងខ្សោយណាសូម្បីតែចិត្តគំនិតរបស់គាត់ហ្នឹងក៏ត្រូវបានគេយកទៅអស់ដែរហើយពេលហ្នឹងគេក៏បានបកស្រាយថាលោកអុកញ៉ា Hager ហ្នឹងគឺគាត់ត្រូវជាបងប្អូនជីដូនមួយរបស់ស្ដេចហើយក៏ត្រូវជាសាច់សាលោហិតរាជវង្សតាមម្នាក់ដែរដែលនៅរស់បន្ទាប់ពីពនាងហើយមានតែលោក Hager ហ្នឹងហើយដែលគាត់មើលទៅគាត់ស័ក្តិសមនឹងធ្វើរឿងបះបោរប៉ុន្តែអក្សរអីហ្នឹងគាត់ក៏ជួបឧបទ្ទវហេតុទៅធ្វើឲ្យគាត់ហ្នឹងខ្លាចជាមនុស្សរុក្ខជាតិអត់អាចបង្កើតពូជពង្សវង្សតកូលបានពេលហ្នឹងលោក Mackerel គាត់គិតដល់រឿងហ្នឹងគឺគាត់មូម៉ៅគាត់ក្តៅក្រហាយគាត់ញ័រសាច់គាត់ងើបឈរគាត់គោះតុផាំងហើយគាត់ក៏ស្រែកថាគ្មានទេស្អីក៏មិនដូចចិត្តគាត់តែខុសពីអីដែលគាត់ចង់បានទាំងអស់ហើយគាត់ក៏និយាយថាហើយគាត់ក៏ដើរចេញពីបន្ទប់ហ្នឹងបិទទ្វារលាន់ក្រាំងទៅបាត់ទៅពេលប្តីគាត់ទៅបាត់ទៅប្រពន្ធគាត់ហ្នឹងក៏ថាអូយមើលណោទប់កំផឹងខ្លួនឯងអត់បានទេដូចថាគាត់សោចំអកឲ្យប្តីខ្លួនឯងអញ្ចឹងហើយពេលហ្នឹងទូប្រុសគាត់បាននិយាយទៅអស់អូខ្ញុំនិយាយមែនទូប្រុសហ្នឹងគឺថាចិត្តគាត់ហ្នឹងគឺធ្ងន់ខ្លាំងមែនធ្ងន់ជាងភ្នំមួយទៀតអានេះរបៀបថាទោះបីជាឪគាត់មួម៉ៅលោឡាដុតផ្ទះហ្នឹងចោលក៏គាត់អត់មាត់ដែរខ្ញុំនិយាយមែនហើយពេលដែលនៅតែពីរអ្នកម្ដាយកូនហ្នឹងអ្នកស្រី Telly Asha ហ្នឹងគាត់ក៏សួរទៅកាន់ Eric ថា Eric ហ្នឹងគិតមិនដែរតើតើនឹងការបង្រួបបង្រួមគ្រួសារទាំងពីរហ្នឹងតាមរយៈការរៀបការពេលហ្នឹង Eric គាត់ក៏ប្រាប់ថាការបង្រួបបង្រួមគ្រួសារទាំងពីរតាមរយៈការរៀបការហ្នឹងគឺអត់អាចទៅរួចតាំងពីដើមហ្មងព្រោះនៅនឹងចំោះនៅនឹងភ្នែកស្ដាច់មួយទាំងមូលគាត់ថាមិនបាច់សំបីតាទៅរៀបចំពិធីរៀបការដើម្បីតាក់ទាញចំណាប់អារម្មណ៍ឯងក៏ស្ដាច់ហ្នឹងគាត់ដឹងដែរថាគ្រួសារទាំងពីរហ្នឹងចង់ធ្វើអីដោយសារតែឥឡូវគ្រួសារទាំងពីរហ្នឹងគឺអត់អាចរៀបការជាមួយគ្នាបង្កើតអ្នកស្នងតំណែងគ្រងរាជបានទេអញ្ចឹងហើយបើទៅបញ្ចុះបញ្ចូលពួកអភិជនទាំងអស់ហ្នឹងក៏ត្រូវការពេលវេលាមួយឆ្នាំជាងដែរសួរថាបើចំណាយពេលវេលាយូរយ៉ាងហ្នឹងហើយខាងកូនស្រីគ្រួសារ Crispin នោះគេទុកឲ្យកូនគេនៅទំនេរចោលដល់យូរប៉ុណ្ណឹងបានដែរមែនហើយពេលហ្នឹងអ្នកស្រី Telly Asha ហ្នឹងគាត់ក៏ថាគាត់ក៏យល់ស្របដែរហើយគាត់ក៏និយាយឌីទៅកាន់ប្តីគាត់ថាប្រហែលជាប្តីគាត់ហ្នឹងទៅធ្វើសឹកច្រើនពេកទៅធ្វើឲ្យគាត់ហ្នឹងលែងសូវចេះគិតពីនយោបាយសូម្បីតា Eric ក្មេងប៉ុណ្ណឹងក៏គាត់នៅគិតដឹងពីស្ថានភាពឥឡូវហ្នឹងដែរប៉ុន្តែទៅជាប្តីគាត់ហ្នឹងនៅចង់ស្លាប់ក្មេងហ្នឹងទៀតអត់យល់ពីសាច់ការអីបន្តិចហ្មងហើយ Eric ហ្នឹងគាត់ក៏បន្ថែមទៀតថាឥឡូវហ្នឹងយើងគួរតែស្ទាបស្ទង់ទៅលើស្ថានភាពសិនទៅចឹងហើយអ្នកស្រី Gladney ហ្នឹងគាត់ក៏បន្ថែមថាបើអញ្ចឹងហើយវាអត់ល្អទេដែលឲ្យអ្នកបម្រើហ្នឹងមកចាប់កំហុសតូចបានប៉ុន្តែ Eric ហ្នឹងក៏អត់ត្រូវបង្ហាញក្តីស្រឡាញ់ទៅកាន់មីសាដែរហើយពេលហ្នឹង Eric គ្នាឡើងផាំងព្រោះអីដែលម្ដាយគាត់និយាយហាម5គាត់ហ្នឹងគឺគាត់បានធ្វើរួចហើយពេលហ្នឹងអ្នកស្រីហ្នឹងគាត់ក៏បន្ថែមទៀតថាក្តីស្រឡាញ់របស់មនុស្សប្រុសហ្នឹងគឺរកកផែមានន័យថា
ឆាប់ស្រឡាញ់ឆាប់អស់ចិត្តអីចឹងណាហើយគាត់ក៏មិនរំពឹងថាកូនប្រុសគាត់នឹងខុសពីប្រុសដទៃដែរហើយគាត់ក៏បន្ថែមទៀតថាបើសិនជាអីដែលបង្ហាញទៅនឹងជាអំពើល្អមានន័យថាត្រូវតែយកត្រឡប់មកវិញចង់ថាបើសិនជាយើងធ្វើល្អដាក់គេគឺត្រូវតែយកគុណមកវិញណាឲ្យគេសងត្រឡប់មកវិញចឹងហើយយកល្អគឺមិនបាច់បង្ហាញអីទាំងអស់កុំធ្វើឲ្យក្មេងកំសត់អ្នកហ្នឹងយល់ច្រឡំមានន័យថាកុំឲ្យយល់ច្រឡំនឹងក្តីអាណិតក្តីស្រឡាញ់អីហ្នឹងហើយបន្ទាប់ពីតុអាហារហ្នឹងទៅគេក៏កាត់មកដល់ពេលយប់ដល់ពេលហ្នឹងអេរិចហ្នឹងគឺគាត់ដើរទៅបន្ទប់របស់គាត់ហ្នឹងហើយពេលដើរហ្នឹងគាត់ក៏គិតនៅក្នុងចិត្តគាត់គិតថាម្ដាយគាត់ហ្នឹងក៏ប្រហែលជាគិតថាការសម្លាប់ប៉នាងក៏ជាជំរើសដ៏ល្អដែរប៉ុន្តែពេលហ្នឹងគាត់ក៏គិតសម័យទៅពេលដែលយប់ផ្សំតនេកដែលមីសាហ្នឹងគឺត្រូវអ្នកបំរើចងដៃចងជើងប្រើថ្នាំធ្វើបាបពេលហ្នឹងអេរិចអាណិតទៅកាន់មីសាហើយគាត់គិតថាគាត់អត់អាចធ្វើអញ្ចឹងបានទេសប្តាហ៍ពេលហ្នឹងគាត់ឮសលេងចេញពីបន្ទប់មកហ្នឹងហ្មងគឺជាសលេងរបស់អ្នកបម្រើដល់គេនិយាយថាចាំខ្ញុំនិយាយដូចឡើងលើក្រែលឿនកុំនៅធ្វើលេលើអត់ស្ដាប់ទេឲ្យលឿនហើយមិនបានថ្ងៃហ្នឹងទៅជាអញ្ចឹងមិនបាននៅអត់ស្ងៀមសោះអញ្ចឹងសង្ស័យថាដោយសារថ្ងៃហ្នឹងគេស៊ីឆ្អែតដល់អញ្ចឹងគេមានកម្លាំងហើយអ្នកបម្រើកធាត់អ៊ុយម៉ាទោះខ្ញុំនិយាយចឹងមកខ្ញុំស្អប់ពេកអ្នកបម្រើកធាត់ហ្នឹងក៏និយាយទៅកាន់អ្នកបម្រើឆ្អឹងហ្នឹងថាមិញមានបានមើលមុខគ្រូសានឹងអត់ហើយអ្នកបម្រើឆ្អឹងក៏និយាយថាយើងមើលតាយើងឃើញថាឡើងអត់គួរឲ្យជឿហ្មងរបៀបថាដោយសារតាគ្រូសាហ្នឹងឃើញមីសាហ្នឹងប្រកាច់ប្រកិនឡូឡាបោកប្រាស់ប៉ុណ្ណឹងហើយនៅធ្វើធម្មតាកើតទៀតកំពុងតែមកឆ្កែស៊ីអំបិលប្រហុកហ្នឹងស្រាប់តាអេរិចដើរចេញមកគាត់និយាយថាថ្ងៃហ្នឹងអ្នកនរគ្នាធ្វើការហត់ហើយតិចស្រេបដូចតកហើយអេរិចហ្នឹងក៏ដេញឲ្យអ្នកបម្រើហ្នឹងចេញទៅថាទុកឲ្យគាត់ហ្នឹងអ្នកមើលថែប៉នាងបន្តហើយដោយសាររៀងទើសទាត់ចិត្តដោយសារមិននិយាយដើមគេមកតន់ណាអញ្ចឹងទៅវាក៏និយាយថាអញ្ចឹងក៏បានដែរចាំស្អែកព្រឹកខ្ញុំមកមើលប៉នាងពេលអ្នកបម្រើចេញទៅបាត់ហ្នឹងអេរិចហ្នឹងគាត់ក៏គិតក្នុងចិត្តគាត់ថានេះគាត់ឮតែពីបេពាកតាមប្រហោងទ្វារផងប៉ុន្តែសម័យមើលប៉នាងគាត់មិនដឹងថាតាំងពីដើមមកត្រូវគេធ្វើបាបមិនខ្លះដល់ឥឡូវហើយដល់មកអេរិចហ្នឹងគាត់ក៏ដើរទៅចិត្តមីសាហើយគាត់ក៏និយាយថាប្រពន្ធបងថ្ងៃហ្នឹងមើលទៅអារម្មណ៍ល្អដល់ហើយមីសាគេធ្វើអត់លឺគេអង្គុយលេងសក់លេងអីចឹងណាខ្មើដែរហ្នឹងអត់សូវគ្រប់ផងហើយមីសាអត់និយាយចូលចឹងអេរិចហ្នឹងក៏បន្តនិយាយម្នាក់ឯងទៀតទៅគាត់ថាភូមិគ្រឹះហ្នឹងនៅក្នុងទីក្រុងចឹងហើយចាប់ថ្ងៃហ្នឹងទៅហ្នឹងមីសាហ្នឹងគឺត្រូវធ្វើដំណើរឆ្លងកាត់រវាងទឹកដីតកូក្លិតនេះទៅកាន់រាជវាំងហើយពីរាជវាំងមកតកូក្លិតនេះវិញអញ្ចឹងព្រោះដោយសារប៉នាងរៀបការជាមួយតកូនេះអញ្ចឹងគេត្រូវទៅវិញទៅមកអញ្ចឹងទៅអ្នកគ្នាបើសិនជាលឺសលេងក្មេងស្រែកអីមិនមែនខ្ញុំចាប់ចរិតក្មេងអីណាវារត់លេងហើយវាស្រែកញ៉ៃខ្ញុំមិនដឹងទេបន្តមកកាន់សាច់រឿងយើងវិញទៀតអេរិចហ្នឹងគាត់ក៏និយាយទៀតថាខ្ញុំសង្ឃឹមថាមីសាអីហ្នឹងនឹងចូលចិត្តហើយគាត់និយាយថាបើសិនជាមានរឿងអីដែលធ្វើឲ្យមីសាហ្នឹងអត់សូវជាសនុកចិត្តអីទេអាចប្រាប់គាត់បានហើយពេលមើលទៅកាន់មីសាហ្នឹងអេរិចក៏គិតទៅដល់មិញគាត់ថាឃើញទូស័យហ្នឹងគឺមើលភ្នែក eye contact មួយគាត់មានន័យថាភ្នែកទល់ភ្នែកមួយគាត់ប៉ុន្តែស្រឡឹងចំភ្នែកគាត់បានបន្តិចមីសាហ្នឹងក៏ងាកភ្នែកចេញអញ្ចឹងហើយគាត់ក៏ឆ្ងល់មួយទៀតថាពនាងហ្នឹងពាក់តែកៅអៅអញ្ចឹងទេមិនមែនថាកៅអៅគេបាញ់យកស្អីដូចអ្នកជាប់គុកនេះសប្តាហ៍ពេលហ្នឹងមីសាគេងាកមករបៀបថាគេមកចំមុខទូប្រុសអីចឹងអ្នកគ្នានិយាយថាទូស័យឡើយហ្នឹងស្អាតខ្លាំងណាស់ឡើងចេញមកឡើងទេពធីតាដើរដីហ្មងហើយពេលហ្នឹងអេរិចគឺងាកមកគឺស្រឡឹងទូស័យវិញរបៀបថាគេឡើងផ្លឹកហ្មងឃើញទូស័យស្អាតពេកនិយាយទៅខ្ញុំយកអារម្មណ៍អត់អីខ្ញុំយកអារម្មណ៍គាត់មកខ្ញុំជាគាត់ក៏ខ្ញុំធ្វើចឹងដែរអត់អីខ្ញុំយកអារម្មណ៍ brother ឯងហើយសប្តាហ៍ពេលហ្នឹងមីសាគេអោនទៅចិត្តអេរិចគេអោនទៅចិត្តមុខខ្ញុំថាមិនគេថើបមានណាព្រុសទឹកមាត់ដាក់ពេញមុខអេរិចហើយពេលហ្នឹងតួប្រុសខ្ញុំនិយាយមែនតួប្រុសឡើងកាំងលើតួស្រីព្រុសទឹកមាត់ដាក់ព្រុចចឹងទៅហើយតួប្រុសឡើងខ្ញុំនិយាយមែនខ្ញុំកាំងទៅនោះតួប្រុសនេះហើយបន្ទាប់មកអេរិចហ្នឹងគាត់ក៏ប្រាប់ទៅថាប្រពន្ធអត់ត្រូវធ្វើអញ្ចឹងទេអត់ត្រូវស្រោះទឹកមាត់ដាក់មុខគេចឹងទេហើយអេរិចហ្នឹងគឺអត់បានខឹងមីសាអីទេក៏ប្រាប់ថាឲ្យមីសាហ្នឹងសម្រាប់មុនទៅគាត់ត្រូវធ្វើកិច្ចការរបស់គាត់សិនហើយបានគាត់ចូលគេងតាមក្រោយចឹងណាហើយពេលគាត់ដើរចេញហ្នឹងគាត់របៀបថាអេរិចហ្នឹងគាត់ហួសចិត្តខ្លួនឯងហើយគាត់ថាមិញហ្នឹងគាត់គិតអីរបៀបថាលងជាមួយទូស្រីហើយបន្ទាប់មកគេក៏កាត់មកដល់របៀបថាប្រហែលជាពាក់កណ្ដាលយប់អ្នកនេះគេអត់ដឹងម៉ោងប៉ុន្មានគេបានប្រាប់ផងរបៀបថាមេឃពពកវាខ្មៅរភ្លៀងរអីមានកលន់ផ្ទះបាញ់ភងផាំងចឹងទៅពេលហ្នឹងយើងក៏បានឃើញថាអេរិចហើយនិងមីសាហ្នឹងកំពុងតែដេកទឹកក្រែជាមួយគ្នាចឹងណាប៉ុន្តែពេលហ្នឹងផ្ទះបាញ់មកផាំងមីសាហ្នឹងបើកភ្នែកក្លោតប៉ិនពងមករបៀបថាគាត់ប្រហែលជាគាត់ភ័យអីចឹងណាហើយតែមកភាគទី3របស់យើងក៏បញ្ចប់ត្រឹមហ្នឹងសូមអរគុណ
ស្លេងអ្នកគ្នាឥឡូវយើងមកបន្តសាច់រឿងភាគទី4របស់យើងទាំងអស់គ្នាដែលភាគទី4ហ្នឹងគឺគេបានកាត់មកដល់ថ្ងៃបន្ទាប់ដែលអេរិចហើយនិងមីសាហ្នឹងកំពុងតែសោះស្រូបអាហារពេលព្រឹកហើយបន្ទាប់មកអេរិចហ្នឹងក៏សួរទៅកាន់មីសាថាយកមិញហ្នឹងមានបញ្ហាប៉ះពាល់ការគេងអីអត់ព្រោះខ្លាចដូរកន្លែងគេងដូរក្រែគេងចឹងទៅធ្វើឲ្យពិបាកគេងតែមីសាហ្នឹងអត់ចេះនិយាយទេអញ្ចឹងគាត់ក៏អេអឹកទៅវិញទៅហើយអេរិចហ្នឹងគាត់ក៏គិតក្នុងចិត្តថាឃើញមីសាហ្នឹងថ្ងៃហ្នឹងមើលទៅទឹកមុខអីវាអត់សូវស្រស់បោះទេខុសពីរាល់ដងតែសារតែមុនគេយប់មិញហ្នឹងមីសាហ្នឹងធម្មតាទេនៅលេងច្រើននៅអីចឹងហើយអេរិចហ្នឹងក៏ប្រាប់មីសាទៀតថាទោះបីជាអត់មានចំណង់អាហារមិនក៏ដោយតែត្រូវតែញ៉ាំដើម្បីមានកម្លាំងចឹងហើយញ៉ាំឲ្យបានមួយចានអីសិនទៅស្រាប់តែពេលហ្នឹងទូស្រីយើងដល់ម៉ោងគាត់លេងទៀតហើយគាត់យកដៃគាត់ហ្នឹងទៅទះទឹកសឡឡើងខ្ទាតពេញតុហើយបន្ទាប់មកទៀតមីសាយកហ្នឹងគាត់ច្បាមមកក្តាប់ចឹងយកមកដាក់ចូលមាត់គាត់ញ៉ាំចឹងទៅហើយអេរិចយើងហ្នឹងគាត់អត់មានអីនិយាយទេគាត់អស់និយាយដែរព្រោះគាត់ខំយកលព្រាយឲ្យដួសបញ្ចុកតែគេអត់ចង់ញ៉ាំគេចង់ញ៉ាំដៃចឹងហើយបន្ទាប់ពីពនាងគាត់មកដល់ភូមិគ្រឹះអារឿងចលាចលមួយថ្ងៃហ្នឹងក៏កន្លងផុតទៅតាំងពីអេរិចរៀបការជាមួយពនាងមកបរិយាកាសនៅក្នុងភូមិគ្រឹះក៏ផ្លាស់ប្ដូរបន្តិចម្ដងដូចជាថ្ងៃហ្នឹងចឹងអេរិចហ្នឹងគាត់ត្រូវទៅហាត់សមតបគាត់ដូចធម្មតាហើយពេលអេរិចមកដល់ប្រទេសហាត់សមចឹងទៅកងទ័ពអស់ហ្នឹងឃើញអេរិចចឹងក៏នាំគ្នាគោរពហើយគាត់ Captain មេបញ្ជាការដូចធម្មតាចឹងទៅតែម្នាក់នៅក្នុងចិត្តហ្នឹងសិតតែចង់មានអីនិយាយទៅកាន់អេរិចគ្រាន់តែអត់ហ៊ាននិយាយបានត្រឹមតែគិតក្នុងចិត្តហើយដល់ពេលកងទ័ពហ្នឹងឈរមុខអេរិចយូរពេកទៅអេរិចសួរថាមិនតនេមែនបាននាំមាននៅឈរហ្នឹងមិនថ្ងៃហ្នឹងហាត់សមហើយអស់ហើយមែនហើយកងទ័ពហ្នឹងក៏សាច់មកវិញថាអត់ទេលោកចាស់អត់ទេខ្លាចអេរិចឡើងញ័រហើយបើងាកមកកាន់លោកម៉ាក្រាវវិញឲ្យទៅដល់ម៉ោងបាយជុំគ្រួសារគឺគាត់កិច្ចមុខភ្លាមគាត់ថាគាត់លេបបញ្ចូលទេបើឲ្យទៅដល់ម៉ោងបាយមីសាហ្នឹងគោផ្កាច់ផ្កិនវិញហ្នឹងហើយបើនៅត្រីថាលីអេសាវិញណាគឺគាត់ថាឲ្យប្តីគាត់ហៅថាប្តីគាត់ហ្នឹងអត់ចេះទប់កំហឹងទប់អារម្មណ៍អីទេតាមពិតទៅគាត់ហ្នឹងក៏ទ្រាំអត់បានចង់ឲ្យទៅម្ដងដែរប៉ុន្តែគាត់ចេះតែនិយាយថាឲ្យប្តីគាត់ទៅរបៀបថាខឹងគោវ៉ែតែហ่ะហើយសំបីតាអ្នកធ្វើការនៅក្នុងគ្រួសារក្លិតនេះហ្នឹងក៏មិនសូវយល់ដែរដល់ពេលមានរឿងចឹងប៉ុន្តែទោះបីមិនក៏ដោយក៏អត់មានណាគេហ្នឹងហ៊ានទៅនិយាយបញ្ចេញប្រាប់ត្រង់ទៅកាន់អេរិចផ្ទាល់ដែរដោយសារតែអេរិចហ្នឹងគឺគាត់ចេញមកគឺគាត់នៅស្ងៀមគាត់ស្ងាត់គាត់ធ្វើដូចអត់មានរឿងអីកើតឡើងចឹងហើយបន្ទាប់ពីការហាត់សមជាមួយនឹងកងទ័ពចប់ហើយអេរិចហ្នឹងគាត់ក៏ដើរមកសួរមេការថាប្រពន្ធគាត់ហ្នឹងឥឡូវនៅណាហើយមេការហ្នឹងក៏ប្រាប់តាមហ្នឹងទៅថាមកផឹកហ្នឹងណាប្រពន្ធរបស់លោកម្ចាស់ហ្នឹងគឺដើររុករកពេញហ្នឹងម្ដងទៅនេះម្ដងទៅនោះហើយឥឡូវហ្នឹងពងតែនៅក្នុងបន្ទប់អ្នកបម្រើធ្វើការណោះហើយអេរិចហ្នឹងគ្រាន់តែលឺមេការនិយាយអញ្ចឹងគាត់ក៏សួរថាទៅទៀតហ៎ព្រោះថាមីសាហ្នឹងឧស្សាហ៍ទៅនៅក្នុងបន្ទប់ធ្វើការរបស់អ្នកបម្រើហ្នឹងពេកហើយបន្ទាប់មកគេក៏កាត់មកបន្ទប់ធ្វើការរបស់អ្នកបម្រើដែលឃើញអ្នកបម្រើហ្នឹងកំពុងអង្គុយជុំគ្នាហើយបើកព្រាវម្នាក់ហ្នឹងគាត់ក៏លាន់មកថាអូយមើលទៅមីសាហ្នឹងប្រហែលជាចូលចិត្តដេកកន្លែងហ្នឹងខ្លាំងហើយព្រោះឃើញគេងមួយថ្ងៃហើយអត់មានភ្ញាក់សោះហើយប្រហែលទុនខ្លាំងហើយព្រោះដេកនៅលើកណ្ដោកៅអៅអញ្ចឹងហើយអ្នកបម្រើម្នាក់ទៀតគាត់ចេះអភ័យគាត់ថាខ្លាចមិនសមឲ្យដេកនៅលើកៅអៅអញ្ចឹងព្រោះទោះបីជាកៅអៅហ្នឹងកៅអៅស្អាតបោកហើយមែនតែជាកៅអៅរបស់អ្នកបម្រើអញ្ចឹងណាហើយបន្ទាប់មកអ្នកបម្រើអស់ហ្នឹងក៏ចាប់ដើមនិយាយពីសម្រស់របស់ពនាងថាសក់របស់ពនាងហ្នឹងណាមើលទៅស្អាតណាទោះបីជាសរសៃអំបោះសូត្រពណ៌មាសក៏ស្អាតចាំងស្មើដែរហើយអ្នកបម្រើហ្នឹងគាត់ក៏លើកថាគាត់ធ្លាប់ឃើញឆ្មាមួយថាមើលទៅដូចពនាងអញ្ចឹងស្អាតណាឡើងពណ៌សស្រាប់តែពេលហ្នឹងអ្នកបម្រើអស់ហ្នឹងក៏ឮសលេងគោះទ្វារហើយអ្នកដែលដើរចូលមកហ្នឹងគឺជាអេរិចហ្នឹងហើយអ្នកបម្រើហ្នឹងក៏អោនគោរពអេរិចចឹងទៅហើយអេរិចហ្នឹងក៏សួរថាអ្នកបម្រើមកពីរាជវាំង2នាក់ហ្នឹងឥឡូវទៅណាបាត់ទៀតហើយមែនហើយអ្នកបម្រើហ្នឹងគាត់ក៏ឆ្លើយទៅវិញតាមហ្នឹងតែគាត់ថាហ្នឹងហើយអ្នកអង្គម្ចាស់ដោយសារតែអត់ឃើញចឹងទៅពួកខ្ញុំម្ចាស់ហ្នឹងក៏មើលថែពនាងជំនួសទៅហើយពួកខ្ញុំម្ចាស់ហ្នឹងក៏បានប្រាប់ទៅកាន់អ្នកស្រីថាលីអេសាដែរតាមរយៈមេការផ្ទះហ្នឹងថាពនាងហ្នឹងនៅមួយពួកខ្ញុំម្ចាស់ហើយអេរិចក៏ថាល្អហើយចឹងអ្នកបម្រើហ្នឹងក៏បន្តទៅថាដោយសារតែការ៉ូហ្នឹងវាតិចរៀងរឹងចឹងហើយពួកយើងហ្នឹងក៏បានរៀបចំកៅអៅកណាត់កៅអៅហ្នឹងឲ្យពនាងគេងពីលើចឹងទៅអេរិចក៏ប្រាប់ឲ្យទាំងអស់គ្នាទៅបន្តការងារខ្លួនឯងទៀតចោះទុកឲ្យគាត់ហ្នឹងអ្នកមើលថែប្រពន្ធគាត់ម្ដងហើយបន្ទាប់មកអេរិចហ្នឹងក៏បីមីសាហ្នឹងមកកាន់បន្ទប់វិញតាមមកដល់បន្ទប់ភ្លាមបិទទ្វារហ្នឹងមីសាហ្នឹងភ្ញាក់ច្រឡោតលូតពេញដៃអេរិចហើយអេរិចក៏ប្រាប់មីសាថាហេកុំចឹងចាំដាក់ចុះសិនប្រយ័ត្នធ្លាក់ហើយគ្រាន់តែអេរិចហ្នឹងតម្លាក់មីសាដល់ពុកភ្លាមហ្នឹងមីសាហ្នឹងលូតកជ្រោចេញដូចឆ្មាចឹងហើយអេរិចហ្នឹងគាត់ក៏បានគិតទៅក្នុងចិត្តថាបន្ទាប់ពីស្ទាបស្ទង់ប្រហែលថ្ងៃហ្នឹងទៅគាត់ចាប់អារម្មណ៍ដឹងថាមើលទៅពនាងដូចជាមិនសូវចូលចិត្តគាត់ទេហើយពេលនោះអេរិចហ្នឹងគាត់ស្រាប់តែឃើញមានអីជាប់នៅលើសក់របស់ពនាងអញ្ចឹងណា
ឧបនាងឯទៀតនិយាយប្រពន្ធចេះហ្មងណាការហើយពេលហ្នឹងអេរិចហ្នឹងគាត់ក៏ចង់លូកដៃទៅបេះអីដែលជាប់នៅលើសក់មីសាហ្នឹងចាញ់តែមីសាហ្នឹងសាប់តែភ្ញាក់ក្រាបមុខនឹងពុករបៀបណាដូចខ្លាចអេរិចហ្នឹងវាយគាត់ចឹងណាហើយអេរិចក៏ប្រាប់ថាអូយគាត់មិនមែនចង់បញ្ញាក់អីទេគាត់ថាគាត់បេះអីនេះចេញតែបន្តិចទេមួយផ្លែតទេហើយគ្រាន់តែអេរិចបេះចេញទៅហ្នឹងពេលហ្នឹងមីសាហ្នឹងគាត់ក៏ងើយមុខស្រឡឹងមកមើលអេរិចចឹងហើយកន្លែងហ្នឹងទូស្រីខ្ជូតខ្លាំងមែនតើឲ្យ10លើ10ថនតាអេរិចឃើញមុខទូស្រីភ្លាមគាត់ក៏នឹកទៅដល់ពាក្យស្ដីរបស់អ្នកអំរើដែលថាគាត់ធ្លាប់ឃើញកូនឆ្មាមួយរបៀបមើលទៅគួរឲ្យស្រឡាញ់ដូចពនាងចឹងហើយអេរិចហ្នឹងក៏មានអារម្មណ៍ថាមើលទៅពនាងហ្នឹងគូស្រឡាញ់ដូចឆ្មាមែនចឹងហើយគាត់ក៏អញញឹមដូចញឹមចឹងឈុតមុនកំ pl ែងកំ pl ែឈុតនេះផ្អែមកាត់ជើងយកហ្មងហើយតាមកគេក៏កាត់មកដល់ពេលយប់នៅផ្ទះតកោក្លាត់នេះហ្នឹងហើយនិយាយទៅរឿងនេះងាកយប់ហ្នឹងមិនអីទេហើយពេលហ្នឹងយើងក៏ឃើញថាមីសាហ្នឹងដេកបាក់ដៃបាសជើងនិយាយទៅដេកដូចមនុស្សយើងធម្មតាដែរទូឯងហើយនិយាយទៅមីសាហ្នឹងដូចឆ្មាមែនថ្ងៃក៏ដេកជប់ក៏ដេកនិយាយទៅឲ្យតាមានពេលគឺដេកហើយមកមើលអេរិចជើងវិញគឺស្មើនឹងអត់តន់ដេកទេកំពុងតែនៅតុកការងាររបស់គាត់មើលទៅលើឯកសារផ្សេងជាស្រ័យមកអ្នកនេះបើលឺសលេងឡានសលេងអីពូអូខ្ញុំនិយាយមិនម្សិលមិញអញញ៉ៃក្មេងវាស្រែកថ្ងៃនេះថ្មីទៀតថ្ងៃនេះគេឡានគេមកបូមលូបូមអីញ៉ៃក្នុងជាស្រ័យអ្នកនេះមនុស្សខ្ញុំកម្មក្រាកាត់មកសាច់រឿងយើងវិញដោយអេរិចហ្នឹងគាត់កំពុងតែមើលទៅលើឯកសាររបស់ខាងរាជវាំងដែលគេចេញមកហ្នឹងមើលទៅលើឈ្មោះអ្នកបម្រើទាំងពីរហ្នឹងដែលម្នាក់ហ្នឹងមានឈ្មោះម៉ាឡេកាម្នាក់ហ្នឹងឈ្មោះឌីលអ្នកទាំងពីរអ្នកហ្នឹងគឺជាអ្នកបម្រើដែលរាជវាំងបញ្ជូនមកជាមួយនឹងពនាងប៉ុន្តែតែងតែទុកពនាងចោលហ្នឹងឲ្យនៅជាមួយនឹងអ្នកបម្រើផ្សេងរហូតហើយដឹងតែគិតវេះឲ្យតែពេលមានឱកាសហើយអេរិចសង្ស័យថាពួកគេទាំងពីរហ្នឹងកំពុងតែរៀបចំផែនការឬក៏ល្បិចអីមួយហើយគ្រាន់តែគិតដល់រឿងហ្នឹងក៏អេរិចហ្នឹងក៏ដកដង្ហើមធំដែរព្រោះមានរឿងជាច្រើនទៀតដែលត្រូវឲ្យគាត់ហ្នឹងត្រូវខ្វាយខ្វល់ដូចជារឿងកង្វះស្បៀងអីជាដើមហ្នឹងព្រោះដោយសារតែឥឡូវហ្នឹងពង្រីកទឹកដីអញ្ចឹងហើយប្រជាជនកាន់តែច្រើនស្បៀងក៏ត្រូវតែកើនឡើងតាមហ្នឹងដែរអញ្ចឹងហើយមានរឿងច្រើនណាស់ដែលគាត់ត្រូវខ្វល់ពេលហ្នឹងគាត់ក៏បើកទៅមើលសបុតមួយទៀតដែលផ្ញើមកកាន់គាត់ផ្ទាល់ហើយសបុតហ្នឹងគឺបានចេញពីអ្នកស៊ើបការដែលអេរិចហ្នឹងបានប្រើទៅស៊ើបការពីឪពុករបស់ខ្លួនហើយក្នុងសបុតហ្នឹងគេក៏បាននិយាយថាគេហ្នឹងបានធ្វើទៅតាមបញ្ជារបស់លោកម្ចាស់ហើយគឺតាមលោកម៉ាក្រែវហ្នឹងគ្រប់ជំហានហើយគេក៏បានបញ្ជាក់ទៀតថាពិតជាមានការណាត់ជួបគ្នារវាងលោកម៉ាក្រែវជាមួយនឹងសហ័យស្មន់គាត់ហ្នឹងកាលពីយប់មិញហ្នឹងនៅផ្ទះជីក្រុងហ្នឹងទៀតផងចឹងហើយភាគហ្នឹងយើងក៏បានដឹងទៀតថាលោកម៉ាក្រែវហ្នឹងក៏គាត់មានសហ័យស្មន់លួចផិតនៅខាងក្រៅដែរចឹងហើយពាក្យទី4របស់យើងគឺបញ្ចប់តែត្រឹមហ្នឹងសូមអរគុណសួស្តីអ្នកនរឥឡូវយើងមកបន្តសាច់រឿងរបស់យើងនៅភាគទី5ហើយនៅផ្ដើមរឿងនៅភាគទី5ហ្នឹងគឺគេបានបង្ហាញពីការគិតរបស់អេរិចដោយនិយាយត្រឡប់ទៅដល់ពេលដែលឪពុករបស់គាត់ហ្នឹងកំពុងតែនិយាយពិភាក្សាជាមួយនឹងគ្រួសារ Crispin រឿងរៀបការហើយពេលហ្នឹងគឺមានតែអេរិចម្នាក់គត់ដែលគាត់មានការសង្ស័យបើយើងមើលពីខាងក្រៅទៅគោលម្ដងរបស់ឪពុកគាត់ហ្នឹងក៏វាមើលទៅមិនមែនជាគំនិតអាក្រក់ដែរសម្រាប់ពួកអភិជនហើយនឹងកងទ័ពទាំងអស់ហ្នឹងតែចំពោះអេរិចវិញគឺគាត់មានអារម្មណ៍ថាមិនសូវជាស្រួលចិត្តជាមួយឪពុកគាត់ទេចឹងហើយអេរិចហ្នឹងគាត់ក៏បានលួចខ្លំមើលឪពុកគាត់ហ្នឹងតាំងពីថ្ងៃនោះមកដោយសម្ងាត់ហើយពេលហ្នឹងហើយដែលគាត់បានដឹងថាអំឡុងពេលហ្នឹងគឺមានស្ត្រីលក់ខ្លួននៅទៀមស្រាហ្នឹងឧស្សាហ៍មកកាន់ប្រទាយរបស់ឪពុកគាត់ហើយហ្នឹងក៏ជាលើកទី1ដែរដែលគាត់ដឹងពីអាចកំបាំងរបស់ឪពុកខ្លួនឯងធ្វើឲ្យអេរិចហ្នឹងគឺអត់សប្បាយចិត្តខ្លាំងមែនតើតែដោយសារតែពេលហ្នឹងគឺកំពុងតែស្ថិតនៅក្នុងស្ថានភាពស្លាប់រស់ព្រោះដោយសារតែពេលហ្នឹងគឺកំពុងតែចេញធ្វើសង្គ្រាមនៅជួរមុខអញ្ចឹងហើយអេរិចហ្នឹងគាត់ក៏មិនបានទៅនិយាយអីច្រើនដែរសារតែអត់ចង់មានរឿងច្រើនហើយគាត់ហ្នឹងក៏បានធ្វើការស៊ើបអង្កេតទៅលើស្ត្រីម្នាក់ហ្នឹងចង់ដឹងថាមានអ្នកនៅពីក្រោយខ្នងឬក៏អ្នកណាមួយដែលជំរុញឲ្យម្នាក់ស្រីហ្នឹងធ្វើអញ្ចឹងប៉ុន្តែគឺតែគាត់ស៊ើបទៅហ្នឹងគឺអត់មានអីតែគាត់ចាប់អារម្មណ៍ទេអញ្ចឹងហើយគាត់ក៏សម្រេចចិត្តទុករឿងហ្នឹងជាការសម្ងាត់សិនប៉ុន្តែបន្ទាប់ពីសង្គ្រាមបានចប់ទៅឪពុករបស់គាត់ហ្នឹងថែមទាំងនាំស្រីស្នេហ៍របស់គាត់ហ្នឹងមកជាមួយទៀតគាត់បានឲ្យមនុស្សដៃស្ដាំរបស់គាត់ឈ្មោះថាលោក Kelbanik ហ្នឹងយកស្រីម្នាក់ហ្នឹងធ្វើជាប្រពន្ធទី2នៃថាឪពុករបស់គាត់ហ្នឹងគឺស្រឡាញ់ម្នាក់ស្រីហ្នឹងខ្លាំងហើយដោយសារតែអេរិចហ្នឹងគាត់គ្មានជំរឿសទៀតទេអញ្ចឹងហើយគាត់ក៏សម្រេចចិត្តប្រាប់រឿងហ្នឹងទៅកាន់ម្ដាយរបស់គាត់តាមរយៈសម្បត្តិក៏បានទទួលបានការឆ្លើយតបមកវិញពីអ្នកបម្រើចំណិតរបស់ម្ដាយគាត់ឈ្មោះ Adil អាណាស្រី Telly Asha ហ្នឹងគាត់មិនខ្វល់នឹងស្ដាប់ផងដោយគាត់បានលើកឡើងថាគាត់ដល់អាយុមួយដែលគាត់ចាស់ទុំហីគាត់មិនខ្វល់ទៀតទេថាប្ដីរបស់គាត់ហ្នឹងចង់យកអ្នកណាចង់មានអ្នកណាហ្នឹងហើយគាត់ថាវាកាន់តែល្អបើសិនជាគាត់អត់ត្រូវមើលមុខប្ដីគាត់រៀងរាល់ល្ងាចគឺថាម្ដាយអេរិចហ្នឹងគាត់និយាយមកគឺគាត់អត់ខ្វល់តាកាចាស់ចង់ធ្វើអីធ្វើទៅឡើងហើយហើយបើសិនជាម្នាក់ស្រីហ្នឹងគាត់មកពីគ្រួសារអភិជនអាហ្នឹងវាកាន់តែស្រួលនៅក្នុងការស្វែងរកជីវប្រវត្តិរបស់ម្នាក់ស្រីហ្នឹងប៉ុន្តែម្នាក់ស្រីហ្នឹងគឺអត់មាននរណាគេស្គាល់ក៏អត់មានបណ្ដាញណាដែរហើយពេលហ្នឹងអេរិចក៏ដកដង្ហើមធំទៀតហើយ
ហើយគាត់ក៏និយាយថាមើលទៅប្រហែលជាគ្មានព័ត៌មានអីថ្មីទេហើយសូម្បីតាប្រតិកម្មរបស់ម្ដាយគាត់ហ្នឹងក៏វាអត់មានអីចម្លែកដែរព្រោះតែការរៀបការរវាងឪពុកម្ដាយរបស់អេរិចហ្នឹងគឺមិនមែនកើតចេញពីក្តីស្រឡាញ់ទេតែបែបជាលក្ខណៈថាដៃគូសហការហើយពេលនោះអេរិចស្រាប់តាងាកទៅឃើញមីសាហ្នឹងគាត់ភ្ញាក់ពីគេងហើយអេរិចហ្នឹងក៏សួរទៅកាន់មីសាថាភ្ញាក់ហើយអេរិចក៏សួរថាមិនបានអត់ចូលគេងវិញអញ្ចឹងត្រូវការអីមែនតែពេលនោះមីសាហ្នឹងក៏អត់មានតបអីទេក៏ដើរតាំងមករមអេរិចហ្នឹងគ្រាន់តែដើរមកចិត្តតួប្រុសភ្លាមតួស្រីហ្នឹងលោតទៅអង្គុយនៅលើផ្លូវអេរិចហ្នឹងយកមកអេរិចហ្នឹងគាត់ចង់ភ្ញាក់ដែរដោយសារតាមីសាហ្នឹងគឺអត់សូវចូលចិត្តឲ្យគាត់ប៉ះទេតែសាប់សុកមករកគាត់ខ្លួនឯងហើយមីសាតតែមកអង្គុយលើផ្លូវគេប៉ុកភ្លាមហ្នឹងឃើញឯកសារហ្នឹងគឺសវេសវាកាយលេងហើយអេរិចក៏សួរថាម៉េចឆ្ងល់មែនអត់មានអីគួរឲ្យចាប់អារម្មណ៍ផងហ្នឹងពេលហ្នឹងមីសាហ្នឹងក៏អង្គុយហែកកដាស់ឯកសារហ្នឹងម្ដងមកចម្រៀកហើយអេរិចហ្នឹងក៏អត់មានថាអីឲ្យមីសាដែរគាត់គ្រាន់តែអង្គុយមើលឲ្យគិតក្នុងចិត្តទៅដោយសារតែហេតុការណ៍ហ្នឹងវាកើតឡើងផ្ទួនពេកអញ្ចឹងហើយគាត់ក៏មិនសូវបានគិតច្រើនដែរតែឥឡូវគាត់មកគិតឡើងវិញទៅរឿងដែលមីសាហ្នឹងគឺជាមនុស្សម្នាក់ដែលគាត់ត្រូវចំណាយពេលពេញមួយជីវិតរបស់គាត់ហ្នឹងនៅជាមួយអញ្ចឹងហើយក៏ធ្វើឲ្យគាត់ហ្នឹងមានអារម្មណ៍មួយថ្មីប្លែកព្រោះតាំងពីគាត់ស្គាល់អីដែលថាជាសិលធម៌និងវីរធម៌មកក្នុងខ្លួនគាត់ហ្នឹងគឺពោពេញទៅដោយទំនួលខុសត្រូវនិងមោទនភាពចំពោះខ្លួនឯងប៉ុន្តែតថភាពជាក់ស្ដែងហ្នឹងវាធ្វើឲ្យក្តីសម័យរបស់គាត់ហ្នឹងប្រេះបែកខ្ទេចខ្ទីបើជាប្រើប្រាស់ពាក្យពីរោះមិនក៏ដោយនៅទីបញ្ចប់ហ្នឹងគាត់ខ្លួនឯងហ្នឹងវាប្រៀបផ្ទឹមបានទៅនឹងសេះដែលគេទុកប្រកាត់ពូជសម្រាប់ជំនាន់ក្រោយអញ្ចឹងហើយគឺមិនសូវជាទាមទារឲ្យមានអារម្មណ៍ប្រហែលទេចឹងហើយអេរិចហ្នឹងគឺគាត់មិនដែលទៅរំពឹងអីពីស្ត្រីដែលត្រូវខ្លាចទៅជាប្រពន្ធរបស់គាត់ហ្នឹងទេចឹងហើយគាត់ក៏គិតទាញចូលទៅរកមីសាថាចង់ម្នាក់ស្រីហ្នឹងគាត់ចូលចិត្តហែកកដាស់ក៏គាត់អត់ខ្វល់និយាយសួរស្ដាប់ទៅបន្ទាប់ពីគាត់ដឹងពីឋានៈនិងតួនាទីរបស់គាត់ក្នុងនាមជាអ្នកស្នងតំណែងរបស់គ្រួសារអញ្ចឹងហើយគាត់មិនទៅគិតមិនទៅខ្វល់រឿងតំណែងជាមួយមនុស្សស្រីប្រហែលទេហើយពេលហ្នឹងមីសាគាត់ឃើញសបុតមួយដែលសបុតហ្នឹងគឺផ្ញើមកពីរាជវាំងគាត់ផងសវ៉ាទៅហែកกระดาษហ្នឹងមួយទៀតប៉ុន្តែក៏ត្រូវបានអេរិចហ្នឹងចាប់ដៃខាត់ហើយក៏អោនទៅចិត្តគៀកទូស្រីយើងហើយនិយាយថាឈប់កុំធ្វើចឹងហើយក៏ឆក់กระดาษហ្នឹងចេញពីដៃមីសាដល់និយាយថាអត់អាចហែកជាមួយនឹងបានទេហើយទូស្រីហ្នឹងក៏ងងក់ចង់បានហើយទូប្រកាសថាមិនងងក់ទេព្រោះគាត់ហ្នឹងអត់ទាន់អានអាហ្នឹងបញ្ចប់ទេអញ្ចឹងអត់អាចឲ្យទូស្រីហ្នឹងហែកបានទេហើយពីអ្នកប្តីប្រពន្ធហ្នឹងក៏ឈោងដៃទៅជើងដៃមកត្រើមកระดาษគ្នាហ្នឹងទៅហើយសាច់រឿងរបស់យើងក៏កាត់មកដល់ពេលព្រឹកព្រលឹមហើយអ្នកបម្រើ AD ហ្នឹងគាត់បានទៅនិយាយជាមួយម៉ាដាមហ្នឹងថាឥឡូវហ្នឹងចិត្តដល់ខែមីនាហើយអញ្ចឹងហើយចង់សួរថាគូតារៀបចំចក្រានអស់ហ្នឹងទុកនៅក្នុង green house កន្លែងណាគាត់ដាំរុក្ខជាតិព្រោះនៅក្នុងរឿងហ្នឹងដល់ខែមីនាហ្នឹងគឺខែត្រជាក់អញ្ចឹងណាហើយម៉ាដាមហ្នឹងគាត់ក៏និយាយថាអាហ្នឹងក៏ជាគំនិតល្អដែរបើយើងរៀបចំអញ្ចឹងព្រោះឆ្នាំហ្នឹងអាចនឹងត្រជាក់ជាងឆ្នាំទៅហើយពងតែពិភាក្សាគ្នាសុកហ្នឹងក៏ឮសលេងអ្នកបម្រើរបស់ពនាងហ្នឹងក្រែកពីចង្អាយមកថាពនាងដើរយឺតពេលហ្នឹងអ្នកស្រីថាលេអេសាហ្នឹងគាត់ក៏និយាយថាអូពនាងមកដល់ហើយតាមដោយពនាងហ្នឹងដេកស្វាបនៅលើការ៉ូហើយអ្នកស្រីហ្នឹងក៏គាត់និយាយថាដូចរៀងចម្លែកព្រោះតាមធម្មតាហ្នឹងពាក្យច្រើនពនាងគាត់នៅជាមួយតែអ្នកបម្រើទេប៉ុន្តែថ្ងៃហ្នឹងពនាងហ្នឹងដើរមករកអ្នកស្រីថាលេអេសាហ្នឹងមកពេលហ្នឹងអ្នកបម្រើចំណិតអេឌីលហ្នឹងគាត់ក៏និយាយថាហៅមីសាថាពនាងអញ្ចឹងដូចអ្នកដតីហើយម៉ាដាមហ្នឹងគាត់ក៏និយាយថាអូអញ្ចឹងហើយប៉ុន្តែក៏អត់ទាន់ដឹងថាគូហៅពនាងថាម៉េចទេអញ្ចឹងហើយគាត់ក៏ងាកទៅសួរអ្នកបម្រើឈ្មោះឌីលហ្នឹងដោយសារតែគាត់ហ្នឹងពីច្រើនគឺគាត់នៅជាប់ព្រំដែនធ្វើសង្គ្រាមធ្វើអីជាមួយប្តីគាត់ចឹងទៅអញ្ចឹងគឺគាត់អត់សូវដឹងទេថារបៀបហៅតាមខ្សែតាមអីហ្នឹងគេហៅរបៀបម៉េចហើយអ្នកបម្រើហ្នឹងគឺឆ្លើយអត់ចាញ់ទេហើយអ្នកស្រីតេលេអេសាហ្នឹងគាត់ក៏គិតក្នុងចិត្តថាដោយការរំពឹងរបស់គាត់ចឹងព្រោះគាត់ដឹងថាអ្នកបម្រើហ្នឹងក៏មិនដឹងថាហៅថាម៉េចដែរដោយអ្នកបម្រើហ្នឹងគឺអត់ប្រយោជន៍ហើយថែមទាំងអត់ចង់ចោះសម្រងជាមួយគ្រួសារគាត់ទៀតពេលហ្នឹងអេឌីហ្នឹងគាត់ក៏ចេញមុខថាគាត់បានស្រាវជ្រាវតាក់ទងទៅនឹងរឿងហ្នឹងដោយការពី3ជំនាន់មុនហ្នឹងមានគ្រួសារតកូអេដវ៉ាត់មួយហ្នឹងគឺគាត់មានប្រពន្ធរបស់គាត់ជាប់ជាខ្សែពនាងអញ្ចឹងហើយគាត់ក៏ហៅប្រពន្ធរបស់គាត់ហ្នឹងទៅតាមឈ្មោះធម្មតាហើយដោយសារតែលោកម្ចាស់អេរិចហ្នឹងគាត់ហៅពនាងថាជាប្រពន្ធអញ្ចឹងហើយអ្នកស្រីដែលត្រូវជាម្ដាយក្មេកហ្នឹងគួរតែហៅពនាងហ្នឹងតាមឈ្មោះអ្នកស្រីថាលីអាសាគាត់ក៏និយាយថាអូគាត់ឮថាពនាងហ្នឹងមានឈ្មោះមីសាទៅអត់ហើយពេលហ្នឹងគាត់ក៏សាក់ហៅឈ្មោះមីសាពេលហ្នឹងមីសាគ្រាន់តែឮឈ្មោះអ្នកស្រីហៅភ្លាមឡើងអង្គុយហ្មងហើយក៏ស្ញែងដាក់ម្ដាយក្មេកឡើងគួរឲ្យស្រឡាញ់ហើយគាត់ក៏និយាយថាអូអញ្ចឹងពនាងអនុញ្ញាតឲ្យខ្ញុំហ្នឹងហៅគាត់តាមឈ្មោះគាត់ហើយគាត់ក៏សរសើរទៀតថាឈ្មោះមីសាហ្នឹងឈ្មោះបរុសហើយអ្នកបម្រើក៏និយាយថាមើលទៅពនាងផែជាចូលចិត្តអ្នកស្រីហើយអញ្ចឹងហើយខ្ញុំអាចសុំឲ្យអ្នកស្រីហ្នឹងមើលថែពនាងរហូតដល់ម៉ោងបាយបានអត់ហើយអ្នកស្រីហ្នឹងគាត់ក៏ថាអត់អីទេតាមសប្បាយចោះ
còn tàn nẹ bầm bà nắng đã tranh tới phliếm đi lấn quạt lon mọt mỏng có tha không biết ấy xưa sao tụ bây chỉ miên tàn nạ thầm chỉ nẹ bầm ra cái đó có dưỡng ai đăng tha nẹ bầm ra nắng ai nắng chắp cầm ho cổ xa khlet ni nắng ấy khla rồi đi nắng Marika tập hẹp nẹ xảy tha lê xa tha nẹ bầm ra chút đi nắng á cứ quạt là vô lục bên mặt ngày hai nơi thà ai liệt một tắc ai bẩn niệm tiếng toạt hai bà nẹ bầm ra chút Marika đâu vậy nhá chỉ tham đại khinh một quạt nó phồng cứ tệ hai nè xảy thay lệ xa nắng còn có cất tha bà có chỉ mình hai pa ai môi ấy bạn nè bầm ra on nắng chơi thằng nắng hai phía thì phèm bao giờ có chọcแต่thầm nắngสำหรับแนะได้ตอน subscribe ช่วย subscribe ไปพ้องนะออกก่อนสุดท้ายเนี่ยคนนี้เราเยอะมาบัดต่อใส่หื่นยันเพียที่ผมมวยดังออกคนนี้ต่อยบัดต่อไปเพียมุนนังเนี่ยใส่ทะเลเอเชียนังกอดก้อนใหญ่เนี่ยจมูกนังเอ็ดดีและเธอเชียเนี่ยบำราจำนัดบอกกอดแล้วกอดใหญ่ท่าเลยนังยังมินดัดเฟอร์แต่ตามไอเด็บปุกเกจังไอยังเฟอร์มินในท่าขังนอกเกสำได้มาการกอดก็สำได้แต่กันวิ่งยังอะปัวเลยนังกอดดังท่าขังสดัดนังจังเธอไอมาเลยปุกกอดเตะให้เรื่องนังก็จีเรื่องเนี่ยกอดบารอมยิงเกได้โดยท่ากอดอาจมือจัดสตรูทะลุแต่ซาหื่นนังเวสมอกสมานไปกอดกับแผลแต่ไอเอเดียลนังไอจูยศนำชื่อกบายกอดคลาเมากอดชื่อกบาน่ะให้เป็นนังเนี่ยบำรานังกอดกยศนำจมูกนังมาแอมคลานังยอมเอาเอเดียลนังก็สู้ท่าทนำนังดูทนำเผอรอดองนังแม่นให้เนี่ยบำรากับแผลท่าจ้านังให้เอเดียลนังก็ยอมเอามาดามให้กอดกอแผลท่ามาดามยอมมาดอไล่ตกในเลือดตอกเนี่ยเป็นนังเดียลนังกอดก็เห็นพญาปลาได้ผู้ท่านเนี่ยใส่ทะเลเอชานังกอดอนุญาตเอามีซานังได้เกาเลยจากกงกอดปูตามธรรมดาเนี่ยใส่ทะเลเอชานังเหมือนกอดเห็นกันนั้นคลุนให้เดียลนังก็ไปต่อสู้แต่กันเนี่ยใส่ท่าเนี่ยใส่อัดไอ้น่าชื่อคลั่งอัดปาสันจีชื่อคลั่งกูแต่หาเป็ดลวงมาแต่ในใส่ทะเลเอชามาตั้งกอดโดยจัดควายกอดตึงใหญ่หืองไอ้เซงกอดก็สู้ท่ามีซานังอายุมาเพยชนะไม่เท่ากัดไอ้ดีนังก็แบบตามดังท่าจ้าเนี่ยใส่ให้เนี่ยใส่นังกอดก็ตบมาเป็นท่าอ้อยกอดโยไล่กอดลือท่ามีซานังเจียสะใส่มาเนี่ยได้ปันคืนครูซาดิจะบอกนังถือบานเกสำหรับตั้งไปกอดเนื้อเขมรไปให้จะมีซานังประบะตรอมเตอร์นังการชื่อจับนังคลังไปย้ายบันเราถนัดเถยเนียงนังกูจังให้เลยนังถือบานเกปลาปลาtừเวงtừดามเตียดcái nàyนังก็จ้องสำหรับtừ lựcดัดนังปลามีซานังนำไปบอกปลายกูซาเคล็ดนี้นังให้เป็นนังเนี่ยใส่กอดกาจัดอันดับtừมีซานังคลังเหมือนแต่ก็ทามีซานังกูอันดับจิกไม่มาเนี่ยแต่สระสะอาดลูกเรียงบ่อเนียงแก้วพเนกบ่อเนียงมือตัวสะอาดคลังให้เป็นนังดีแล้วก็เห็นชงอแต่ต้นแต่นังใหญ่ท่าพเนกบ่อมีซานังตาสระสะอาดในใส่ทะเลเอชานังยำสมหาก็ทานในใส่เอชาดับไปส่วนใหญ่แต่ก็ชงอทานในใส่เอชานังก็เติมเป็นนัดมือพเนกมีซานังต่างก้าล่ะแต่ซาตัดสะตัวใส่เยอะนังใหญ่ๆโดยตัวจะบอกมวนจังให้ดีนังกอดได้บ้านแต่จับอารมณ์มือพเนกตัวใส่แต่ให้เป็นนังมีซานังกอดก็เงี้ยสำหรับแต่กันดีนังจำถ้วยดีนังเคยแก้วพเนกบอกตัวไอใส่เยิงให้ดีนังก็จับรำกระทาแก้วพเนกนังมีอารมณ์ท่าเสียงให้ดีนังก็กระทาติดเนี่ยใส่นังกอดกระดอกขมิ้นมาแหน่นู้นเต้ติดยังดังให้ตะขมิ้นนังแหน่นาให้เป็นนังเนี่ยใส่นังกอดก็สลังแต่เคยกับเจาะได้มีซานังกอดกระทามีซานังเถอกัดกับเจาะได้ให้ก็เถอสัดสะจังได้เดี๋ยวเต้กอดเคยสะตัวใส่ยังนังสปริงสปงด้วยตัวเลยอยู่ให้เป็นนังพนักก็กัดมากระไหลชดตัวผอยังเว้นแต่เป็นนังเอริกอดลอนมอตาเนยจมูกมาได้ยุ่งแม่นให้เมกากอดกระทาบาดลงมาจ้าเนี่ยเนี้ยกอดเนยจมูกมาดามนังลังมาปลาไก่vậy tới cái này nắng e đây con mà xu meka đôi họ đón chẳng đang tham misa này nè hay sắp ta trở lại ngày nắng viện play họ đón nơi cho mùi nè mà đã sắp ngày nắng mà nơi cho mùi mà ai con hành chẳng hay e đây nắng con cò từ mà ai con tầm đón từ về để con từ mà ai con nắng con cả loạn một nè mà đã meka nắng con xài tha ôi nè sấy cùng thơ ấy tôi còn nhom nè thơ vinh tôi còn nhom nắng cắt cái chọ nè niếng cho đủ nè sấy vinh đây nè sấy nắng con bạn để xài tha ở thế tội con nè thơ bù quạt thơ tăng pi từ bốn haiก็ทาซอกโดมันหนึ่งจังคลาดมีซานังกอดไพ่เป็นนังเอไรกอดกระดาษจอมอกอดกระซูมอะไรก็ทากับปงทั่วไอ้นังให้เป็นนังตัวพอยังเลยแบบกากอดแกงได้ผัวมันงี้บ้านเคยตะเพียบจังไอ้เอไรนังกอดกระต้องจัดทาขอนตะกอดดาวโจมขนมประตูเพลียมันกอดแม่ร้องทาเวคอพลายตะมองในเนสยังกอดกระตอบวิ่งเลยแบบเอียนขมักโกนก็ได้ก็ทากอดกัดกระจอกไอ้มีซานั่งไงก็ทาเมื่อเตอร์กระจอกเวงจังไปดาวเตอร์มีซาปะบะดาvậy tới e đây coi hiện nhập ai nó đời sao ta mà đây có ở đây bằng hai ta cốt và đóng pin là cái đó nặng nặng ấy bố xong bây ta chấm po e đây con mà cái bảo cốt nó có cốt pe khá hiện bé đôn thì chả đã này chẳng ấy toàn lư tha cắt cái cho ao nó bị play chấm lay mà đại lư mà cái hôm nay đã sầm lần ta căn misa nó cứ po pin từ đó cái đây sờ nó đã sâu e đây nó có chăm man ha tật một cái hôm nay ấy bài năng á mà đây có đó phơi ta căn ta mà đừng mà nè ấy nung cứ chia bảo ôn sấy bảo cốt
តាំងពីនាងនៅរស់ម្លេះឥឡូវនាងស្លាប់បាត់ហើយបងអូនស្រីគាត់ហ្នឹងឈ្មោះថា Rosia អញ្ចឹងហើយគាត់គិតថាម្ដាយរបស់គាត់ហ្នឹងអាចនឹងមើលឃើញសមោបងអូនស្រីរបស់គាត់ហ្នឹងតាមរយៈមីសាអេរិចគាត់ក៏ដើរទៅចិត្តម្ដាយគាត់ហើយគាត់ថាឲ្យកត្រៃហ្នឹងមកគាត់មកទៅឲ្យគាត់អ្នកធ្វើគាត់ក៏នៅតែបកកាយចឹងគាត់ថាមិនអីទេឲ្យគាត់ធ្វើទៅគាត់ធ្វើចិត្តហើយតែជាមួយអេរិចគាត់អត់ព្រមទេគាត់ក៏ឆក់មកធ្វើវិញតបានពេលគាត់ឃើញម្ដាយគាត់ចឹងគឺគាត់បារម្ភមែនតើដោយសារតែគាត់ចាំបានថាថ្ងៃដែលរ៉ូស៊ីគាត់ស្លាប់ហ្នឹងគឺម្ដាយគាត់ហ្នឹងគួរឲ្យខ្លាចមែនតើរូបភាពហ្នឹងនៅលើងបន្លាចគាត់ដល់ថ្ងៃហ្នឹងហើយគ្រាន់តែមីសាហ្នឹងដឹងថាអេរិចហ្នឹងដូរមកកាត់កញ្ចក់ជំនួសម្ដាយគាត់ហ្នឹងមីសាហ្នឹងចាប់ដើមធ្វើមុខឡើងកញ្ចប់ហ្មងពេលហ្នឹងក៏អត់បានឆ្លងផុតពីភ្នែក AD ដែរ AD ហ្នឹងគាត់ឃើញមីសាហ្នឹងធ្វើមុខដូចឈួតចឹង AD ហ្នឹងដឹងថាសភាពការមិនស្រួលទេគាត់ប្រាប់ហ្នឹងឲ្យអេរិចហ្នឹងចាំផ្លែតឲ្យគាត់ក៏យកផ្អែមហ្នឹងយកទៅញុកមាត់មីសាយកហ្មងពេលហ្នឹងអ្នកស្រីអេសាហើយអេរិចអីហ្នឹងនាំគ្នាឡើងកាំងហ្មងស្ងាត់ជ្រាបហើយអេរិចថាធ្វើអីហ្នឹងហើយពេលហ្នឹង AD ហ្នឹងគាត់ក៏បកស្រាយថាដោយសារតែមើលទៅទឹកមុខមីសាហ្នឹងដូចជាមិនសូវសប្បាយចិត្តហើយដោយសារមិញហ្នឹងពេលអ្នកស្រីអេសាគាត់សិតសក់ឲ្យមីសាហ្នឹងគឺគាត់ឲ្យបង្អែមឲ្យអីទៅបានមីសាហ្នឹងគាត់សង្ងំចឹងហើយបានគាត់ដឹងថាមីសាហ្នឹងប្រហែលជាចូលចិត្តបង្អែមហើយអ្នកស្រីអេសាហ្នឹងគាត់ឃើញមីសាហ្នឹងគាត់ញ៉ាំរបៀបមានរបៀបជាងមុនហ្នឹងគាត់ថាគាត់មានអារម្មណ៍ធូរចិត្តខ្លាំងមែនតើដោយសារតែឃើញមីសាហ្នឹងហូបបានហើយបន្ទាប់មកទៀតហ្នឹងសាច់រឿងយើងហ្នឹងក៏កាត់មកដល់ពេលយប់ទៀតហើយរឿងនេះងាកយប់បិទភ្នែកបន្តិចព្រឹកបាបហើយពេលហ្នឹងផងដែរយើងក៏ឃើញថាអេរិចហ្នឹងគាត់កំពុងតែបញ្ចុកបាយមីសាអញ្ចឹងពេលបញ្ចុកហ្នឹងគាត់ប្រាប់លោថាតាពីផងកុំលេបយ៉ាត់ឆ្លក់បាយងាប់និយាយលេងណាគ្នាអេរិចគេនិយាយឡើងផ្អែមគេខ្លាចប្រពន្ធគេអូបាយហើយពេលហ្នឹងអេរិចគាត់គិតទៀតហើយគាត់ឆ្ងល់មែនតើថាម្ដាយគាត់ហ្នឹងមើលឃើញមីសាហ្នឹងបែបម៉េចបានមើលទៅគិតថាមីសាហ្នឹងដូចរ៉ូស៊ីប្អូនស្រីគាត់មើលទៅមានតែកែវភ្នែកមីសាទេដែលពណ៌ភ្នែកហ្នឹងគឺស្រដៀងនឹងរ៉ូស៊ីតែបើថាដូចកែវភ្នែកតែចុះបងប្អូនចំនួនមួយគាត់អាមេរិកហ្នឹងក៏ភ្នែកដូចប្អូនស្រីគាត់ដែរតែម្ដាយគាត់ហ្នឹងក៏មិនដែលទៅធ្វើល្អចឹងដាក់អាមេរិកចឹងដែរនិយាយថាគាត់ឆ្ងល់មែនតើហើយពេលហ្នឹងលោកអមេរិកាហ្នឹងគាត់ក៏ដើរចូលមកគាត់អភ័យទោសថាគ្រូចអាំងហ្នឹងរៀងយឺតបន្តិចហើយនិយាយគ្រូចអ្នកគ្នាស្ដាប់អត់បានគ្រូចអ្នកគ្នាគ្រូចនិយាយយូរនិយាយតលិននោះឲ្យស្ដាប់លែងបានតែមកអេរិចហ្នឹងក៏ប្រាប់មេកាថាដាក់លើតុមកឲ្យទៅវិញចុះព្រោះខ្លាចមីសាគប់ចានគប់ឆ្នាំងដាក់ហើយពេលហ្នឹងអេរិចក៏គាត់ចាប់អារម្មណ៍ដែរថាឲ្យតែពេលណាដែលគាត់ហូបបាយជាមួយមីសាតែពីរអ្នកហ្នឹងមីសាមើលទៅរៀងស្លូតអត់សូវកាចទេតែពេលហ្នឹងសត្វតែឃើញមីសាហ្នឹងដូចមិនទេចាប់ដើមដូចអត់ស្រួលសោះគាត់ក៏សួរថាមិនអត់ស្រួលខ្លួនមែនមីសាហ្នឹងក៏យកដៃបាំងគ្រូចហ្នឹងថារបៀបថាដូចខ្លាចអេរិចក៏ថាដោយសារតែគ្រូចហ្នឹងមែនឥឡូវចាំខ្ញុំប្រាប់ឲ្យគេយកចាញ់លឿនហើយពេលហ្នឹងអេរិចចាប់ដើមគិតទៅហើយតើតើទៅនឹងពាក្យសម្ដីរបស់អ្នកបម្រើទាំងពីរអ្នកនោះប្រាប់អេរិចហ្នឹងតាំងពីដើមមកម៉ែថាមីសាហ្នឹងអត់មានទាស់អីទេម្ហូបអីក៏ញ៉ាំដែរអញ្ចឹងគាត់ឆ្ងល់ទៀតឆ្ងល់មួយរឿងទៀតថាមីសាហ្នឹងគាត់ធ្លាប់មានបទពិសោធន៍អាក្រក់ជាមួយនឹងគ្រូចហ្នឹងមែនបានគ្រាន់តែឃើញគ្រូចហ្នឹងញ៉ាញ័រខ្លាចហើយសាច់រឿងភាគទី6របស់យើងក៏បញ្ចប់តែត្រឹមហ្នឹងមកឥឡូវយើងមកបន្តសាច់រឿងភាគទី7បន្តទៀតតែឥឡូវហ្នឹងគឺយើងកាត់មកដល់ថ្ងៃថ្មីទៀតហើយពេលហ្នឹងយើងក៏លឺមាត់អ្នកបម្រើហ្នឹងនិយាយថាអ្នកនាងម្ចាស់កុំនៅលើការ៉ូហ្នឹងអីតិចណាមកលើនេះមកតែមីសាហ្នឹងអត់ខ្វល់នៅដេកលេងបោះធ្វើមិនដឹងអ្នកបម្រើម្នាក់ហ្នឹងក៏ថាអូយមើលទៅពនាងបែបមិនចង់ងើបចេញទេហើយបើព្រឹកម្នាក់ទៀតក៏បន្តថាអត់អីទេអញ្ចឹងចាំខ្ញុំទៅយកភួយមកក្រាឲ្យពនាងពេលហ្នឹងអ្នកបម្រើម្នាក់ហ្នឹងក៏ទៅលមាពនាងហ្នឹងឲ្យមកដេកលើភួយក៏ប្រាប់មីសាថាពេលដេកហ្នឹងត្រូវដេកទៅលើកណាត់តុនអូខេហើយអ្នកបម្រើហ្នឹងយកចិត្តទុកដាក់មួយមីសាមែនតើសួរថាមិនដែរពេលដេកលើពុកចឹងអារម្មណ៍ល្អអត់ក៏ប្រាប់ឲ្យមីសាហ្នឹងរើអីមកដប់ហើយសួរថាមីសាហ្នឹងងួយដេកមែនអីនិយាយទៅអ្នកបម្រើគឺឡើងគួរស្រឡាញ់ហ្មងហើយអ្នកបម្រើម្នាក់ទៀតហ្នឹងក៏សួរអ្នកបម្រើហ្នឹងថាអើយនិយាយអីហ្នឹងនិយាយម្នាក់ឯងមីសាតបជាមួយហ្មងហើយគាត់ហ្នឹងក៏និយាយទៀតថាប្រហែលជាអ្នកនាងម្ចាស់គាត់អត់យល់ផងថានិយាយពីអីហើយអ្នកបម្រើមួយទៀតហ្នឹងក៏ប្រឆាំងថាប្រហែលជាអ្នកនាងក៏អាចយល់បានតិចដែរហើយអ្នកបម្រើសក់ក្រហមហ្នឹងក៏និយាយថាសូម្បីតែលោកម្ចាស់ហ្នឹងក៏ធ្វើអញ្ចឹងរហូតដែរសំដៅទៅលើអេរិចយើងហ្នឹងថាអេរិចហ្នឹងតែងតែទៅនិយាយជាមួយមនុស្សដែលអត់យល់ពីគាត់ហើយតែងតែបីអ្នកនាងម្ចាស់អញ្ចឹងឯងគេធ្វើកាយវិការតាមហើយសំខាន់លោកម្ចាស់ថ្នាក់ថ្នមអ្នកនាងខ្លាំងមិនដែលឲ្យជើងអ្នកនាងប៉ះដីទេមានគិតថាវាចម្លែកអត់មនុស្សតែបង្ហាញចំណាប់អារម្មណ៍ទៅលើមនុស្សស្រីពីមុនមកផងសាប់តាបង្ហាញការ take care ដល់ថ្នាក់ហ្នឹងហើយគិតមើលសង្ស័យតាលោកម្ចាស់ហ្នឹងរសនិយមមនុស្សស្រីរបស់គាត់ប្រហែលជាបែបហ្នឹងឯងនិយាយទៅនិយាយដើមអេរិចហ្មងចង់ថាអេរិចហ្នឹង
ថែបរបស់អេរិចហ្នឹងគឺមនុស្សឈួតហើយអ្នកបម្រើផ្សេងទៀតហ្នឹងគាត់លឿនក៏ហួសចិត្តគាត់ប្រាប់ថាអូហែងនិយាយអីចឹងហែងចឹងមិនល្អហើយបើពួកគាត់មានតំណែងតំណងល្អហើយមិនទៅនិយាយអីអវិជ្ជមានចឹងហើយអ្នកស្រីហ្នឹងក៏ព្យាយាមថាអូទេខ្ញុំមិនមែនចង់មានអីចឹងទេតែអ្នកបម្រើម្នាក់ទៀតក៏ប្រាប់ថាបើមិនចង់ឲ្យគេទាត់ចេញពីផ្ទះហ្នឹងទេប្រយ័ត្នប្រយែងមាត់ផងជាងមានតិចហើយស្រាប់តែមានអ្នកបម្រើម្នាក់ទៀតហ្នឹងគាត់រវល់ធ្វើការកន្លែងផ្សេងគាត់ទៅម្ដៅមកគាត់ចាប់ចុងជួនគេអត់បានអញ្ចឹងគាត់ក៏សួរថានិយាយអីគេមិញហ្នឹងមិនក៏សុកស្ងាត់ចឹងអ្នកបម្រើម្នាក់ទៀតគាត់ក៏ថាអត់មានអីទេហើយអ្នកបម្រើដែលគាត់ទៅម្ដៅមកហ្នឹងគាត់ក៏និយាយថាមើលទៅពនាងបើសិនជាគាត់ពាក់កៅអៅស្អាតប្រហែលជាល្អហើយប៉ុន្តែគួរឲ្យកំសត់ណាដោយសារតាកៅអៅពនាងហ្នឹងវាឆាប់ប្រឡាក់ពេកជាពិសេសឲ្យតែពេលគាត់ញ៉ាំអីគឺគាត់អត់សូវចេះនេះទេអញ្ចឹងហើយធ្វើឲ្យប្រឡាក់កៅអៅម្នាក់ទៀតហ្នឹងគាត់ក៏យល់ស្របថានិយាយទៅសមហេតុផលបើសិនជាគ្រាន់តែប្រឡាក់កៅអៅហ្នឹងជាបញ្ហាទេចុះបើយើងធ្វើជាកណាត់មួយចងជាប់កកមួយអ្នកនេះខ្ញុំអត់ដឹងអាហ្នឹងគេហៅអីបើអ្នកដឹងប្រាប់ផងអាចដឹងតែអាហ្នឹងយើងពាក់នឹងកក្មេងៗពេលដែលវាហូបអីចឹងកុំឲ្យវាប្រឡាក់កៅអៅអញ្ចឹងខ្ញុំសុំនិយាយថាកសែងរុំកអញ្ចឹងចុះអ្នកបម្រើហ្នឹងគឺបំផុសគំនិតថាឲ្យធ្វើជាដេកណាត់កសែងរុំកហ្នឹងឲ្យពនាងទៅហើយម្នាក់ទៀតហ្នឹងគាត់ក៏គាំទ្រគាត់ថាល្អតាគំនិតហ្នឹងយើងអាចច្នៃឲ្យវាកាន់តែស្អាតគ្រាន់តែបន្ថែមបន្ថែមជើទៀតទៅហើយអ្នកបម្រើក៏ចាប់ផ្ដើមបំផុសគំនិតតទៅទៀតហើយដល់ឡើងថាអូពនាងម្ចាស់ហ្នឹងគាត់មើលទៅស្អាតណាស់ជាមួយរបៀបជាផ្កាកាឡាពណ៌លឿងនិយាយភាសានេះកាឡាចេះកាឡាចុះហើយស្រាប់តាអ្នកបម្រើ3នាក់ទៀតមើលទៅដូចជាមិនសូវសប្បាយចិត្តសោះហើយកាត់ពីកន្លែងអ្នកបម្រើហ្នឹងមកយើងក៏មកកន្លែងសមតបរបស់អេរិចវិញអេរិចហ្នឹងគាត់ក៏ស្រឡឹងទៅមើលថ្ងៃទៅគាត់មើលថាគាត់ស្មានណាគាត់ថាអូប្រហែលជាផុតម៉ោងបាយថ្ងៃបាត់ហើយគ្រាន់តែគិតរឿងម៉ោងបាយថ្ងៃហ្នឹងគាត់គិតទៅដល់មីសាភ្លាមគាត់ថាមិនដឹងថាមីសាហ្នឹងញ៉ាំបាយញ៉ាំអីហើយមិនទេព្រោះគាត់ចាប់អារម្មណ៍ព្រឹកមិញហ្នឹងមីសាមើលទៅរៀងខ្សោយហ្នឹងហើយគាត់ក៏ប្រាប់ឲ្យតបរបស់គាត់ហ្នឹងថាបំបែកជួរត្រឹមហ្នឹងថ្ងៃហ្នឹងប៉ុណ្ណឹងបានហើយពេលនោះកងតបគាត់ស្រែកអូកូនរបៀបថាគាត់សប្បាយចិត្តអូយដល់ហ្មងស៊ីបាយអីហាត់ចង់ឲ្យស៊ីបាយហ្នឹងគ្នាមិនអហើយអេរិចហ្នឹងតាមផ្លូវគាត់គិតអូយមនុស្សគាត់គិតច្រើនណាស់ម្នាក់នេះគាត់ថាអាព្រឹកថ្ងៃដំបូងដែលមីសាមកនៅហ្នឹងមើលទៅមីសាហ្នឹងខ្សោយខ្លាំងហើយនៅតែក្នុងបន្ទប់រាល់ថ្ងៃហើយមើលទៅបាយទឹកបាយថ្ងៃក៏មិនសូវបានជាហូបគ្រប់គ្រាន់ដែរហើយគាត់ចាប់អារម្មណ៍ទៀតថាមីសាហ្នឹងក៏មិនសូវជាទៅលេងជាមួយអ្នកបម្រើទៀតហើយគាត់ភ័យគាត់អត់សូវជឿជាក់ថាគាត់ហ្នឹងអាចទៅលេងជាមួយមីសាឲ្យមីសាសប្បាយចិត្តដូចលេងជាមួយអ្នកបម្រើហើយក៏ដូចរដងអញ្ចឹងគឺអេរិចហ្នឹងមកសួរតំណឹងមីសាហ្នឹងពីមេការផ្ទះហ្នឹងទៀតហើយមេការផ្ទះហ្នឹងក៏ចាប់ដើមរៀបរាប់ទៅថាមុនបាយថ្ងៃហ្នឹងមីសាហ្នឹងធ្លាក់ទៅចូលក្នុងទឹកស្រះនៅសួនហើយបន្ទាប់ពីចាប់មកមុជទឹកមកញ៉ាំអាហារពេលថ្ងៃហើយដេកបាត់ទៅឥឡូវពងតែនៅក្នុងបន្ទប់អ្នកបម្រើទៀតហើយនិយាយទៅបន្ទប់អ្នកបម្រើហ្នឹងប៉ុស្តិ៍ប្រចាំការរបស់មីសាហើយពេលនោះអេរិចគាត់ឡើងរន្ធត់គាត់ថាអីគេធ្លាក់ចុះទឹកស្រះមេការហ្នឹងក៏រៀបរាប់ទៀតទៅថាមីសាហ្នឹងទៅព្រះវិហារជាមួយនឹងម៉ាដាមហើយតាមផ្លូវហ្នឹងគាត់ឃើញត្រីគាត់មើលត្រីក្នុងស្រះហ្នឹងទៅស្រាប់តែធ្លាក់ចូលទឹកហើយអេរិនក៏ថាអូគាត់យល់ហើយជាមួយម្ដាយគាត់ហើយគាត់ក៏គិតក្នុងចិត្តថាអូមកអីទេបើសិនជានៅជាមួយម្ដាយគាត់មិនគ្រោះថ្នាក់ខ្លាំងទេហើយគាត់ក៏គិតទៅថាអូថ្ងៃហ្នឹងមីសាហ្នឹងគឺរវល់ពេញមួយថ្ងៃតែហ្មងការងារមកប្រទេសធ្វើម្នាក់ឯងហើយមេការហ្នឹងដើរតាមផ្លូវហ្នឹងក៏រៀបរាប់ទៀតគាត់ថាមើលទៅអ្នកនាងម្ចាស់ដូចជាមិនសូវចូលចិត្តព្រះវិហារហ្មងទេហើយអេរិកហ្នឹងគាត់ក៏និយាយតបទៅវិញគាត់ថាប្រហែលជាកន្លែងហ្នឹងជាកន្លែងគួរធុញសម្រាប់ប្រពន្ធគាត់ហើយព្រោះមីសាហ្នឹងគាត់អត់ចូលចិត្តអង្គុយយូរទេហើយកន្លែងព្រះវិហារហ្នឹងគេទៅអង្គុយបន់ស្រន់មន់អីចឹងណាគ្នាហើយទៅឲ្យមីសាអង្គុយមកកន្លែងមិនចេះនៅមនុស្សហើយមេការហ្នឹងក៏បន្ថែមទៀតថាដំបូងឡើយអ្នកនាងម្ចាស់ហ្នឹងគាត់ទៅតាមម៉ាដាមធម្មតាទេពេលដែលម៉ាដាមសួរថាមីសាចង់ទៅព្រះវិហារជាមួយអត់គឺព្រមទៅតាមហ្មងតែគ្រាន់តែទៅដល់ព្រះវិហារភ្លាមទៅដល់ថ្លោងទ្វារហ្នឹងមីសាចាប់ដើមលោឡាដូចចង់ចូលចង់អីហើយចុងក្រោយមីសាហ្នឹងក៏នៅក្រៅព្រះវិហារជាមួយអ្នកបម្រើទៅឲ្យអ្នកស្រីចូលទៅម្នាក់ឯងហើយអេរិចហ្នឹងក៏គិតក្នុងចិត្តថាបើសិនជាមាននំមានអីឲ្យហូបប្រហែលជាមីសាហ្នឹងគាត់នៅបានហើយមិនអីទេហើយអេរិចហ្នឹងក៏នឹកឃើញកំណត់មួយគាត់ក៏ប្រាប់ទៅកាន់មេការថាចាប់ពីថ្ងៃហ្នឹងទៅនៅលើតុត្រូវតែមានអាហារសម្រន់ផ្អែមអត់ត្រូវឲ្យដាច់ទេហើយគេកាត់មកប្រហែលជាអាហារពេលល្ងាចអ្នកទាំងអស់គ្នាហើយអេរិចជាងបច្ចុកបាយប្រពន្ធសំណប់ចិត្តរបស់គេតាមធម្មតាអញ្ចឹងមើលទៅអូគេញ៉ាំស្តេកញ៉ាំអីមើលទៅគេឆ្ងាញ់គេហើយអេរិចក៏ប្រាប់ថាកុំញ៉ាំតែសាច់ពេកញ៉ាំបន្លែផងហើយអេរិចក៏ប្រាប់ថាហាមាត់បច្ចុកហើយមីសានោះក៏ហាមាត់តែបច្ចុកមិនទាន់ដល់មាត់ហ្នឹងសាប់តាជ្រុះប្រឡាក់លើកៅអៅហើយអេរិចក៏ថាអីចាំគាត់បច្ចុកម្ដងទៀតហ
អេរិចកំពុងលូកដៃទៅរើសម្ហូបប្រឡាក់លើកៅហ្នឹងចៃដនអីទៀតហ្នឹងម្ហូបហ្នឹងវារុះទៅវាក្បែរព្រះសុដនអញ្ចឹងលបង gentleman យើងហ្នឹងគាត់រៀងតាក់ទើដែរគាត់ក៏ថាអូសុំអធិស្ឋានបន្តិចហើយគាត់ក៏បេះចេញពីអាវហ្នឹងមកទៅតែពេលបេះមកហ្នឹងមីសាហ្នឹងគាត់ស្វេស្វាគាត់ចង់ហូបរុះលើអាវគាត់ហ្នឹងអេរិចថាអូចាំគាត់កាត់មួយដុំថ្មីឲ្យកុំញ៉ាំអាហ្នឹងអីចឹងប៉ុន្តែមីសាហ្នឹងអត់ព្រមទេនៅតាទីគេបន្ទង់ហ្នឹងទៅហើយអេរិចថាអូយមីសាហ្នឹងក៏មានះម៉េះហើយទីបំផុតមីសាហ្នឹងក៏ញ៉ាំបានសម្រេចមែនជ្រុះលើអាវគាត់ហើយញ៉ាំដោយទាំងដៃអេរិចទៅទៀតគេម្រាមដៃអេរិចប៉ះមាត់គេទន់អញ្ចឹងពេលនោះអេរិចភ្ញាក់ដកដៃឡើងលឿនស្រាប់តែពេលហ្នឹងរបៀបមីសាគាត់អត់សុខចិត្តគាត់ចង់កាគេដៃអេរិចអញ្ចឹងធ្វើមុខឡើងដូចកញ្ចប់ប្រហុករបៀបថាអត់សុខចិត្តទេមីសាហ្នឹងក៏ទៅទាញកាមេរ៉ាតុកគេក្រាដាក់ម្ហូបដាក់អីហ្នឹងជ្រុះទៅដីខ្ទេចហើយក៏លឺសំឡេងហ្នឹងទៅដល់តិចមេបម្រើក៏ធាត់នឹងក្រៅនោះចូលមកដល់ក៏ឃើញថាមានជាការរញ៉េរញ៉ៃយ៉ាងខ្លាំងចានសម្លនៅលើតុកទៅនៅលើក្បាលមីសានោះយកអ្នកបម្រើក៏ធាត់នឹងឃើញដកដង្ហើមធំភ្លាមហើយគាត់ឆ្ងល់ថាអេរិចហ្នឹងមិនហត់ទេអីធ្វើអញ្ចឹងរាប់ពេលឲ្យតែពេលហូបបាយគឺទាំងតែមីសាញ៉ៃញុកញ៉ៃពេញហ្នឹងហើយអ្នកបម្រើក៏ធាត់ហ្នឹងក៏នាំមីសាហ្នឹងទៅសម្អាតខ្លួនទៅហើយពេលនោះអេរិចយើងឡើងស្ងាត់មាត់ហ្មងគាត់នៅឡើងស្ងៀមហើយគាត់ស្លឹងទៅមើលដៃគាត់កន្លែងមីសាខំដៃគាត់ហ្នឹងគិតអីទេហើយពេលហ្នឹងគេក៏កាត់មកដល់ពេលយប់អេរិចដេកលើគ្រែជាមួយនឹងមីសាហើយពេលហ្នឹងអេរិចចឹងមានដេកទេគាត់ពងគិតគាត់ថាឥឡូវហ្នឹងអារម្មណ៍គាត់ហ្នឹងច្បោកច្បល់ខ្លាំងណាគាត់ថាចិត្តរបស់គាត់ហ្នឹងគឺនៅដកជាប់ជាមួយនឹងពេលដែលមីសាក៏គេដៃគាត់នៅតែមានអារម្មណ៍ដឹងដល់អារម្មណ៍កក់ក្ដៅចេញពីអណ្ដាតប៉ះចុងម្រាមដៃរបស់គាត់ណាថៃហ្នឹងតួប្រុសថៃហ្នឹងហើយគាត់គិតទៅគាត់ថាទោះបីជាមីសាហ្នឹងជាប្រពន្ធគាត់មិនប៉ុន្តែមីសាហ្នឹងអត់ខុសអីពីក្មេងទេព្រោះនៅលែកឡក់ឬអីចឹងគាត់គិតថាមីសាហ្នឹងមិនស្រួលហ្នឹងមិនទាំងចូលថាខ្លួនគាត់ហ្នឹងជាប្តីរបស់មីសាហ្នឹងផងហើយគាត់ក៏ព្យាយាមហាមប្រាមខ្លួនឯងទៀតថាប៉នាងហ្នឹងណាមិនមែនជាមនុស្សម្នាក់តែគាត់អាចមើលទៅក្នុងផ្លូវស្នេហាបានទេគាត់អត់អាចធ្វើចឹងបានទេអត់ទេនិយាយថាទេប៉ុន្តែមុខឡើងក្រហមដូចភ្លើងស្តុបហ្នឹងកហ្មងតួប្រុសយើងខ្ញុំស្រឡាញ់គេមែនទេខ្ញុំស្រឡាញ់គេមែនទេមិនទេជួយប្រាប់ខ្ញុំផងហ្នឹងនេះតាមពិតកន្លែងខ្ញុំត្រូវដាក់បទចម្រៀងប៉ុន្តែខ្ញុំរៀនដាក់ខ្លះជាប់ copyright អញ្ចឹងស្ដាប់ខ្ញុំច្រៀងហើយបញ្ចប់ដោយត្រឹមខ្ញុំច្រៀងណាឥឡូវហ្នឹងពាក្យទី7យើងហ្នឹងក៏ចប់តែត្រឹមហ្នឹងដែរសូមអរគុណហើយអ្នកអត់ទាន់ subscribe ហ្នឹង sub ឲ្យផងសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងមកបន្តសាច់រឿងភាគទី8យើងបន្តទៀតប្រាំនៅសាច់រឿងហ្នឹងគឺអ្នកស្រីអេសាហ្នឹងគាត់កំពុងតែនិយាយពិភាក្សាគ្នាជាមួយអេរិចដោយនៅថ្ងៃពុធហ្នឹងគឺនឹងមានកម្មវិធីសូត្រកំណាព្យហើយពេលហ្នឹងនឹងមានមនុស្សចូលរួមច្រើនអញ្ចឹងហើយគាត់បារម្ភថាមីសាហ្នឹងអាចនឹងផិតភ័យហើយអេរិចហ្នឹងគាត់ក៏សួរថាសំខាន់ត្រូវតែចូលរួមដែរមែនអ្នកស្រីក៏ថាប្រកាសហើយព្រោះពេលហ្នឹងមនុស្សគ្រប់គ្នានឹងព្យាយាមសង្កេតមកកាន់គ្រួសាររបស់យើងអញ្ចឹងហើយយើងត្រូវតែបង្ហាញគេថាយើងអត់អីទេដោយតេតទៅនឹងកម្មវិធីសូត្រកំណាព្យហ្នឹងបើយើងស្ដាប់ទៅយើងថាប្រហែលជាគេនិយាយតេតទៅនឹងការសូត្រកំណាព្យឯកម្មវិធីហ្នឹងតែតាមពិតទៅវាគ្រាន់តែជាកម្មវិធីមួយសម្រាប់ឲ្យស្ត្រីដែលជាមេផ្ទះហ្នឹងមកជុំគ្នារៀងរាល់ខែហ្នឹងដើម្បីជជែកវែកញែកទៅលើមតិរៀងខ្លួនទេពេលមានការជួបជុំហ្នឹងហើយជាកន្លែងដែលគេចាប់ផ្ដើមប្រមូលព័ត៌មានអីផ្សេងនិយាយដើមគេនិយាយអីហ្នឹងមកយើងនិយាយនេះហ្មងនិយាយកម្មវិធីនិយាយដើមគេហើយសារហ្នឹងគឺជាវេនរបស់ផ្ទះគ្រួសារក្លែតនេះហ្នឹងជាអ្នករៀបចំកម្មវិធីរបៀបលក្ខណៈថាគេដូរវេនគ្នារៀបចំម្ដងផ្ទះអ្នកនេះម្ដងផ្ទះអ្នកនោះអញ្ចឹងណាហើយដោយសារតែកម្មវិធីហ្នឹងហើយគ្រូសាក្លែតនេះហ្នឹងគឺល្វោខ្លាំងមែនតើអ្នកបម្រើអ្នកអីហ្នឹងល្វោរៀបចំផ្ទះពេញហ្នឹងអីដែលគួរចាប់អារម្មណ៍ហ្នឹងគឺមេគ្រូសាស្រីរបស់ Chris Speed ហ្នឹងក៏មកចូលរួមដែរមកជាមួយនឹងកូនស្រីដែលថាដំបងឡើយត្រូវរៀបការមួយអេរិចហ៎ដោយសារតែហ្នឹងគឺជាលើកដំបូងដែលគ្រូសាទាំងពីរហ្នឹងបានជួបគ្នាបន្ទាប់ពីផ្ដាច់ពាក្យកាត់មកតួអង្គយើងវិញអ្នកស្រីអេសាហ្នឹងក៏សួរទៅកាន់មីសាថាចង់ទៅមើលផ្ទះអត់គេរៀបចំចិត្តហើយហើយពេលនោះអេរិចក៏សួរវិញថាមីសាថ្ងៃហ្នឹងសប្បាយអត់ហើយម្ដាយគាត់លឺក៏សោចហ្មងថាអេរិចហ្នឹងធ្វើចរិតដូចឪមីសាអញ្ចឹងចេញមកដូចគាត់ហ្នឹងជាម៉ែដោះមីសាហើយគាត់មកសួរតាក់ទងនឹងកូនគាត់ហើយអ្នកស្រីហ្នឹងក៏ឆ្លើយថាចាថ្ងៃហ្នឹងមីសាសប្បាយណាស់ហើយចូលទៅនៅជុំគ្នាហើយអ្នកស្រីអេសាហ្នឹងគាត់ក៏បបួលអេរិចទៅមើលដែរទៅតែអេរិចហ្នឹងប្រកែកថាអូខ្ញុំមានការងារត្រូវធ្វើទៀតថាមកហ្នឹងគាត់គាត់តែចង់ឆិចមើលមួយផ្លែតហ្នឹងតែពេលហ្នឹងអេរិចហ្នឹងក៏លេចទៅមើលមីសាទៅដូចមកអស់ចិត្តចឹងហើយគាត់ក៏ដូរចិត្តវិញគាត់ថាគាត់ទៅក៏បានទៅផ្លែតហ
ហើយគេក៏កាត់មកដល់កន្លែងផ្ទះដែលគេរៀបចំពិធីជប់លៀងហ្នឹងគឺថាផ្ទះហ្នឹងគឺរវល់គ្រប់គ្នារៀបចំផ្ទះរៀបចំអីរៀបចំផ្កាអីចឹងវិសាយើងតន់តែឃើញមនុស្សឃើញអីគេធ្វើការឃើញផ្កាគេស្អាតហ្នឹងគាត់រត់លេងពេញហ្នឹងហើយអ្នកស្រីអេសាហ្នឹងតន់តែគាត់មកដល់ភ្លាមហ្នឹងអ្នកបម្រើឃើញហ្នឹងគឺហៅគាត់ភ្លាមហៅគាត់ឲ្យមកជួយមើលថាការងារហ្នឹងវាអូខេអត់ហើយអេរិចហ្នឹងក៏នៅតាមមើលមីសាពីក្រោយហ្នឹងទៅគាត់ថាពេលឃើញមីសាសប្បាយចិត្តឃើញលេងអីដូចកូនក្មេងហ្នឹងណាគាត់ថាក៏បានជួយស្អំបេះដូងគាត់ដែរជួយលួងលោមចិត្តគាត់ចឹងណាតែគាត់មានអារម្មណ៍រៀងល្អរត់ចុះរត់ឡើងហ្នឹងមីសាហ្នឹងក៏ទៅជួបជាមួយនឹងអ្នកបម្រើដែលធ្លាប់លេងជាមួយគាត់រហូតអ្នកបម្រើហ្នឹងគេហៅអ្នកនាងម្ចាស់តូចមកផ្ទះដែរមែនមិនអត់ឃើញទៅលេងពួកខ្ញុំនៅផ្ទះអ្នកបម្រើទៀតចឹងពួកខ្ញុំម្ចាស់នេះខំចាំផ្លូវពនាងរហូតចឹងអ្នកបម្រើហ្នឹងនិយាយទៅតែភ្នែកមីសាហ្នឹងគឺស្រឡឹងទៅកាន់បាក់សីដែលនៅក្នុងទ្រុងតែអ្នកបម្រើហ្នឹងកាន់យកមកហើយពេលហ្នឹងការចងចាំអាក្រក់របស់មីសាហ្នឹងក៏លិចចេញមកដល់នៅក្នុងការសម័យនេះយើងឃើញថាមានមនុស្សស្លាប់ដេកដួលពេញហ្នឹងហើយមានសត្វបាក់សីហ្នឹងហើរក្បែរពីលើសពហ្នឹងធ្វើឲ្យមីសាហ្នឹងសម័យឃើញថាបាក់សីហ្នឹងនិយាយមកកាន់គាត់ទៀតថាមីសាមេដាប្រហែលជាធ្វើអីខុសហើយក្នុងនាមជាមេដាក៏ដោយតែបើសិនជាធ្វើខុសហើយក៏ត្រូវតែស្ដីបន្ទោសដែរត្រូវអត់ហើយក៏សម័យថាសត្វចាបហ្នឹងស្រែកដាក់គាត់ទៀតវ៉ាក់វ៉ាក់មីសាភ័យពេកស្រែកហើយដួលទៅលើដីសំឡេងស្រែកហ្នឹងលឺទៅដល់មនុស្សគ្រប់គ្នានៅជុំវិញហ្នឹងហ្មងលឺទៅដល់តាជាអ្នកស្រីអេសាទៀតហើយពេលនោះអេរិចរបស់យើងក៏រត់មកស្រែករកមីសាថាមិនហើយអត់អីណាពេលនោះមីសាគ្នាកំពុងតែតក់ស្លុតយំពេលបំពបអេរិចហ្នឹងក៏បន្តសួរថាមានរឿងអីអ្នកបម្រើក៏ប្រឹងបកស្រាយថាគាត់អត់ដឹងទេសុកសាប់អញ្ចឹងហើយពេលហ្នឹងមីសាដល់តែកលេសទៅឃើញអេរិចភ្លាមគាត់ផ្ដួលខ្លួនទៅអោបហ្មងពេលហ្នឹងអេរិចឡើងចង់ឆ្ងល់ហើយមីសាឡើងញ័រខ្លួនដូចត្រូវបោះគេ10ពនួងហើយអ្នកបម្រើម្នាក់ក៏និយាយថាប្រហែលជាពនាងហ្នឹងមានប្រតិកម្មទៅលើបាក់សីហ្នឹងហើយពេលហ្នឹងអ្នកបម្រើឈ្មោះម៉ាលីការបស់ពនាងហ្នឹងក៏ចេញមុខថាពនាងហ្នឹងគាត់ខ្លាចបាក់សីហើយដូចឃើញចឹងការខ្លាចហ្នឹងក៏មិនមែនខ្លាចធម្មតាទេខ្លាចខ្លាំងទៀតពេលហ្នឹងអ្នកស្រីថាលីអេសាគាត់ក៏ចេញមុខមកគាត់ថាខែងហឺហ្នឹងត្រូវប្រាប់ពួកគាត់មុនហើយហេតុអីមិនប្រាប់គាត់ថាបើមិនប្រាប់គាត់មុនរឿងចឹងទេចាំបាច់អីមកតាមពនាងរហូតដល់ទឹកដីហ្នឹងលឺថាហ្នឹងទូនាទីរបស់ពួកគាត់តែពួកគាត់អត់ព្រមប្រាប់គេហើយពេលហ្នឹងអ្នកបម្រើគេឆ្លើយមកឡើងតំណឹងគេថាគេមុជទឹកឲ្យពនាងរងៃគេដូរកៅអៅឲ្យរងៃតែគ្រាន់តែរឿងមួយដែលគេផ្លេចហ្នឹងចាំបាច់ចាប់ទោសអូសដំណើរច្រើនម៉េះពេលហ្នឹងអេឌីច្រឡោតជំនួសអ្នកស្រីអេសាមកគាត់ថាមិនបានអ្នកឯងនិយាយចឹងកែហ្នឹងទំនួលខុសត្រូវហ៎បើអ្នកស្រីអេសាវិញគាត់អត់មាត់មែនប៉ុន្តែនិយាយពីថាទឹកមុខគាត់ហ្នឹងគឺដូចផ្ទះបាញ់ចឹងហើយពេលហ្នឹងអ្នកស្រីអេសាហ្នឹងក៏ស្លឹងទៅកាន់អេរិចហើយមីសាឡើងពេបស្បែបដាក់អេរិចនេះឃើញចឹងក៏ថាឥឡូវខ្ញុំយកប្រពន្ធខ្ញុំចេញសិនហើយខ្ញុំទៅសម្រួលអារម្មណ៍គ្នាសិនហើយអេរិចហ្នឹងក៏បីមីសាហ្នឹងចេញមកខាងក្រៅពេលនោះមីសានៅតែអំពេបំពប់ចឹងហើយពេលហ្នឹងអេរិចគាត់ក៏បានគិតទៅដល់រឿងកាលពីមួយថ្ងៃមុនគាត់ថាប្រហែលជារឿងហ្នឹងឯងបានមីសាហ្នឹងគាត់អត់ព្រមញ៉ាំគ្រូចអាំងចឹងហើយគាត់ប្រាប់មីសាថាចាប់ថ្ងៃហ្នឹងទៅលែងឲ្យមានម្ហូបដែលតាក់ទងនឹងបាក់សីនៅលើតុហើយបាក់សីដែលចិញ្ចឹមនៅផ្ទះហ្នឹងក៏យកចេញដែរហើយពេលហ្នឹងអេរិចក៏ចាប់អារម្មណ៍ថាមីសាហ្នឹងគាត់ស្លឹងទៅមើលសួនគាត់ថាចង់ទៅសួនមែនតែប្រយ័ត្នមានចាបមានអីហើរកាត់ហើយមីសាតន់លឺថាចាបថាអីហ្នឹងរួញហ្មងប៉ុន្តែអេរិចហ្នឹងគាត់យល់ថាមីសាហ្នឹងពាក្យច្រើនគាត់នៅតែក្នុងបន្ទប់ក្នុងផ្ទះទេហើយពេលដែលមីសាបានចេញទៅក្រៅម្ដងហ្នឹងគឺទៅព្រះវិហារជាមួយម្ដាយរបស់គាត់ហើយអញ្ចឹងទៅគាត់ក៏ទៅរកកន្លែងអង្គុយនៅខាងក្រៅហ្នឹងទៅអង្គុយលើតូងអញ្ចឹងហើយក៏ប្រាប់មីសាហ្នឹងថាមិនបារម្ភទេបើសិនជាមានចាបមានបាក់សីណាហើរមកចាំគាត់ទិញឲ្យហើយពេលនោះអេរិចគេយកដៃជូតទឹកភ្នែកឲ្យមីសាទៀតជលឹមមកសម្រាយរឿងស្វីតចឹងអាណោះធំខ្លួនឯងនេះហើយអេរិចហ្នឹងគេក៏បន្តទៀតថាបើសិនជាមីសាគេងលក់នៅហ្នឹងចាំគេបីយកទៅបន្ទប់ឲ្យដើររទៅបរោះ gentleman ដូចអេរិចហ្នឹងគេប្រាប់ចឹងហើយហ្នឹងអេរិចហ្នឹងងាកឆ្វេងងាកស្ដាំលើពីថាចាំមើលតែចាប់មកគេដេញឲ្យអញ្ចឹងអេរិចហ្នឹងមើលទៅចំណាប់ហើយហៅមកជួយដេញចាប់ស្រូវពីរថ្ងៃបាននេះហើយមីសាហ្នឹងណាពេលបានអេរិចនិយាយអញ្ចឹងទៅមានអារម្មណ៍ថាកក់ក្ដៅគាត់ក៏ទន់ភ្នែកដេកទៅស្រាប់តែពេលហ្នឹងបងប្អូនចដូនមួយបើអេរិចឈ្មោះអាំបារិចគាត់ក៏មកដល់ហើយសួរថាអូគេដើរលេងជាមួយប្រពន្ធណាមើលទៅស្និទ្ធស្នាលដែរបន្តពីភាគមុនហ្នឹងគឺអាំបារិចហ្នឹងដើរមកឃើញអេរិចជាមួយមីសាហើយពេលហ្នឹង
Emirates ហ្នឹងក៏សួរថាអូប្រពន្ធគេងលក់ពេលនោះ Eric ក៏តបបែបសុភាពថាចេញឲ្យឆ្ងាយពីអញ100គីឡូដីពេលនោះ Emirates ក៏តបថាអូនិយាយព្រោះម៉ែមិនខ្លាចប្រពន្ធភ្ញាក់មែន Eric ហ្នឹងក៏អត់តបទេ Emirates ហ្នឹងក៏និយាយបន្តទៀតថាមានពាក្យអាចារ្យអារាមច្រើនណាពីពីអ្នកឯងដើម្បីរន្ទឺដល់ផ្ទះខ្ញុំមក Eric ក៏សួរថាពីណាគេលើកហ្នឹងសួរមុខអ្នកនិយាយដើមហ្នឹងហើយសាច់រឿងគេក៏បានបកស្រាយតទៅនឹងតំណែងរបស់ Eric ជាមួយនឹង Amberrich ដោយលោកពូរបស់ Eric ដែលត្រូវជាឪពុករបស់ Amberrich ហ្នឹងអូឈ្មោះស្តៀងនេះពេលចឹងខ្ញុំសុំហៅ Amberrich ហ្នឹងហៅ Amber ដោយឪពុករបស់ Amber ហ្នឹងគឺគាត់មានបរិវារច្រើនមែនតើថាគេគ្រប់គ្រងលើកឲ្យ Amber ហ្នឹងឡើងធ្វើជាអ្នកស្នងតំណែងនៃគ្រួសារធំហើយបើនិយាយពី Amber វិញគឺគាត់អត់មានចំណាប់អារម្មណ៍ទៅលើអ្នកស្នងតំណែងអីទេដោយសារតែគាត់ហ្នឹងមានទំនុកចិត្តទៅលើ Eric ហ្នឹងតាំងពីវាយគ្នានៅក្នុងសមរភូមិម៉េះនិយាយទៅទុកចិត្តគ្នាស្មើជីវិតហ្មងហើយ Amber ហ្នឹងក៏នៅតាមគ្រប់គ្រង Eric ហ្នឹងមករហូតដែរនិយាយទៅប្រឆាំងជាមួយឪពុកគាត់ហ្មងហើយ Amber ហ្នឹងគាត់ក៏បន្ថែមទៀតថាអ្នកដែលនិយាយដើមហ្នឹងគឺបែកចេញមកពីអ្នកបម្រើនៅខាង Eric ហ្នឹងឈ្មោះពីណាសក់ក្រហមអ្នកទីក្រុងទៅបញ្ចេញធ្វើអ្នកបម្រើថ្មីហើយនិយាយទៅដូចព្រះម៉ែវិសុចឹងដើរផ្សព្វផ្សាយព័ត៌មានមួយអ្នកបម្រើផ្សេងទៀតបាក់ទឹកបាក់ដីហើយ Eric ហ្នឹងក៏អរគុណ Amber ទៅក៏ថាគាត់ជាពាក់ Amber ទៀតហើយ Amber ហ្នឹងក៏ថាមិនគុណស្រីអីទេប៉ុន្មានថ្ងៃហ្នឹងគាត់សប្បាយចង់ងាប់ហ្នឹងអរគុណ Eric ហើយរបៀបថាប៉ុន្មានថ្ងៃនេះគឺគាត់សប្បាយអង្គុយស្ដាប់គេនិយាយដើម Eric ហើយរឿងសំខាន់មួយទៀតហ្នឹងគឺចង់ដឹងថាមានរឿងអីកាត់ឡើងទៅលើ Eric ថា Eric ទំអៀកប្រពន្ធគាត់ម៉េះថា Eric ហ្នឹងកាត់តាំងពីកញ្ចក់ជើងឲ្យប្រពន្ធទៀតតែ Eric ហ្នឹងក៏តបប៉ាំងទៅវិញគាត់ថាមកពីគាត់ហ្នឹងអត់អាចទ្រាំមើលម្ដាយរបស់គាត់ធ្វើអញ្ចឹងបានគាត់ទៅធ្វើជំនួស Amber ថាជឿសិនក៏បានដែរប៉ុន្តែពេលមកបានឃើញ Eric នៅនឹងផ្ទាល់គាត់មានអារម្មណ៍ថារៀងហួសហេតុ Eric ក៏សួរថាឯងចង់និយាយអីគេហើយ Amber ហ្នឹងក៏និយាយតាក់ទងទៅនឹងពាក្យអាចារ្យអារាមថាមិនដែលឲ្យប្រពន្ធហ្នឹងប៉ះដីទេជើងអោបជាប់ដៃរហូត Emirates ហ្នឹងក៏តបផាំងទៅវិញទៀតគាត់ថាក្រែងឃើញឲ្យតើថាមីសាហ្នឹងរៀងប្របាក់ដើរយើងហ្នឹងក៏អត់ដឹងដែរថាមីសាហ្នឹងចង់ធ្វើអីពេលខ្លះហើយសួរថាមិនចង់ឲ្យគាត់ហ្នឹងទៅអស់មីសាតណាត់តណែងដូចអ្នកបម្រើមែនហើយទៅធ្វើអញ្ចឹងដាក់សមាជិកខ្លួនឯងកើតអត់ឥឡូវសួរហើយឆ្លើយ Amber ហ្នឹងគាត់ថាអាហ្នឹងវាចឹងហើយវាពិតហើយ Eric ហ្នឹងមានទំនួលខុសត្រូវមានអីហ្នឹងហើយប៉ុន្តែទោះបីអញ្ចឹងក៏ដោយគាត់អត់យល់ទេពេលដែលគាត់ឮពាក្យអាចារ្យអារាមហ្នឹងគាត់ថាប្រហែលជា Eric ហ្នឹងគ្រាន់តែសំដែងនៅមុខព្រះអង្គទេប៉ុន្តែនេះឥឡូវនៅផ្ទះខ្លួនឯងអត់មានណាគេឃើញផងនេះហើយមិនបានខំម៉េះហើយមិនចង់ຕົកមនុស្សស្រីបែបហ្នឹងមែនណានិយាយទៅគាត់ចង់ថា Eric ហ្នឹងបើសំដែងនៅមុខព្រះអង្គសំដែងតែមុខព្រះអង្គទៅនៅផ្ទះមិនសំដែងទេតែចាំអី Eric អត់បានសំដែងហងហើយចម្លើយ Eric ក៏និយាយពាក្យដ៏សែនពីរោះថាបិទចម្ពោះតែគាត់ថា Amber ស្ដាប់មែន Amber និយាយទៀតគាត់ថាអត់ទេគាត់សួរមែនណាព្រោះគាត់ពិតជាអត់យល់ថា Eric កំពុងគិតអីមែនហើយកំចាត់ម្នាក់ស្រីនឹងចោលលឿនបំផុតមិនកាន់តែល្អឯងថាវាបានរៀបការជាមួយនឹង Laken Crispin នៅហ្នឹងឥឡូវមកមានបញ្ហានេះ America តតាបានហើយគ្រប់គ្រាន់ហើយគាត់ថាឲ្យតណ្ណាក៏ដោយចូលមកក្នុងគ្រួសារគាត់គឺគាត់ស្វាគមន៍ទាំងអស់ឲ្យតែប្រើអត្ថប្រយោជន៍ឲ្យគាត់គឺបានហើយសំខាន់យកម្នាក់ហ្នឹងមកចូលគ្រួសារក៏ស្ដាច់ហ្នឹងមិនសូវរើរឿងគ្រួសារគាត់ពេកដែរគាត់អាចមានគុណសម្បត្តិអីល្អជាងហ្នឹងដែរកិច្ចអត់កើតទេហ្នឹងហើយជាជំរឿនដ៏ល្អនឹងម្នាក់ហ្នឹងក៏គាត់អត់ដឹងអីដែរអត់ដឹងសំបីតាំងខ្លួនឯងហ្នឹងអង្គុយលើផ្លូវអ្នកណាហើយមិនដឹងថាខ្លួនឯងហ្នឹងគេធ្វើដាក់មិនខ្លះហើយបើគ្នាប្រមាថយ៉ាងហ្នឹងហើយចង់ឲ្យគ្នាវេទនាជាងហ្នឹងទៀតមែនពេលហ្នឹងស្រាប់តែ Amber ហ្នឹងគាត់និយាយថាអាហ្នឹងជារឿងធម្មតាមនុស្សគ្រប់គ្នាគិតថាពនាហ្នឹងគឺជាគ្រោះដ៏អាក្រក់មួយ Emirates គាត់គ្រាន់តែលើពាក្យហ្នឹងហើយគឺអោនមុខចុះប្រហែលជាកាន់តាណិតតួស្រីទៀតហើយមួយថ្ងៃក្រោយមកហ្នឹងកម្មវិធីហ្នឹងក៏គេចាប់ផ្ដើមប្រពឡើងរីមកពីគ្រួសារដែលជាសម្ព័ន្ធមិត្តហ្នឹងក៏ចាប់ផ្ដើមទៅដំណើរមកដល់គ្រួសារ Clan នេះប្រើហើយពេលហ្នឹងអ្នកស្រីនិងកូនស្រីរបស់គ្រួសារ Crispin ហ្នឹងក៏បានមកដល់ដែរពេលដែលភ្ញៀវមកចូលតុអស់ទៅមីសាហើយ Eric ហ្នឹងក៏បានចេញមករយៈមួយម៉ាត់ពីរដែរហើយភ្នែកគ្រប់គ្នាហ្នឹងគឺស្រឡឹងទៅមើលពីរអ្នកហ្នឹងខ្លាំងហ្មងហើយគ្រួសារដែលមើលទៅរៀងទើសទាល់ជាងគេហ្នឹងគឺគ្រួសារ Crispin ហ្នឹងនឹងអង្គុយតុហ្នឹងហ្មងហើយអ្នកណាក៏គេចាប់អារម្មណ៍ដែរតោះតែគេអត់មាត់ហើយបន្ទាប់មក Eric ហ្នឹងក៏សុំលាភ្ញៀវហ្នឹងថាប្រពន្ធគាត់អត់សួរខ្លួនទេតាមសុបាយចុះ Eric 3មីសាដើរចេញហ្នឹង Laken ហ្នឹងក៏គាត់តាមសឡឹងដែរហើយពេលហ្នឹងគាត់ក៏មកតាម Eric ប្រាប់ថា Eric ជប់សិនហើយ Eric ក៏សួរថាមានរឿងអីមែន Laken ហ្នឹងគាត់ក៏ថាមានពាក្យចង់និយាយមួយ Eric
ហើយអេរ៉េនក៏ថាធ្វើអីចឹងមកសុំនិយាយតែពីរនាក់អីព្រោះឥឡូវមនុស្សគេពងតែតាមសឡឹងផងហើយមកនិយាយគ្នាចឹងទៀតពេលហ្នឹងយើងក៏ឃើញមានមនុស្សម្នាក់ហ្នឹងកំពុងតែឈរនៅកន្លែងដើមឈើចាំស្ដាប់ឡាខែនហ្នឹងគាត់ក៏បន្តទៀតថាក៏អត់មានពេលអញ្ចឹងហើយគាត់ធ្វើឲ្យខ្លីខ្លឹមគាត់និយាយមកគឺគាត់និយាយតាមម៉ានគាត់ថាកុំមានកូនឲ្យសោះអេរ៉េតហ្នឹងលឺឲ្យចង់បែកងាងយើងក៏ឃើញថាមានកសែងដៃមួយហោះកាត់អាកាសហើយឡាខែនហ្នឹងគាត់ក៏និយាយថាជួបគ្នាពេលក្រោយហើយកាត់មកចប់កម្មវិធីហ្នឹងគ្រូសា Crispin ហ្នឹងក៏ធ្វើដំណើរត្រឡប់មកវិញពេលហ្នឹងអ្នកស្រីគ្រូសា Crispin ហ្នឹងក៏សួរទៅកាន់កូនស្រីមានបានតម្លាក់កសែងដៃដូចផែនការដែលបានគ្រោងទុកអត់គាត់ថាចាហើយគាត់ក៏បន្តសួរទៀតថាចង់មានបាននាំពាក្យទៅកាន់កូនប្រុសរបស់គ្រូសា Cladney នឹងអត់ចង់សម្ដៅទៅលើអាពាក្យប្រាប់គេកុំឲ្យមានកូនមួយគ្នាហើយ Laken ក៏ថាចាហើយអ្នកស្រីហ្នឹងក៏បន្តទៀតថាអើយមិនមានឃើញអត់គេមើលទៅគេអោបគ្នាសប្បាយចិត្តណាមើលទៅឡើងគួយខ្ពើមហើយនិយាយដល់មីសាថាមីសាហ្នឹងណាមើលទៅក៏ជាប្រភេទដែលមនុស្សប្រុសចូលចិត្តដែរឬថាស្រស់ស្អាតហើយបកែសោចបកែអីចឹងហើយគាត់ថាសំតាឡាខេនកូនស្រីរបស់គាត់ហ្នឹងរៀបការចូលទៅក្នុងគ្រួសារហ្នឹងទេបានត្រូវគាត់ថាមានតែធ្វើអញ្ចឹងឯងបានពីអ្នកម្ដាយកូនគាត់ហ្នឹងត្រូវបានគេទុកក្នុងភ្នែកទៅគឺឡាខេនហ្នឹងគាត់កើតមកហ្នឹងត្រូវបានគេចិញ្ចឹមបែបលក្ខណៈថាឲ្យខ្លាចជាអ្នកស្នងតំណែងហ្មងអត់ឲ្យហ៊ានអីផ្សេងឲ្យហ៊ានតែធ្វើជាស្ត្រីមេផ្ទះឯងប៉ុន្តែបើកលិចមកមើលឡាខេនវិញមើលទៅគាត់ក៏មិនសូវជាចង់ហ្មងដែរបើមើលពីដៃគាត់វិញគឺសុទ្ធតែស្នាមរបួសតបមកគេក៏កាត់មកដល់ពេលយប់អេរ៉េតហ្នឹងក៏អត់តន់ចូលផ្ទុំទេគាត់នៅសរសេរឯកសារគាត់ពងតែគិតស្មុគស្មាញគាត់ថាឥឡូវហ្នឹងគឺមានរឿងច្រើនមែនតើថាពុកគាត់ឥឡូវហ្នឹងត្រូវស្រីស្នេហ៍ពងវក់បាត់ហើយនឹងខ្វល់ពីកិច្ចការក្នុងគ្រួសារហើយអញ្ចឹងហើយភ្លាមហ្នឹងគឺអេរ៉ិចហ្នឹងត្រូវទទួលខុសត្រូវទាំងអស់ទៅលើកាតព្វកិច្ចនៅក្នុងគ្រួសារហ្នឹងហើយរឿងដែលគាត់ធ្វើឲ្យគាត់ឈឺក្បាលជាងគេមួយហ្នឹងគឺរឿងសង្គ្រាមដោយសារតែសង្គ្រាមហ្នឹងគឺអស់បន្លាយយូរពេកចឹងហើយធ្វើឲ្យបាត់បង់ជីវិតធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិជាច្រើនហើយដល់ពេលចឹងទៅប្រទេសហ្នឹងគឺជួបវិបត្តិរឿងស្បៀងហ្នឹងហ្មងសម្រាប់រដូវប្រាំងហ្នឹងគឺខ្វះស្បៀងចឹងហើយបើសិនជាប្រជាជនហ្នឹងគាត់អាចឆ្លងផុតត្រឹមរដូវប្រាំងហ្នឹងបានពេលហ្នឹងតាហ៊ានដែលគាត់ឈប់ពីទាហានទៅហ្នឹងគាត់អាចធ្វើស្រែចម្ការឲ្យប្រមូលផលទាន់ពេលហើយណាមួយតកូក្លាត់នេះហ្នឹងក៏ត្រូវបានគេស្គាល់ថាជាអ្នកដើរតួធំបំផុតនៅក្នុងសង្គ្រាមហ្នឹងដែរហ្នឹងហើយត្រូវតែទទួលបានរង្វាន់ឲ្យស័ក្តិសមតែអីដែលស្ដេចគាត់ឲ្យហ្នឹងគ្រាន់តែត្រឹមជាភ្នំដែលអាចជីកយើរ៉ែឲ្យមួយនឹងពនាងម្នាក់អីដែលសំខាន់ណាភ្នំដែលជីកយើរ៉ែបានហ្នឹងយ៉ាងហើយnóក៏ត្រូវការពេល1ឆ្នាំដែរដើម្បីអភិវឌ្ឍចឹងហើយគឺអាចជួយអីបានទេគន្លឹះដែលអាចដោះស្រាយបានហ្នឹងគឺមានតែទៅកែច្នៃអីដែលមានស្រាប់ហ្នឹងធ្វើជាអាហារព្រោះស្ដេចហ្នឹងគឺអត់ខ្វល់ឲ្យបិទភ្នែកបិទច្រមុះអញ្ចឹងហើយគឺមានតែគ្រួសារគាត់ហ្នឹងឲ្យត្រូវចេញមុខចាត់ចែងហើយដោយសារតែអវត្តមានរបស់ឪពុកគាត់ហ្នឹងហើយគឺធ្វើឲ្យតកូអបជនអីទាំងអស់ហ្នឹងគឺស្រឡឹងមកគាត់ដើម្បីឲ្យគាត់ហ្នឹងធ្វើជាអ្នកដឹកនាំសុកហ្នឹងមកតម្លាក់បន្ទុកលើគាត់ហើយព្យាយាមរំពឹងពីគាត់ហ្នឹងខ្ពស់មែនតើធ្វើឲ្យគាត់ហ្នឹងពិបាកទ្រាំណាស់គាត់មានអារម្មណ៍ថាគាត់ហ្នឹងដូចដេកនៅក្នុងមឈូសហើយគេសកាត់គាត់បន្ថែមពីលើទៀតចឹងតែស្រាប់ពេលហ្នឹងគាត់ភ្ញាក់ព្រឺតព្រោះមីសាហ្នឹងមកកេះគាត់គាត់ឡើងអត់ចាប់អារម្មណ៍គាត់ថាគាត់សុំទោសគាត់អាឡ័យតាគិតទៅគាត់ភ្លេចខ្លួនហើយងើបមករកអីមែនតែមីសាណាត់បាននិយាយអីទេទៅតោងកអេរិចដូចតុកែហើយពេលហ្នឹងគាត់គិតទៅដល់សម្ដី Amber ទៀតហើយព្រោះ Amber ហ្នឹងថាអត់យល់ពីគាត់ហើយគាត់ពេលហ្នឹងគាត់គិតថាឲ្យពីណាយល់អីបើសំបីតែខ្លួនគាត់ហ្នឹងក៏អត់យល់ដែរហើយអេរិចហ្នឹងគាត់ក៏យកកគ្រាប់មួយទៅបញ្ចុកមីសាហើយគាត់សួរចង់ទៅណាចង់ទៅវិញមែននៅឲ្យបានយូរសិនទៅពេលហ្នឹងគាត់ថាគាត់គិតក្នុងចិត្តថាគាត់លែងខ្វល់ហើយគាត់ថាឲ្យតែស្រីម្នាក់ហ្នឹងអត់រត់ចេញពីគាត់ហើយនៅក្នុងរង្វង់ដៃគាត់ទៅបានហើយនិយាយទៅគឺអាចធ្វើឲ្យបេះដូងគាត់ហ្នឹងកក់ក្ដៅបានហើយភាគទី9អញ្ចឹងក៏បញ្ចប់ទៅត្រឹមហ្នឹងមួយអ្នកគ្នាខ្ញុំឈឺកខ្លាំងខ្ញុំផឹងនិយាយនេះខ្ញុំនិយាយបានលឺទេអធិស្ឋានថ្ងៃហ្នឹងខ្ញុំស្រែកខ្លាំងពេកដល់ចង់មកសម្រាយរឿងនិយាយលែងចេញហើយអរគុណសម្រាប់ការស្ដាប់បើអ្នកអត់ទាន់ Subscribe ជួយចុចឲ្យផងសួស្តីអ្នកនរគ្នាឥឡូវយើងមកបន្តសាច់រឿងភាគទី10យើងបន្តទៀតដោយផ្ដើមដំបូងនៃភាគទី10ហ្នឹងគឺយើងឃើញថាមេការអ្នកបម្រើគ្រួសារ Crispin ហ្នឹងលើកទ័ពអ្នកបម្រើមកគ្រួសារ Cladney ហ្មងហើយអ្នកស្រី Asia គាត់ក៏សួរថាមានការអីមែនហើយមេការអ្នកបម្រើហ្នឹងគាត់ក៏ប្រាប់ថាអ្នកនាងម្ចាស់របស់ខ្ញុំហ្នឹងគាត់បានជ្រុះកសែងដៃនៅហ្នឹងហើយពេលហ្នឹងអ្នកស្រី Asia គាត់ឡើងភ្ញាក់គ្រាន់តែលឺភ្លាមដោយសារតែនៅក្នុងសង្គមជាន់ខ្ពស់ហ្នឹង
គេបានចាប់ទុកកន្សែងដៃហ្នឹងជារបស់ប្រចាំចិត្តរវាងបុរសហើយនិងស្ត្រីថាម្នាក់ស្រីគាត់ចាប់អារម្មណ៍ម្នាក់ប្រុសហ្នឹងចឹងគាត់ឲ្យកន្សែងដៃទៅម្នាក់ប្រុសហ្នឹងចឹងណាហើយដោយសារតែនៅក្នុងករណីគ្រួសារទាំងពីរហ្នឹងគឺខាងអ្នកជ្រុះកន្សែងនោះគាត់ជាមនុស្សអត់ទាន់រៀបការហើយសំខាន់មកជ្រុះកន្សែងហ្នឹងនៅផ្ទះជាមួយនឹងអ្នកដែលផ្ដាច់ពាក្យជាមួយគ្នាទៀតហើយធ្លាប់ផ្ដាច់ពាក្យមួយគ្នាហើយឥឡូវហ្នឹងគេរៀបការហើយទៀតចឹងរឿងហ្នឹងគឺមិនធម្មតាទេចឹងហើយអ្នកស្រីអេសាហ្នឹងគាត់ក៏ឲ្យអ្នកបម្រើចំណិត AD របស់គាត់ហ្នឹងឲ្យប្រើអ្នកបម្រើនៅក្នុងផ្ទះហ្នឹងឲ្យជួយទៅរកកន្សែងដៃហ្នឹងជាមួយនឹងអ្នកបម្រើមកពីខាងគ្រួសារ Crispin ផងហើយបើសិនជាមានករណីថាពាក្យចាំរាមបែកធ្លាយចេញទៅក្រៅទៅឲ្យនិយាយថាកន្សែងដៃហ្នឹងគឺជារបស់មេការគ្រួសារផ្សេងទេហើយតមកយើងក៏បានឃើញថាអ្នកបម្រើនៅក្នុងគ្រួសារហ្នឹងគឺនាំគ្នាវុកវីជួយគ្នាដើររកកន្សែងដៃមួយហ្នឹងតែមើលទៅមេការគ្រួសារ Crispin ហ្នឹងដូចជាគួរឲ្យសង្ស័យគាត់ងាកឆ្វេងងាកស្ដាំពេលហ្នឹងគាត់ក៏កលេចឃើញបម្រើចំណិតរបស់ពនាងឈ្មោះម៉ាឡេកាហៅអ្នកបម្រើឆ្អឹងហ្នឹងហើយអ្នកបម្រើឆ្អឹងហ្នឹងគាត់ងាកមកឃើញគាត់ក៏ងក់ក្បាលជាសញ្ញាប្រាប់ចឹងឲ្យទៅរកកន្លែងនិយាយគ្នាហើយពេលមកដល់កន្លែងស្ងាត់ហ្នឹងអ្នកហ្នឹងក៏ចរចាគ្នាចឹងទៅហើយមេការអ្នកបម្រើគ្រួសារ Crispin គាត់និយាយថាគាត់សុំនិយាយកាត់ដោយគាត់និយាយថាស្ត្រីម្នាក់ហ្នឹងទុកពេលឲ្យតែ2ឆ្នាំបានហើយមានន័យថាទុកពេលឲ្យអ្នកបម្រើហ្នឹង2ឆ្នាំធ្វើមិនហ្នឹងឲ្យមីសាហ្នឹងចេញពីគ្រួសារហ្នឹងឲ្យបានអញ្ចឹងណាតែអ្នកបម្រើតបទៅហើយគាត់ថាបើចង់បានណាគាត់ធ្វើឲ្យចេញស្អែកក៏បានដែរតែអ្នកបម្រើមេការហ្នឹងគាត់ក៏និយាយថាអត់ទេអាហ្នឹងវាមិនមែនជាអីដែលយើងអាចចេះតែធ្វើឲ្យលឿនស្រួលបានទេហើយតំណមតាគម្រោងការនៅជោគជ័យអញ្ចឹងយើងត្រូវតាតំណគ្នាជាប់រហូតយើងខាងគ្រួសារ Crispin ហ្នឹងក៏អាចមានលេសណារហូតមកគ្រួសារមកក្រៅរហូតដែរចឹងហើយយើងណាត់ជួបគ្នាលើក្រោយនៅក្រុងហើយអ្នកបម្រើឆ្អឹងក៏ថាអត់អីខ្ញុំតនេខ្ញុំទៅក្រៅបានឲ្យតែម៉ោងហើយថ្ងៃទីកន្លែងជួបគ្នាលើក្រោយមកបានហើយប្រាប់ច្បាស់មកគាត់ទៅដល់ភ្លាមនិយាយទៅគ្រួសារ Crispin ហើយនឹងអ្នកបម្រើរបស់ពនាងកំពុងតែរៀបចំផែនការអីមួយណាហើយតមកគេក៏កាត់មកកាន់ផ្ទះធំរបស់គ្រួសារ Gladney នេះវិញអ្នកស្រីអេសាហ្នឹងគាត់ក៏ប្រាប់ទៅកាន់មីសាថាថ្ងៃហ្នឹងយើងនឹងមានការជួបជុំញ៉ាំអាហារជុំគ្នាជាគ្រូសាអញ្ចឹងហើយគាត់ថាគាត់នឹងសប្បាយចិត្តបើសិនជាមីសាហ្នឹងនៅស្ងៀមគាត់និយាយចឹងហើយគាត់ថាគាត់ទូចិត្តគាត់ថាអត់ទេមីសាមិនធ្វើចឹងទេសំខាន់ឲ្យតែមីសាឯងហូបបានទៅបានហើយគាត់ក៏និយាយថាអូម៉ៃគាត់ណេះព្រះក៏មនុស្សអីក៏ស្ដើងទូចម៉ែគាត់ឃើញក៏មីសាឡើងទូចទៅពេលគាត់សិតសឲ្យហើយពេលដែលអ្នកស្រីអេសាសិតសឲ្យមីសាហ្នឹងក៏មិនផុតពីភ្នែកលោកម៉ាក្រៅនៅឈរមើលហ្នឹងដែរថាតាកាចាស់មកក្រៅនឹងធ្វើមុខដូចផ្ទះបាញ់ដូចឡានបុកទាំងអង្គុយមើលប្រពន្ធគាត់ដូចសុបាយចិត្តណាស់ទឹកសឲ្យមីសាគាត់ដូចពេញចិត្តហើយតែមកយើងក៏កាត់មកដល់តុបាយហើយមីសាឲ្យម៉ោងបាយម៉ោងការងារគាត់ដែរគាត់យកសមយកអីហ្នឹងគាត់យកមកកោសជាមួយចានក្រោកក្រាក់តបាក់សមនិយាយពីថាអ្នកអំរើចូលចាំមើលនឹង stress អារម្មណ៍ហើយបតាមកក្រៅវិញអូយអញអត់បានលើហើយគាត់ឡើងលន់មកទេម្នាក់ហ្នឹងគាត់កើតអីនឹងគាត់ចង់បានអីតែតាមពិតទៅអារឿងមីសាហ្នឹងក៏គាត់មិនសូវទៅចិត្តហ្មងដែរគាត់ទៅចិត្តខ្លាំងទៅចិត្តរឿងគ្រួសារគាត់ធ្វើអត់ដឹងបិទភ្នែកនិយាយទៅតែគាត់ម្នាក់គាត់ toxic តែឯងឡូនណាហើយពេលហ្នឹងអ្នកស្រីអេសាគាត់ក៏ថាអូលោកម្ចាស់មីសាគាត់កំពុងតាហាត់សមចឹងហើយកុំនិយាយអីបិទមាត់ហើយតាកាចាស់មកក្រៅថាអីគេហើយពេលហ្នឹងអេរិចក៏និយាយជាមួយមីសាយ៉ាងផ្អែមទៅទន់ថាប្រពន្ធបងនេះកាន់ជាមួយដៃហើយកាត់វាជាពីរមកហុចដៃឲ្យបងមកតាហ្នឹងដល់ពេលឃើញម៉ែកូនគេស្រស់គ្នាតានោះគាត់មូម៉ៅទៀតគាត់ញ័រសាច់ទៀតគាត់ថារឿងហ្នឹងចេញមកគឺរឿងគួរអស់សំណោចហ្មងថាអាយុប្រហែលហើយហេតុអីចាំបាច់ឲ្យគេត្រូវមើលថែរឿងចាប់ពីរឿងចឹងទៀតពេលហ្នឹងអ្នកស្រីអេសាហ្នឹងគាត់ក៏និយាយយ៉ាងផ្អែមសទន់ត្រជាក់ចិត្តគាត់ថាមិនចាប់អារម្មណ៍មីសាទេមីសាអត់ចង់បានចំណាប់អារម្មណ៍ពីតាកាចាស់ឯងទេអូខេនិយាយជាមួយស្នាមញញឹមដល់ស្រទន់តានឹងស្រែកអីក៏អញជឿហ្មងយីប៉ែហ្នឹងតែពេលហ្នឹងស្រីអេសាគាត់ឡើងអាត់ខ្វល់គាត់ងាកទៅនិយាយជាមួយអេរិចធ្វើមិនដឹងគាត់ប្រាប់ឲ្យអេរិចហ្នឹងមើលមីសាផងឲ្យញ៉ាំបន្លែញ៉ាំអីផងកុំញ៉ាំតែសាច់ពេកអេរិចហ្នឹងក៏ប្រាប់ប្រពន្ធគេទៀតថាតាពៀផងកុំលេបត្មងតាពៀសិនអូយថាតាកាចាស់មកក្រៅគាត់ toxic ឡើងអត់តមលែងបានហើយគាត់បោកសមជាមួយតុកផាំងហើយគាត់ក៏ប្រាប់កូនប្រុសគាត់ថាតិចទៀតហ្នឹងទៅជួបជាមួយនឹងព្រះអង្គម្ចាស់ហើយចឹងហើយត្រូវប្រកាសថានាងហ្នឹងអត់មានរបួសមានស្នាមអីរហូតដល់ពេលហ្នឹងគាត់ក៏កញ្ឆក់អាវក្រៅពីអ្នកអំរើដើរចេញទៅបាត់ទៅ
តានឹងចេញទៅផុតទៅអ្នកស្រីអេសាហ្នឹងគាត់ក៏និយាយជាមួយអេរិចគាត់ថាបើគិតពីរឿងហ្នឹងនៅសល់តែប្រហែលថ្ងៃទៀតតើហើយអេរិចហ្នឹងកូនឯងមានបានរៀបចំកាដូអីសម្រាប់ទៅវាងអត់ហើយអេរិចហ្នឹងក៏ប្រាប់ថាគាត់បានរៀបចំអីដែលស័ក្តិសមខ្លះហើយពេលហ្នឹងមីសាហ្នឹងស្អីទេស៊ីស្អីទេខ្ជាក់មកហើយគេក៏បានបកស្រាយថានៅក្នុងនគរ Esqualia ហ្នឹងគេមានប្រពៃណីមួយសម្រាប់អ្នកដែលជាគូស្នេហ៍រៀបការហើយថ្មីៗហ្នឹងក្នុងរយៈពេលបន្ទាប់ពី50ថ្ងៃបន្ទាប់ពីការរៀបការហ្នឹងណាគឺត្រូវទៅលេងគ្រួសារទាំងសងខាងហើយក្នុងករណីរបស់អេរិចហ្នឹងគ្រួសារអ្នកតឡងមកខាងទៀតហ្នឹងគឺត្រូវជាស្ដេចចឹងហើយកន្លែងជួបជុំហ្នឹងគឺនៅវាំងចឹងហើយបរិយាកាសនេះរៀងអាប់អួរតិចហើយតែមកគេក៏កាត់មកដល់ថ្ងៃដែលអេរិចហើយមីសាហ្នឹងត្រូវចេញដំណើរទៅកាន់វាំងហើយពេលហ្នឹងយើងក៏ឃើញថាអ្នកអំរើតរបស់ពនាងឈ្មោះម៉ាលីកាអ្នកអំរើតឆ្អឹងហ្នឹងគឺធ្វើការញាប់ដៃញាប់ជើងរបស់ណាត្រូវទុកណារបស់ណាត្រូវធ្វើមិនគឺគាត់ចេញមុខនិយាយប្រើគេហ្មងហើយពេលនោះអេរិចគាត់ឃើញហើយគាត់ក៏បានគិតក្នុងចិត្តរៀងចម្លែកដែលបានឃើញអ្នកអំរើរបស់ពនាងហ្នឹងធ្វើការអីចេញមករបៀបត្រឹមត្រូវអញ្ចឹងរហដងខ្ជិលចង់ងាប់តែធ្វើដល់ពេលថ្ងៃហ្នឹងគេធ្វើការលះដៃលះជើងហើយអេរិចហ្នឹងក៏ស្លឹងមកកាន់ពនាងហើយគាត់គិតទៀតហើយជាមនុស្សស្រីដែលគាត់ព្រមទទួលយកដោយក្តីអាណិតទាំងតែគាត់ហ្នឹងលែងរំពឹងអីពីការរៀបការហើយតែស្រាប់តាចេញមកបែរជាមិនជាអាក្រក់ប្រមាណចង់និយាយថាគ្រាន់បើតើអញ្ចឹងហើយពេលហ្នឹងអេរិចហ្នឹងក៏អន់ទៅចិត្តមីសាអញ្ចឹងហើយសួរថាមានស្គាល់ឈ្មោះបងអត់ហ្នឹងចាការមួយគ្នាឡើង50ថ្ងៃទៅសួរស្គាល់ឈ្មោះបងអត់គ្រាន់តែលើសនួរអេរិចហើយមីសាហ្នឹងគឺដាក់ក្បាលក្រាបជាមួយនឹងកៅអីហ្នឹងហ្មងអត់ចង់មើលមុខហ្មងតែអេរិចហ្នឹងគេធម្មតាគេថាខ្វល់ទេទោះបីជាប្រពន្ធគាត់ហ្នឹងមិនដឹងថាគាត់ជានរណាក៏ដោយសំខាន់គាត់គិតថាឲ្យតែមានមនុស្សម្នាក់ដែលគាត់ថាគាត់ចង់ការពារអញ្ចឹងហើយជីវិតរបស់គាត់ហ្នឹងក៏រៀងមានន័យដែរហើយគាត់ក៏ប្រាប់មីសាថាអត់អីទេគ្រាន់តែសួរឆ្ងល់ហ្នឹងអេរិចកំពុងតែផ្ដោះផ្ដងវិចារម្នាក់ឯងហ្នឹងសម្រាប់អ្នកអំរើគាត់ចូលមកដែរអញ្ចឹងនិយាយពីថាអ្នកអំរើឆ្អឹងសម្លឹងមុខអេរិចយកតែម្ដងអត់និយាយច្រើនទេប្រាប់គេចេញដំណើរហើយនៅតាមផ្លូវហ្នឹងគឺថាស្ងាត់ដូចចោលលុយសេះដោយសារតាអ្នកអំរើហ្នឹងចូលមកគឺអេរិចអត់ដឹងនិយាយព្រោះនិយាយទៅគេចាប់កំហុសគាត់ពេកអញ្ចឹងគាត់គួយដូចមកលកាំងហ្មងទៅហើយធ្វើដំណើរមិនយូរប្រហែលហ្នឹងក៏មកដល់រាជវាំងហើយពេលដែលមកដល់រាជវាំងហ្នឹងក៏មានមនុស្សចំណិតហ្នឹងគេមកនាំផ្លូវអ្នកទាំងពីរហ្នឹងទៅរកព្រះអង្គអញ្ចឹងអូយអ្នកនងនេះខ្ញុំនិយាយមែនកន្លែងហ្នឹងតួស្រីដល់ពេលតែងខ្លួនមកបន្តិចខ្ញុំមានអារម្មណ៍ស្អាតយកហ្មងស្អាតមែនតើហើយមកប៉ោះនេះចេញមកគឺថាមើលទៅកំសត់តែខ្ញុំមានអារម្មណ៍ថាមើលទៅដូចអំណាចហ្នឹងហើយពេលហ្នឹងអេរិចគាត់គិតក្នុងចិត្តទៀតហើយដល់គាត់គិតទៅរឿងដែលបានកើតឡើងនៅទីតាំងដែលគាត់កំពុងតែដើរហ្នឹងដោយគេបានបង្ហាញថាកាលពី20ឆ្នាំមុនហ្នឹងស្ដេចតែមានបជនក្មេងមែនតើហ្នឹងត្រូវបានគេលើកឡើងឲ្យគ្រងរាជ្យដោយអត់មានផលលំបាកច្រើនហើយអំណាចគាត់ហ្នឹងក៏មានស្ថិរភាពទៀតដោយសារតាគាត់ហ្នឹងគឺមានជាប់ខ្សែស្រឡាយជាមួយនឹងគ្រួសារសាឡកេសដោយគ្រួសារហ្នឹងយើងដឹងហើយគឺគាត់មានជាប់ខ្សែស្រឡាយស្ដាច់ច្រើនអញ្ចឹងហើយគឺមានអ្នកជ្រោមជ្រែងគាត់ហ្មងប៉ុន្តែកាលពី12ឆ្នាំមុនហ្នឹងខណៈពេលដែលគេកំពុងតាវឹកវើធ្វើសង្គ្រាមនៅសមរភូមិហ្នឹងមានរឿងមួយបានកើតឡើងនៅក្នុងទីក្រុងដោយស្ដេចហ្នឹងភ្លាមហ្នឹងគឺគាត់បានផ្លាស់ប្ដូរអាកប្បកិរិយាមកធ្វើឲ្យនៅក្នុងរាជវាំងហ្នឹងគឺដាបទៅដោយឈាមមួយហ្នឹងគេអត់ទាន់បានជូតសម្អាតស្អាតផងហ្នឹងស្រាប់តែមានក្បាលមួយទៀតដាច់ទៀតហើយនិយាយទៅមានការសម្លាប់រង្គាខ្លាំងមែនតើចឹងហើយគ្រាន់តែអេរិចគាត់ដើរពីមួយចាហានទៅមួយចាហាននៅលើកំរាលព្រំហ្នឹងក៏គាត់មានអារម្មណ៍ថាស្រាវឆ្អឹងខ្នងនៅដោយសារតែកន្លែងដែលគាត់ដើរហ្នឹងកាលពីមុនគឺជាទីលានប្រហារជីវិតហើយគ្រាន់តែចូលមកកស្ដាច់ដល់ខាងក្នុងហើយហ្នឹងអេរិចហ្នឹងគាត់ក៏បានបង្ហាញការគោរពទៅកាន់ស្ដេចរបៀបថាសូមគោរពព្រះអង្គម្ចាស់អីចឹងទៅហើយមីសាហ្នឹងគឺយើងឃើញថាកឡើងទុនកងែកកងក់គ្មានអារម្មណ៍នៅក្នុងខ្លួនទេស្ដេចហ្នឹងគ្រាន់តែឃើញថាអូយខាន់ឃើញគ្នាយូរហើយមើលទៅមីសាដូចគ្រាន់បើជាងមុននេះហើយតពីភាពមុនហ្នឹងគឺអេរិចហ្នឹងគាត់នាំមីសាហ្នឹងមកគោរពព្រះអង្គចឹងទៅហើយពេលហ្នឹងស្រាប់តែមីសាហ្នឹងគាត់ទុនកកងែកកងក់កងោទៅគាត់ដួលទៅក្រើមទៅចាព្រោះទៅក្រើមហ្នឹងមិនទៅដេកនៅមុខព្រះអង្គតែហ្មងហើយស្ដេចហ្នឹងឃើញអញ្ចឹងត្បូងរៀងកាំងដែរតែមកគាត់ក៏និយាយថាមើលទៅមីសាដូចគ្រាន់បើជាងមុនណាអញ្ចឹងបែរជាយើងអាចរំពឹងព័ត៌មានតកតើនឹងកូននេះហើយចង់ថាទៅទៀតបែរជាមានបត់មានអីអញ្ចឹងចាញ់ចូលនេះបាត់ទ្វារបើកទ្វារថ្លង់កាត់មកសាច់រឿងយើងវិញពេលហ្នឹងអេរិចគាត់គិតថាចែ
គាត់ហ្នឹងណាគាត់ខំមែនតើគិតពីការសង្ស័យរបស់ស្ដេចតាំងពីថ្ងៃយប់សំទនេកដំបូងម៉េះហើយពេលហ្នឹងអេរិចហ្នឹងក៏សម្ដែងនិយាយទៅវិញថាពួកយើងហ្នឹងក៏រងចាំថ្ងៃហ្នឹងដែរថ្ងៃដែលមានបទហ្នឹងណាតែតាមពិតទៅអេរិចគាត់គិតក្នុងចិត្តទៅគាត់ថាគាត់គ្មានគម្រោងថាទៅឲ្យមនុស្សដែលមិនដឹងអីហ្នឹងឲ្យទៅឯណាទទួលការឈឺចាប់បង្កើតបទទេអេរិចហ្នឹងក៏បន្តថាអូប្រពន្ធខ្ញុំហ្នឹងសុខភាពគាត់ក៏មិនទាន់សូវល្អដែរនិយាយបានប៉ុណ្ណឹងស្ដាច់គាត់ហ្នឹងក៏សុំកាត់គាត់ថាអូនិយាយប៉ុណ្ណឹងបានហើយព្រោះពេលហ្នឹងយើងឃើញថាចំណិតរបស់ព្រះអង្គបានតែខ្សឹបខ្សៀវដាក់តិចព្រះអង្គអញ្ចឹងណាដោយព្រះអង្គហ្នឹងមានបន្ទូលថាគាត់មកនិយាយហ្នឹងគឺមិននិយាយពីសុខភាពរបស់ស្វាហ្នឹងទេចាគាត់ហៅមីចៃអធិស្ឋានអ្នកនរគ្នាអូយខ្ញុំវេទនាមនុស្សខំក្រាស់អ្នកគ្នាអធិស្ឋានដោយគាត់និយាយហ្នឹងគឺគាត់ចង់ថាមីសាហ្នឹងស្វាគាត់ហៅមីសាហ្នឹងស្វាអ្នកនរគ្នាហើយព្រះអង្គហ្នឹងក៏បានបន្តទៀតថាអ្នកបម្រើដែលគាត់បញ្ជូនទៅហ្នឹងបាននិយាយអីប្រាប់គាត់ដែលរឿងហ្នឹងគឺធ្វើឲ្យគាត់ចាប់អារម្មណ៍មែនតើគាត់ថាអ្នកបម្រើហ្នឹងប្រាប់គាត់ថាបោះតាំងដែលយកមកមើលហ្នឹងគឺប្រឡាក់ពេញទៅដោយឈាមប៉ុន្តែនៅពេលដែលគេទៅសម្អាតពនាងនៅផ្នែកខាងក្រោមហ្នឹងគេឃើញថាគឺអត់មានខូចខាតអីទេមានន័យថាអេរិចហ្នឹងគឺអត់បានប៉ះពាល់ពនាងទេចឹងហើយនិយាយឲ្យពិតទៅគឺខ្លួនប្រាណរបស់ពនាងតាំងពីថ្ងៃរៀបការរហូតដល់ថ្ងៃហ្នឹងគឺនៅតែបរិសុទ្ធពេលហ្នឹងអេរិចភ្នែកគាត់ឡើងសដូចភ្នែកត្រីស្ងោរហើយស្ដេចហ្នឹងក៏បន្តសួរដាក់សម្ពាធទៅកាន់អេរិចថាហេតុអីមិនអត់ចង់មានឈាមជ័រស្នងតំណែងជាមួយនឹងគ្រួសាររាជវង្សទេសួរហើយឆ្លើយមិនអត់ប៉ះពាល់ពនាងហ្នឹងមានគម្រោងការចង់រំសាយការរៀបការហ្នឹងចោលមែនហ៎អេរិចហ្នឹងក៏តបទៅវិញទាំងខ្នាញ់ចិត្តថាអត់ទេព្រះអង្គម្ចាស់រឿងហ្នឹងមិនមែនជាការពិតទេពេលហ្នឹងអេរិចគាត់ហួសចិត្តមែនតើដោយសារតែគាត់អត់គិតបានដល់ចំណុចហ្នឹងគាត់មិនគិតថាអ្នកបម្រើហ្នឹងអាចទៅប្រាប់ស្ដេចតាំងពីរឿងទូចហ្នឹងឡើងទេហើយស្ដេចហ្នឹងក៏តបទៅវិញថាអូយើងយល់ហើយមិនចង់សោយចំអកគ្រួសាររាជវង្សដែលរៀបការចូលទៅក្នុងគ្រួសារក្លិតនេះហ្នឹងមែនទាំងដែលទទួលបានមីសាដ៏គួរឲ្យស្រឡាញ់មួយនេះអញ្ចឹងហ្នឹងគឺជាអំពើក្បត់ដែលប្រឆាំងជាមួយនឹងគ្រួសាររាជវង្សហើយត្រូវអត់ពេលនោះអេរិចបេះដូងលុតឌឹបគាត់ហូរចិត្តថាស្ដេចហ្នឹងហ៊ានដល់ថ្នាក់ធ្វើរឿងដល់ថ្នាក់ហ្នឹងព្រោះគាត់ដឹងថាហ៊ានតែស្ដេចហ្នឹងគាត់លើកឡើងរឿងតាក់ទងនឹងក្បត់ជាតិហើយគឺអត់ងាយនឹងកិច្ចផុតពីកញ្ញាំរបស់គាត់ទេហើយគាត់ក៏គិតទៀតថាសម្រាប់អាយុជីវិតគាត់គឺគាត់អត់ខ្វល់ទេវាអត់សំខាន់ទេប៉ុន្តែសម្រាប់ឪពុកម្ដាយរបស់គាត់ហើយជីវិតអ្នកផ្សេងទៀតដែលគាត់ដើរតាមគ្រួសារក្លេតនីនឹងទៀតហ្នឹងបានសំខាន់ហើយពេលដែលគាត់មកទីក្រុងហ្នឹងគឺគាត់យកទ័ពរបស់គាត់មកប្រហែលជា70នាក់ទេអញ្ចឹងហើយគឺអត់អាចប្រឆាំងជាមួយនឹងទ័ពរាជវាំងបានទេហើយពេលហ្នឹងស្ដេចហ្នឹងគេសប្បាយចិត្តហើយគេតាមតន់ជន់កែងអេរិចអញ្ចឹងហើយគាត់ហ្នឹងក៏ហៅមីសាថាមីសាមកនេះតិចហើយមីសាហ្នឹងក៏លួនក្រាបទៅចិត្តស្ដេចថានេះមកនេះតាំងឲ្យគេសំដែងអូយប្អូនស្រីដល់កំសត់របស់បងមីសាឆ្លោយជាមួយបងមើលយប់ឡើងប្តីឯងដែរដល់កៅឯងអត់អូយមើលអាស្ដាច់នេះវាសួរឯងនឹងនិយាយតាមវាឡើងរឹងមាត់ពេលហ្នឹងមីសាលឺហើយនៅហើយមីសាហ្នឹងរបៀបកិច្ចសនួរហ្នឹងចឹងទៅឆ្កឹះឆ្កៀស្បែកជើងស្ដាច់ហ្នឹងស្រាប់តែពេលហ្នឹងទាំងអស់គ្នាអាស្ដាច់ឈួតហ្នឹងវាបោចសាក់មីសាប្រជះចង់ពេលនោះអេរិចឃើញចឹងគាត់គាត់ថាព្រះអង្គចាស់របៀបថាស្រែកក៏ពួកឃើញគេមកបោចសាក់មីសាចឹងគេថ្នមចឹងឯងមកបោចសាក់គេហើយស្ដាច់ហ្នឹងក៏ទៀតហើយនិយាយទៀតថាមីសាបងសួរឯងណាគេមានបានប៉ះពាល់រាងកាយឯងអត់អេរិចក៏នៅស្រែកថាអូដោះលែងនឹងទៅពេលហ្នឹងមីសាគ្នាឡើងក្តាប់មាត់ហ្មងហើយតបមកស្រាប់តែពេលហ្នឹងមីសាគាត់ក៏បើកមាត់និយាយគាត់និយាយថាឈឺតែទាំងអស់គ្នាដឹងអត់10ភេកហើយទូស្រីទុំតើនិយាយហើយពេលហ្នឹងមីសាគាត់និយាយតាំងត្រាប់ត្រួសហើយពេលហ្នឹងគេនាំនេះឡើងកាំងហ្មងមើលហ្មងពូមីសាគាត់និយាយដែរលឺមីសានិយាយទេគាត់និយាយទាំងច្បាស់ផងមិនច្បាស់ផងគាត់ថានេះឈឺត្រង់នេះហើយពេលហ្នឹងអ្នកដែលកាំងជាងគេគឺអេរិចហ្នឹងហ្មងគាត់របៀបថាអ្នកគ្នាដឹងថានៅជាមួយគ្នាឡើងរាប់មើលឡើង50ថ្ងៃជាងហើយអត់ដឹងថាមីសាហ្នឹងចេះនិយាយអូយជុតកន្លែងហ្នឹងខ្ញុំប្របាក់និយាយណាគ្នាមីសាហ្នឹងគាត់ប្រាប់គេថាឈឺកន្លែងនេះហើយដៃគាត់ចង្អុលអីចឹងណាពេលហ្នឹងគាត់មិនចង្អុលត្រឹមចង្អុលទេគាត់យកដៃគាត់ហ្នឹងតែទៀតប៉ុន្តែឈុតហ្នឹងគេកាត់គេឲ្យយើងឃើញចឹងណាគ្នាហើយគាត់ប្រាប់គេថាធ្វើចេះអីចឹងណាតែពេលហ្នឹងស្ដេចហ្នឹងងើបឆ្លើយគាត់ថាបានហើយឈប់គ្រប់គ្រាន់ហើយ
មកស្ដាប់រឿងលើក្រែរបស់ប្អូនស្រីខ្លួនឯងហ្នឹងវាអត់សប្បាយទេខូចអារម្មណ៍អស់លេងនិយាយផុតពីមាត់ហើយហ្នឹងស្ដាច់ហ្នឹងគឺលើកជើងធាក់មីសាមកទៅហឹងយកហ្មងស្ដាច់ហ្នឹងក៏និយាយថាបានហើយប៉ុណ្ណឹងយកម្នាក់នឹងចាញ់ពេលហ្នឹងអេរិចឃើញគេធាក់ប្រពន្ធខ្លួនហ្នឹងក៏រត់ទៅត្រង់ទៅតកង3ហីក្នុងចិត្តខឹងអំណោយដែរហ្នឹងកុំមកស្ដាច់ទេអីវាយពូនអញបន្ទាប់ពីចូលគរហ្នឹងចាប់សពគ្រប់ទៅក៏ត្រឡប់តាមផ្លូវមកផ្ទះវិញទៅហើយតាមផ្លូវហ្នឹងមីសាហ្នឹងគឺដេកទៅដៃអេរិចរហូតហើយអេរិចហ្នឹងគឺអត់មានមាត់ឲ្យស្កត់ជ្រាបហើយក៏មកដល់ផ្ទះធំវិញហ្នឹងក៏មានអ្នកអំរើមេការផ្ទះអីហ្នឹងចេញមកទទួលហើយមេការផ្ទះហ្នឹងក៏លន់មកថាអូទាំងពីរអ្នកហ្នឹងមកវិញទាំងមួតែម្ដងព្រោះថាក៏អត់ស្មានថាពីរហ្នឹងអាចរួចខ្លួនពីកញ្ញាំរបស់ស្ដេចមកវិញទាំងពីរអ្នកបានណាហើយពេលហ្នឹងអេរិចក៏ប្រាប់មេការផ្ទះហ្នឹងថាគាត់ថ្ងៃហ្នឹងគឺគាត់សុំពេលនៅជាមួយប្រពន្ធគាត់ហើយថាប្រកាសថាអត់មាននរណាម្នាក់ឯងឡើងទៅជាន់ទី2ហើយទៅទីស្នាក់ការកងទ័ពហើយបញ្ជូន Colin មកឲ្យគាត់ហ្នឹងយាមកាមនៅជាន់ទី2ហ្នឹងបញ្ជាក់ទាំងនេះ Colin ហ្នឹងគាត់ត្រូវជាដៃស្ដាំរបស់ Eric ហើយមេការទៀតហ្នឹងគាត់ថាបាទយល់បានពេលហ្នឹងអ្នកអំរើធ្វើមុខឡើងសេះម៉េះហ្មងហើយនៅតាមផ្លូវហ្នឹង Eric 3មីសាហ្នឹងគឺមីសាបកាច់បកុនលោតពេញដៃ Eric ហ្នឹងហ្មងហើយពេលហ្នឹង Colin គាត់ក៏បានមកដល់ថាលោកមេបញ្ជាការហៅខ្ញុំហ៎អេរិនក៏បញ្ជាទៅកាន់ Colin ហ្នឹងថាត្រូវតែប្រកាសថាអត់មានណាគេមកចិត្តកន្លែងហ្នឹងថ្ងៃហ្នឹងដាច់ខាតហើយត្រូវតែរាយការណ៍ភ្លាមបើមិនជាមានរឿងអីកើតឡើងហើយ Colin ក៏ថាបាទ sir អនថាបတ်ទ្វារផាំងអេរិចហ្នឹងបោះមីសាទៅលើពុកហើយគាត់ក៏និយាយថាឥឡូវហ្នឹងអត់មានណាគេលឺពួកយើងទេចឹងហើយចង់ស្រែកចង់យំមិនក៏ដោយក៏អត់មានណាគេមកដែរហើយពេលនោះមីសាគ្នាអូយនៅគ្នាមុខឡើងភ័យហ្មងហើយអេរិចហ្នឹងក៏អោនទៅចាប់ដៃសគ្រប់ពីលើមីសាហើយសួរថាយល់អត់មានន័យថាអត់មានអ្នកណាមកទេអត់មានណាគេលឺនិយាយអីទាំងអស់ចឹងហើយនិយាយអីបន្តិចមកខ្ញុំដឹងថាយើងនឹងអាចនិយាយបាននិយាយមែនអេរិចធ្លាប់តែ gentleman តិចឲ្យសប្ងៃហ្នឹងលេងឆាវចឹងមីសាគ្នាឡើងភ័យដែរហ្នឹងពេលហ្នឹងមីសារៀងខ្ជិបមាត់តិចហើយសប្តែឆ្ញាញ់ដាក់អេរិចទៅហើយអេរិចហ្នឹងក៏បន្តថាខ្ញុំបកែអត់ធ្មត់ហើយយើងនឹងនៅចង់ធ្វើជាអត់ដឹងខ្លួននឹងដល់ពេលណាទៀតហើយនឹងបើសិនជាខ្ញុំអត់ដឹងទេនៅកុហកខ្ញុំរហូតចឹងមែនហើយពេលហ្នឹងមីសាគាត់ក៏បង្ហើបវិចារថាលោកម្ចាស់មិនបាច់ចាប់អារម្មណ៍ជាមួយមីសាទេហើយមីសាហ្នឹងក៏អត់ត្រូវការចំណាប់អារម្មណ៍របស់តាកាចាស់ឯងដែរហើយនិយាយឯងមិនធំនិយាយទេចាលេងទាំងមុខទៀតហើយយើងដឹងឯណាថាមីសាគាត់និយាយហ្នឹងស្តៀងណាគេគាត់ធ្វើតាមណាគេចាគឺគាត់ធ្វើតាមតែស្រីអេសាថាឲ្យប្តីគាត់មិនត្រឹមតែនិយាយលេងទឹកមុខទៀតអស់ចាហើយភាគទី11របស់យើងហ្នឹងក៏បញ្ចប់តែត្រឹមហ្នឹងអរគុណអ្នកគ្នាដែលបានតាមដានស្ដាប់សលេងដ៏សែនកងួររបស់ខ្ញុំហើយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌហ្នឹងយើងសុខសប្បាយទាំងអស់គ្នាណាតាមផ្លូវតាមអីហ្នឹងហើយខ្ញុំបានពីវត្តហើយខ្ញុំជិះកាត់ខ្ញុំជូនបនហងណាហើយសម្រាប់អ្នកដែលស្រឡាញ់ចង់គាំទ្រខ្ញុំអីហ្នឹងគឺអាចគាំទ្រតាមរយៈទឹកលុយបានអរគុណ